នៅក្នុងវគ្គមុនយើងក៏បានឃើញហើយថាស៊ីវូនឹងគឺបានបន្លំខ្លួនចូលមកក្នុងតារាងនៃករបស់លីចអននឹងគឺមានកុំបំណងនៅក្នុងការចាប់ចម្រិតទៅកាន់អ៊ីជីនហើយនិងជីវូនឹងក៏តែកម្រងការរបស់វានឹងគឺត្រូវបានបរាជ័យដោយសារតែឈ្គូនោះគឺបានធាក់ទ្វារមកជើងជាកិនវាស្លាប់នៅទីតាំងឡើយនឹងបានបន្តបានធ្វើអីមិនតិចផងហ្នឹងគេវាយស្លាប់បាត់ហើយនៅពេលដែលវាគឺបានដឹងខ្លួនឡើងវិញហ្នឹងក៏ឃើញថាតារាងនៃកចំនួន3រូបនឹងក៏បានឡំព័ទ្ធទៅកាន់វាចិត្តហើយបាត់ជើងដោយឈ្ងុយឆ្ងាយរបស់លីចអននឹងក៏បានជន់កដាមមករបស់វានឹងជាប់នៅទីតាំងឡើយនឹងទៀតគឺធ្វើវានឹងគឺមិនអាចចាក់ចេញនឹងតាណាបានទេនៅពេលនោះលីចអននឹងក៏បាននិយាយទៅកាន់អាស៊ីវូទៅថាស៊ីវូហើយនេះក៏ពិតជាក្មេងដល់ចង្រៃខ្លាំងជាងគេបំផុតមកដែលយើងនេះគឺមិនធ្លាប់បានជួបនឹងពីមុនមកចង្រៃមហាចង្រៃលើโลกមកតែខ្ញុំនឹងគួរតែធ្វើបែបណាទៅដើម្បីមនុស្សគ្រប់គ្នានឹងគឺបានដឹងថាការដាក់ទោសទៅកាន់មនុស្សដែលបង្កបញ្ហានៅពីវិញពីការនឹងគឺស្លាប់មនុស្សស្លាប់អីពេញហ្នឹងគឺជាភារកិច្ចរបស់យើងដែលត្រូវធ្វើការកាត់ក្តីទៅកាន់គេដាក់ទោសទៅកាន់គេនោះឬមួយក៏យើងនឹងគឺត្រូវជាប់បំបីក្បាលស្លាប់ហើយនៅទីតាំងឡើយនឹងយកមកអានោះក៏លើគេថាចង់ជន់បំបីក្បាលវាភ័យមកក៏បានប្រើប្រាស់នៅធម្មពលមួយទៅក៏ហៅវានឹងមកធ្វើការជួយសង្គ្រោះទៅកាន់វានឹងឯងហើយធម្មពលនេះក៏បានចេញមកធ្វើការជួយសង្គ្រោះទៅកាន់អាស៊ីវូនឹងប៉ាត់មែនយើងក៏បានឃើញថាខ្សែច្បាប់មាននឹងក៏បានផ្ទុះចេញមកនៅទីតាំងកន្លែងដែលលីចអននេះក៏បានជន់ទៅកាន់មុខរបស់អាស៊ីវូនឹងឯងធ្វើជើងរបស់លីចអននេះក៏បានគ្រាថយក្រោយបន្តិចទៅហើយច្បាប់មានមួយនឹងក៏បានរំពាន់ទៅកាន់អាស៊ីវូនឹងនាំវានឹងចាក់ចេញអំពីទីតាំងឡើយនឹងក៏តែមុនពេលដែលវានឹងគឺបានចាក់ចេញទៅនឹងក៏បានសម្លឹងមើលទៅកាន់លីចអនដែរហើយវានឹងគឺពិតជាភ្ញាក់ផ្អើលនឹងខ្លាំងប៉ាត់មែនដែលឃើញថាតើមុខរបស់លីចអននេះគឺបានញញឹមចេញមកហាក់បីដូចជាលីចអននេះគឺមានកម្រងការអ្វីចឹងវានឹងកំពុងតែឆ្ងល់ក៏តែឆ្ងល់តអស់ចិត្តផងយើងក៏បានឃើញថាច្បាប់មាននឹងក៏បាននាំវានឹងចាក់ចេញនឹងទេលផននឹងទៅទីតាំងកន្លែងផ្សេងមួយទៀតនឹងបាទទៅហើយហ៊ូកូនឹងបន្ទាប់ពីឃើញនៅទស្សនវិជ្ជាបែបហ្នឹងហើយគេនេះក៏ពិតជាខឹងចឹងហើយក៏បានសួរទៅកាន់លីចអនដែរថាលីចអនហេតុអ្វីបានជាឯងនេះអនុញ្ញាតឲ្យវានឹងចាក់ចេញទៅចឹងមិនចាប់វាជាប់ចឹងថាលីចអនក៏និយាយទៅថាគាត់នេះគឺមានកម្រងការច្បាស់លាស់របស់គាត់ដោយសារតែគាត់នឹងគឺមិនចង់ចំណាយពេលដោះស្រាយជាមួយអានឹងតែម្នាក់អញ្ចឹងនៅក្នុងពេលឥឡូវហ្នឹងគឺវាខាត់ពេលចាំដោះស្រាយជាមួយនឹងពួកវាទាំងពីរយកមកទៅនៅក្នុងពេលតែមួយគឺវានឹងចំណេញជាងហើយយើងក៏បានឃើញថាខ្សែរឿងក៏បានបវាយមកកាន់កោះហាវ៉ៃវិញនេះនឹងជាទីតាំងរីសតនោះរបស់តារានីកូលីប្រាហ្នឹងទីតាំងលំហែកាយហើយយើងក៏បានឃើញថាមានកូនប្រុសរបស់តារានីកូលីប្រាម្នាក់ដែលគឺជាអបេទេវូនឹងកំពុងតែធ្វើការព្យាបាលរបួសរបស់វានៅលើកោះនឹងឯងក៏ត្រូវបានបុត្រីទាំង5របស់តារានីកូអាខ្វារូនឹងធ្វើការព្យាបាលរបួសរបស់វានៅទីតាំងនេះទៅហើយយើងក៏បានឃើញដែរថាទេវូនឹងគឺពិតជាខឹងនឹងខ្លាំងបាត់មែនទៅកាន់សងជេដោយសារតែសងជេគឺបានវាយវាមានរបួសដល់ថ្នាក់ហ្នឹងគឺថាវាគុំគួនទៅកាន់សងជេមកបើសិនជាជួបទៅកាន់សងជេលើក្រោយគឺថាវានឹងវាយបំបាក់ដៃបំបាក់ជើងទៅកាន់សងជេហ្នឹងឲ្យសងជេនេះគឺស្រែកឯណាណៃយកមកក៏តែនិយាយមិនតាន់ចប់អារឿងស្រែកហ្នឹងផងក៏លឺសំឡេងរបស់មនុស្សម្នាក់ហ្នឹងក៏បានស្រែកទៅយើងក៏បានឃើញថាអ្នកដែលបានស្រែកហ្នឹងគឺគ្មានណាគេទេគឺជាប្អូនប្រុសរបស់វាអបេស៊ីវូនឹងឯងក៏បានធ្លាក់មកពីលើមេឃចកន់ទៅកាន់អាទេវូនៅទីតាំងឡើយហ្នឹងមកតន់ទៀតទៅអាគេព្យាបាលរបួសមិនតាន់ជាផងចកន់មកតន់ទៀតគឺថារបួសចន់លើរបួសហើយលើកនេះហ៎បន្ទាប់ពីការធ្លាក់មួយហ្នឹងគឺបានចប់ហ្នឹងយើងក៏បានឃើញថាទេវូនេះគឺបានធ្វើបាបទៅកាន់ប្អូនប្រុសរបស់វានេះខ្លាំងមកដែលឃើញថាប្អូនប្រុសរបស់វាគឺថាបំពេញភារកិច្ចដល់ណាគឺបរាជ័យរហូតមកគឺគ្មានទទួលបានជោគជ័យអីមួយមកសូម្បីតែភារកិច្ចយកអា Crimson Fox ទៅធ្វើការសម្លាប់មនុស្សហើយភារកិច្ចធ្វើការចាប់ចម្រិតហើយអាភារកិច្ចទៅធ្វើការធ្វើបាបហ្នឹងទៅកាន់សងជ័យគឺថាបរាជ័យរហូតមកមិនដែលបានជោគជ័យទេម្ដងណាក៏មិនដែលបានជោគជ័យដែរទៅធ្វើវានេះគឺខឹងហើយក៏បានវាទៅកាន់ Table ហ្នឹងខ្លាំងចឹងទៅហើយយើងមើលទៅកាន់ Table វិញគឺថាចង់មានបញ្ហាផ្លូវចិត្តហើយដោយសារតែគេហ្នឹងគឺបានធ្វើបាបទៅកាន់វាពេកក៏តែនៅពេលបន្តវិញយើងក៏បានឃើញថា Table ហ្នឹងក៏បាននាំអាស៊ីវូនទៅកាន់ទីតាំងកន្លែងមួយគឺជាទីតាំងកន្លែងស្តុកនៅ Snow ហ្នឹងរបស់ Calamity នឹងឯងយើងក៏បានឃើញថា Snow របស់ Calamity នៅទីតាំងកន្លែងហ្នឹងសិតតែជា Snow ហ្នឹងដែលមានអនុភាពហ្នឹងខ្លាំងយកមកហើយពួកវាមកកាន់ទីតាំងកន្លែងហ្នឹងគឺចង់ប្រើប្រាស់ Snow មួយនឹងឯងភ្ជាប់គ្នានឹងជាមួយនឹងបតោ Rosary របស់ម្ដាយរបស់គេហ្នឹងធ្វើការកោះហៅទៅកាន់ Calamity ដែលនៅក្នុង Snow ហ្នឹងឲ្យចាក់ចេញមកខាងក្រៅដើម្បីយក Calamity ហ្នឹងទៅធ្វើការបង្កនៅបញ្ហាទៅលើផែនដីហ្នឹងបន្តទៅមុខទៀតក៏ប៉ុន្តែនៅពេលដែល Table នេះគឺបានធ្វើការកោះហៅទៅកាន់ Calamity ហ្នឹងសមនវាចេញមកហ្នឹងគឺថាវាហ្នឹងសប្បាយចិត្តចឹងឃើញថាធម្មពលក៏បានផ្ទុះឡើងទៅលើយ៉ាងខ្លាំងគិតថាវានឹងគឺទទួលបានជោគជ័យហើយក៏តែនរណាគេទៅដឹងទៅថាធម្មពលតែប្រមាណដែលផ្ទុះហ្នឹងគឺថាវានឹងក៏បានប្រើទៅជាធម្មពលរបស់លីចអនហ្នឹងទៅពេលហ្នឹងភ្លាមយកមកហើយអាពីរហ្នឹងគឺថាភ្ញាក់បានហ្នឹងខ្លាំងបែបមែនហើយក៏ឆ្ងល់ថាហេតុអ្វីបានជាទៅជាបែបហ្នឹងអញ្ចឹងយើងក៏បានឃើញថាមានធម្មពលមួយហ្នឹងក៏បានបំបញ្ញធ្លាក់ទៅលើមេឃមកភឹងយើងកត់ទៅកាន់ទីតាំងកន្លែងអាពីរហ្នឹងកំពុងតែស្នាក់នៅទីតាំងហ្នឹងទៅយើងក៏បានឃើញថាមានរូបរាងរបស់មនុស្សម្នាក់ហ្នឹងក៏បានសាយភាយចេញពីធម្មពលមួយហ្នឹងដែរនៅពេលនោះអាស៊ីវូហ្នឹងបន្ទាប់ពីឃើញទៅការរូបរាងមួយហ្នឹងគឺដូចជាបាហាក្នុងចិត្តអញ្ចឹងគឺថាគេនេះគឺដូចជាធ្លាប់ជួបក៏តែវានឹងក៏ឃើញកាន់តែច្បាស់ទៅវានឹងគឺថាប្រកាស 100% ហើយថាគឺជាអាមួយហ្នឹងកំបាត់អោនយកហ្មងធ្វើអាទេវូនគឺឆ្ងល់ហើយថាហេតុអ្វីបានជាអាស៊ីវូនឹងអោនអញ្ចឹងក៏តែយើងដឹងហើយថាលីចអននេះគឺចេញមកលើណាគឺក្បាច់ដដែលហ្នឹងឯងយកក្បាលបុកទៅកាន់មុខរបស់ទេវូនៅទីតាំងហ្នឹងមកបែកឈាមរស់ស្លាប់ភ្លឹងទៅក៏តែកំភ្លេចមើលទៅកាន់អាស៊ីវូវិញគឺថាវាសប្បាយចិត្តខ្លាំងមកទីបំផុតវានេះគឺអាចគេចពីក្បាច់មួយហ្នឹងបានហើយកុំចាប់ប្រាក់ក្បាច់ដដែលមកធ្វើការវិបាកទៅកាន់វាគឺថាគ្មានផលនោះទេយើងក៏បានឃើញថាលីចអននេះក៏បានចេញមកនឹង 100% ហើយក៏បានចាប់យកនៅសត្វសេកមកក្បាលនៅក្នុងដៃរបស់គាត់នឹងចេញមកដែរលីចអនក៏បាននិយាយថាយោយើងនេះគឺចាប់ពួកឯងនឹងបានហើយយើងនេះគឺបានដឹងពីល្បិចកលរបស់ឯងនឹងច្បាស់ណាស់ដោយសារតែឯងនេះគឺមានអាសត្វសេកមកក្បាលនឹងទៅឯងនេះគឺអាចរត់ចាក់ចេញ
ចេញអំពីយើងហ្នឹងបានយ៉ាងងាយខ្លាំងបែបហ្នឹងគឺថាយើងនេះទីបំផុតអាចតាមទាន់នឹងនៅដានរបស់ឯងហើយយើងក៏បានឃើញថាសត្វសេដែលត្រូវបានធ្វើការចាប់ដោយ Legion ហ្នឹងការពិតទៅគឺជាសត្វដែលត្រូវបានសម្មុនដោយអា Tevo នឹងឯងអា Tevo ហ្នឹងគឺថាសម្មុនសត្វហ្នឹងគឺវាស្ថិតនៅក្នុងចំណាត់ថ្នាក់គ្រោះថ្នាក់អស់ចឹងហើយបានជាសម្មុនចេញមកហ្នឹងគឺថា Legion ចំបាច់លលឿនភ្នែកធ្លិលទីតាំងឡើយហ្នឹងឯងក៏តែ Legion ហ្នឹងឃើញថាសត្វហ្នឹងដូចជាគ្មានផលប្រយោជន៍អីដែលគាត់ហ្នឹងគឺត្រូវធ្វើការចាប់ទៅកាន់វាតទៀតផងក៏បានបោះវាទៅផ្នែកម្ខាងទៅហើយក៏បានដើរទៅកាន់អាប៉ែ Sivo ហ្នឹងហើយក៏បាននិយាយទៅកាន់ Sivo ទៅថាឥឡូវនេះយើងនឹងគួរតែធ្វើការជជែកគ្នាហ្នឹងបន្តិចទៅដើម្បីដោះស្រាយនៅបញ្ហាដែលឯងនេះគឺបានបកហ្នឹងឡើងហ្នឹងអស់រយៈពេលនេះជាយូរមកនេះហើយយើងមើលទៅកាន់អា Sivo វិញគឺថាភ័យហ្មងឃើញថា Legion នេះក៏អាចដោះស្រាយជាមួយនឹង Calamity ចំណាត់ថ្នាក់ហ្នឹងរហូតដល់ចំណាត់ថ្នាក់គ្រោះថ្នាក់គឺថា Legion ដោះស្រាយបានយ៉ាងងាយសូម្បីតែថ្នាក់ Catastrophe ហ្នឹងគឺថាគ្មានក្លោអីជាមួយនឹង Legion ផងហើយនៅអាសត្វត្រឹមតែចំណាត់ថ្នាក់ប៉ុណ្ណឹងចង់ដោះស្រាយជាមួយ Legion ក៏ថាវាហ្នឹងគឺងាយស្រួលមែនហើយឃើញថា Legion ហ្នឹងក៏បានដើរមកចិត្តហ្នឹងទៅកាន់អា Sivo ហ្នឹងទៅវាហ្នឹងក៏បានភ័យចឹងហើយក៏បានសុំពេលបន្តិចហ្នឹងទៅកាន់ Legion ទៅថាឥឡូវនេះគឺគេហ្នឹងដឹងខ្លួនខុសហើយគេហ្នឹងនឹងត្រឡប់ទៅកាន់គ្រួសាររបស់ Hugo ហើយនឹងសុំអភ័យទោសនឹងពីគ្រួសាររបស់ Hugo ទាំងអស់មកពីកំហុសរបស់គេតែប្រហែលហ្នឹងគេនឹងធ្វើការលុតជាកងចំពោះមុខតារានៃកសាគីតារ៉ូក៏ប៉ុន្តែ Legion ហ្នឹងក៏បាននិយាយថាអូអញ្ចឹងឯងមិនបាច់ទេមើលអានេះសិនមើលហើយ Legion ហ្នឹងក៏បានកោះហានអាវុធរបស់គាត់នឹងធ្លាក់ចោលមកលើមេឃហ្នឹងឯងយើងក៏បានឃើញថាអាវុធហ្នឹងក៏បានធ្លាក់ចោលមកហ្សិបនៅទីតាំងឡើយហ្នឹងផឹកទៅបណ្ដាដីហ្នឹងក៏បានប្រែកតិចទីឡើយហ្នឹងអស់ទៅនេះហ្នឹងគឺជាកំបិតទរណកម្មឋានសួគ៌របស់គាត់នឹងឯងហើយ Legion ហ្នឹងក៏បាននិយាយប្រាប់ទៅកាន់អា Sivo ហ្នឹងទៅថាឲ្យឈប់នៅអាកំណត់ដែលឯងហ្នឹងកំពុងតែកាត់ទៅអស់ហ្នឹងទៅឥឡូវនេះគឺជាពេលវេលានៃការកាត់ទោសទៅកាន់ឯងនៅកំហុសដែលនេះគឺបានធ្វើទៅកាន់មនុស្សនៅលើផែនដីនឹងអស់រយៈពេលជាង10ឆ្នាំមកនេះគឺថាត្រូវដល់ពេលដែលយើងនឹងគឺត្រូវធ្វើការកាត់ក្តីទៅកាន់ឯងហើយយើងមើលទៅកាន់អា Sivo នឹងវិញវានឹងក៏បានដឹងហើយថាវានេះគឺបានធ្វើអ្វីខ្លះទៅលើមនុស្សនៅលើផែនដីហ្នឹងគឺបានបង្កនៅឧក្រិដ្ឋកម្មឬក៏ឧក្រិដ្ឋជនអ្វីខ្លះនៅលើផែនដីមួយហ្នឹងគឺធ្វើឲ្យមនុស្សហ្នឹងគឺបានស្លាប់យ៉ាងច្រើនហ្មងហើយបើសិនជាយករឿងទាំងអស់ហ្នឹងមកធ្វើការកាត់ក្តីទៅកាន់វាប្រកាសថាវាហ្នឹងគឺមានផ្លូវតែមួយគត់គឺស្លាប់ហ្នឹងឯងហើយឥឡូវហ្នឹងគឺថា Sivo ហ្នឹងនៅពេលដែលវាគឺបានឃើញ Legion ហ្នឹងចំពោះមុខវាហ្នឹងគឺថា Legion ហ្នឹងប្រៀបដូចជាយក្សមួយយ៉ាងធំកំពុងតែកាន់កបិតនៅពីមុខរបស់វាគឺថាវានេះមិនអាចធ្វើអ្វីទៅកាន់ Legion ហ្នឹងបានសូម្បីតែបន្តិចហ្មងគ្រាន់តែចំហាយនៅថាមកពោចេញពី Legion ហ្នឹងធ្វើវានឹងក៏បានភ័យសឹងតែរីកអាចបាត់ទៅហើយក៏បានដោតថយក្រោយបន្តិចម្ដងទៅក៏ប៉ុន្តែនៅពេលដែលវានឹងគឺបានដើរថយក្រោយហ្នឹងវានឹងក៏បានជន់ជាមួយនឹងបតោងរ៉ូសេរីនឹងឯងហើយវានឹងក៏បានឃើញបតោងមួយនឹងហើយក៏បាននឹកឃើញថាបតោងមួយនេះអូហើយនឹងបងប្រុសរបស់វាហើយវានឹងក៏បាននឹកឃើញនៅកំណត់មួយទៅនៅពេលដែលបងប្រុសរបស់វាគឺបានដឹងខ្លួនមកវិញហ្នឹងគឺថា Tevo នឹងក៏បានស្វែងរកនៅបតោងរ៉ូសេរីនឹងឯងឲ្យអាប៉ែ Sivo នឹងគឺយកវានឹងមកឲ្យគេមកក៏ប៉ុន្តែអា Sivo នឹងគឺមិនធ្វើតាមទៅកាន់បងប្រុសរបស់វាទេក៏បានយកបតោមួយនឹងធ្វើការបូជានឹងទៅកាន់បងប្រុសរបស់ខ្លួនឯងមកទៅបើកើតនៅ Calamity នឹងឯងគឺថាសមនចេញ Calamity នឹងដោយប្រើប្រាស់នៅការបូជាចេញពីបងប្រុសរបស់ខ្លួនឯងបាទបោះពេកសម្ដីទៅកាន់បងប្រុសរបស់ខ្លួនឯងនឹងមិនតិចទៅថាអូអ្នកនឹងគឺខំពីខ្ញុំអ្នកនឹងគឺមានផលប្រយោជន៍ច្រើនខ្លាំងណាស់ចឹងហើយខ្ញុំនឹងគឺត្រូវការប្រើអ្នកហើយការដំណើរការនៃការបូជានឹងវានឹងក៏បានកើតឡើងទៅហើយយើងក៏បានឃើញថាពលឺក៏បានភាយចេញនឹងអំពីបតោងរ៉ូសេរីមួយនឹងធ្វើឲ្យខ្លួនប៉ានឹងរបស់អា Tevo នឹងក៏បានលេចធ្លាយនឹងចេញនៅ Calamity ជាច្រាក់ហ្នឹងឯងផ្ទុះចេញមកហ្នឹងឯងដោយសារតែនេះនឹងគឺជាការសមុទ្រនោះដោយការផ្ដោះប្ដូរនៅរាងកាយរបស់ Tevo ធ្វើអា Tevo នេះគឺថាវានឹងគឺពិតជាឈឺចាប់ខ្លាំងមកដែលមិននឹកស្មានទេថាបងប្រុសរបស់វាគឺបានធ្វើបែបហ្នឹងមកកាន់វាហើយយើងក៏បានឃើញថា Tevo នឹងគឺលេងខ្លាចទៅជាមនុស្សនឹងតទៀតហើយឥឡូវនេះគឺជា Calamity នឹងពេញសិតហើយយើងមើលទៅកាន់ Legion វិញបន្ទាប់ពីឃើញនៅទស្សនវិជ្ជាមួយនឹងហើយគាត់នឹងគឺពិតជាភ្ញាក់ផ្អើលនឹងខ្លាំងប៉ិតមែនហើយ Legion នេះក៏បាននិយាយទៅកាន់អា Sivo នឹងទៅថាហោខ្ញុំនេះគឺមិនដែលឃើញនៅទស្សនវិជ្ជាមួយនេះនឹងពីមុនមកទេគឺថាបងប្រុសហ៊ានធ្វើការសម្លុតទៅកាន់បងប្រុសរបស់ខ្លួនឯងក៏ព្រោះតែចង់យករួចខ្លួនទៅកាន់ខ្លួនឯងនោះគឺថាឯងនេះគឺពិតជាខុសខើខ្លាំងណាស់ហើយនៅក្នុងពេលឥឡូវហ្នឹងគឺខ្ញុំនេះគឺបានដឹងថាតារានិកលីប្រាហ្នឹងគឺដាបកឬនៅលើផែនដីហ្នឹងគឺច្រើនខ្លាំងណាស់ក៏តែគាត់ហ្នឹងក៏មិននឹកស្មានដែរថាមនុស្សដូចជាតារានិកលីប្រាហើយនឹងកូនរបស់នាងហ្នឹងហ៊ានធ្វើទាំង World of Smoke Room មួយនេះគឺថាគាត់ហ្នឹងតាំងពីកើតមកនៅលើផែនដីហ្នឹងគឺមិនដែលឃើញនរណាគេហ្នឹងមានអត្តចរិតហ្នឹងដូចជាគ្រួសាររបស់តារានិកលីប្រាទេគឺថាពិតជាខុសហ្នឹងខ្លាំងមកគឺខុសហ្នឹងអំពីតារានិកផ្សេងទៀតអាក្រក់អាក្រៃហ្នឹងគឺថាគាត់មិនធ្លាប់ជួបគេនឹងពីមុនមកហ្នឹងដែលមានទស្សនវិជ្ជាហ្នឹងបែបនេះទេក៏តែនៅពេលនោះ Legion ហ្នឹងក៏បានជន់ដីហ្នឹងផឹកមកជើងទីតាំងហ្នឹងទៅក៏បានប្រើប្រាស់នៅ skill របស់គាត់មួយដែលមានឈ្មោះថា Holy Sentry ហ្នឹងឯងយើងក៏បានឃើញថាធម្មពលរបស់ Legion ដែលប្រើប្រាស់ហ្នឹងវានឹងក៏បានសាយភាយពីពេញទីតាំងកន្លែងហ្នឹងវានឹងប្រៀបដូចជាបើកនៅ domain មួយអញ្ចឹងយើងក៏បានឃើញថាទីតាំងកន្លែងដែល Sivo ហ្នឹងគឺបានធ្វើការបូជានៅរាងកាយរបស់បងប្រុសរបស់ខ្លួនដើម្បីធ្វើការសមន្តទៅកាន់ Calamity ហ្នឹងវានឹងក៏បានបាក់លលំហ្នឹងខ្ទេចខ្ទីនៅទីតាំងកន្លែងហ្នឹងអស់ទៅហើយគេនឹងក៏បានធ្វើការបង្ហាញឲ្យថាទីតាំងកន្លែងនេះគឺជាទីតាំងកន្លែងដ៏បរិសុទ្ធរបស់តារានិកល Legion
Legion ហ្នឹងគឺជា Ofuka Century យើងក៏បានឃើញថាទីតាំងកន្លែងសមុទ្រតែប្រមាណហ្នឹងក៏ត្រូវបានបំផ្លាញហ្នឹងដែលថាមពលរបស់ Legion ហ្នឹងនាំឲ្យវាហ្នឹងក៏បានបាក់បែកខ្ទេចខ្ទីអស់ទៅហើយការបូជាទៅកាន់រាងកាយរបស់ Table ហ្នឹងដើម្បីធ្វើការបង្កើតនៅ Calamity ហ្នឹងវាហ្នឹងក៏បានបរាជ័យទៅ Legion នេះក៏បានសើចយ៉ាងលឺហើយក៏បាននិយាយថាឯនេះគឺហ៊ានប្រើប្រាស់នៅវេទមន្តបែបនេះមកកាន់យើងផងតែមិនដឹងថាទីតាំងកន្លែងហ្នឹងគឺជាទីតាំងកន្លែងណាឯនេះកុំភ្លេចនៅសោះណាថាទីតាំងកន្លែងនេះគឺថាឯនេះគឺត្រូវតែដឹងថាទីតាំងកន្លែងនេះគឺគាត់ហ្នឹងគឺបានគ្រប់គ្រងហើយដោយសារតែកំបិតដ៏មានអានុភាពរបស់គាត់ហ្នឹងគឺនៅជាមួយនឹងគាត់ហ្នឹងអាចប្រើប្រាស់នៅធម្មពលហ្នឹងអត់បានកំណត់យកហ្មងគឺថាទីតាំងកន្លែងនេះគឺជាទឹកដីរបស់គាត់គឺគ្មាននរណាគេហ្នឹងអាចប្រើប្រាស់ធម្មពលរបស់ពួកគេហ្នឹងនៅទីតាំងកន្លែងរបស់គាត់ហ្នឹងបាននោះទេសំបីតែរានិកដែលមានអានុភាពខ្លាំងណាស់យ៉ាងក៏ដោយដែរគឺមិនអាចប្រើប្រាស់វានឹងបានជាដាច់ខាតដល់ចំពោះមុខរបស់គាត់ហើយលីចអននេះក៏បានសួរនឹងទៅកាន់អាស៊ីវនឹងតទៀតទៅថានេះគឺមានអ្វីនឹងចង់ធ្វើការបង្ហាញមកកាន់គាត់ហ្នឹងបន្ថែមទៀតនឹងដែរឬក៏អត់បើអត់មានទេគឺថាឥឡូវនេះគឺដល់វេនរបស់គាត់ហ្នឹងត្រូវការធ្វើការបង្ហាញទៅកាន់ឯងហ្នឹងម្ដងហើយនៅពេលនោះ Legion នឹងក៏បានធ្វើការជ្រើសរើសប្រើប្រាស់នូវ skill របស់គាត់មួយដែលមានឈ្មោះថា Merit2 ហើយ skill Merit2 ដែល Legion នឹងគឺបានប្រើប្រាស់ហ្នឹងគឺវានឹងអនុញ្ញាតឲ្យគាត់នឹងអាចធ្វើការខ្ចី skill របស់ Daranico ផ្សេងនឹងយកមកប្រើប្រាស់ជា skill ផ្ទាល់ខ្លួនរបស់គាត់នឹងជាលក្ខណៈម្ដងអសនបានហើយ skill ដែល Legion នឹងគឺបានធ្វើការខ្ចីចេញពី Daranico ផ្សេងនឹងគឺមិនមែនជា Daranico ណាទេគឺជា Hugo នឹងឯងហើយ skill ដែល Legion នឹងគឺបានខ្ចីនឹងគឺវានឹងគឺមានឈ្មោះថាការសម្លឹងមើលនៃការទម្លុះបន្ទាប់ពី Legion នឹងគឺបានធ្វើការខ្ចីទៅកាន់ skill របស់ Hugo ហើយគាត់នឹងក៏បានធ្វើការប្រើប្រាស់វានៅទីតាំងឡើងនឹងភ្លាមយកហ្មងហើយក៏បានបោះជំហានរបស់គាត់នឹងមួយជំហានសំដៅនឹងទៅកាន់អាស៊ីវូទីតាំងហ្នឹងទាំងដែលភ្នែករបស់គាត់នឹងគឺពោពេញទៅដោយភ្លើងឆេះយ៉ាងសន្ធោសដោយសារតែ skill របស់ Hugo ហ្នឹងហើយ Legion នឹងក៏បាននិយាយទៅកាន់អាស៊ីវូទៅថាអាស៊ីវូតែនឹងនៅមានពាក្យអ្វីផ្ដាំជាចុងក្រោយមកកាន់គាត់ដែលក៏អត់មិនពេលដែរនេះគឺបានស្លាប់យើងនិយាយចឹងគឺចង់មានន័យថាដូចជាភារកិច្ចចាំបាច់បំផុតសម្រាប់ឯងចឹងណាដូចជាការនិយាយនៅការប៉ັດគ្រប់បែបយ៉ាងចឹងទៅថាឯនេះគឺមិនជាប់ពាក់ព័ន្ធទៅនឹងក្រិតកម្មតែប្រមាណដែលបានកាត់ឡើងនឹងទៅហើយសារភាពប្រាប់មកកាន់យើងនេះបានច្បាស់លាស់អីចឹងទៅក្រែងលោយើងនឹងគឺអាចពិចារណានឹងម្ដងទៀតចឹងហើយឲ្យការកាត់របស់ឯងនៅក្នុងពេលបច្ចុប្បន្នហ្នឹងអំពីការប្រព្រឹត្តរបស់ឯងកាលពីរយៈពេលប្រហែលឆ្នាំមុនហ្នឹងថាវានឹងមិនជាប់ពាក់ព័ន្ធអីជាមួយនឹងឯងនិយាយប្រាប់គាត់ហ្នឹងឲ្យបានដឹងមកហើយឥឡូវហ្នឹងបើសិនជាឯងមិនចង់និយាយពាក្យសម្ដីដែលឯងគឺកំពុងតែគិតនៅក្នុងខួរក្បាលរបស់ឯងប្រកាសជាកប់ទៅហ្នឹងស្លាប់ហ្នឹងជាមួយនឹងឯងហ្នឹងដែលជាមិនខានធ្វើមនុស្សគ្រប់គ្នាហ្នឹងគឺមិនអាចដឹងអំពីការស្លាប់របស់ឯងហ្នឹងគឺដោយសារអ្វីឬក៏ឯងនេះមិនអាចបញ្ជាក់នូវភាពស្អាតស្អំរបស់ឯងបានចឹងហើយនៅក្នុងពេលឥឡូវហ្នឹងឯងគួរតែយកទៅកាន់ខ្លួនឯងច្បាស់ហើយថាឯនេះមិនខុសអ្វីពីសម្រាមមួយដុំនៅចំពោះមុខរបស់គាត់ទេចឹងហើយឆាប់និយាយពាក្យទាំងអស់ហ្នឹងប្រាប់មកកាន់គាត់មកក្រែងគាត់នឹងពិចារណាហ្នឹងម្ដងទៀតយើងក៏បានឃើញហើយថាស៊ីវូនឹងបន្ទាប់ពីឃើញនៅធម្មពលរបស់ Legion នឹងដើរមកមានសម្ពាធយ៉ាងខ្លាំងហ្នឹងវានឹងក៏បាននិយាយក្នុងចិត្តរបស់វានឹងទាំងញញញទៅថាចង្រៃយោហើយក៏បានស្រែកយ៉ាងលឺនៅទីតាំងឡើងនឹងឯងហើយវានឹងក៏បាននិយាយទៅកាន់ Legion ទៅថា Legion ហើយអ្វីបានជាឯងនេះហ៊ានធ្វើបែបហ្នឹងតែឯងនេះគិតថាឯងនេះគឺជានរណាដែលអាចធ្វើរឿងទាំងអស់នេះមកកាន់យើងបានតែឯងនឹងកំពុងតែធ្វើរឿងឈួតអ្វីហ្នឹងតែឯងនេះកំពុងតែធ្វើការចាប់ចម្រិតហ្នឹងទៅកាន់យើងមែនឯនេះគឺចង់ដឹងរឿងតាក់ទងទៅនឹងការពីរយៈពេល10ឆ្នាំជាងមុនមែនគឺថានៅក្នុងពលានយន្តហោះហ្នឹងមែនគឺថារឿងរ៉ាវដែលបានកើតឡើងពីការវាយប្រហាររបស់ Crimson Fox ហ្នឹងគឺវានឹងគឺជាស្នាដៃរបស់គាត់ពិតមែនក៏តែនៅក្នុងពេលហ្នឹងគឺថាគាត់នឹងមានអាយុវ័យក្មេងខ្លាំងណាស់គឺថាក្មេងគាត់ហ្នឹងគឺមិនដឹងអីទេហើយបានជា Legion ហ្នឹងនៅប្រកាន់ទោសកំហុសហ្នឹងយកទោសពេញហ្នឹងទៅលើក្មេងក្រៃក្មេងណាក៏ចេះប្រកាសកំហុសដែរតើអីហើយបានជាចោតប្រកាន់មកកាន់គាត់ថាគាត់ហ្នឹងគឺធ្វើខុសអញ្ចឹងដាក់ទោសមកកាន់គាត់ហ្នឹងនៅពេលហ្នឹងទៀតហើយនៅមានរឿងរ៉ាវផ្សេងទៀតដូចជាព្រឹត្តិការណ៍នៅក្នុងការទៅធ្វើការប្រយុទ្ធគ្នាជាមួយនឹងសូនជេនៅក្នុងមន្ទីរពេទ្យរបស់ Scorpio នឹងឯងគឺថាភារកិច្ចមួយដែលគេនឹងគឺបានធ្វើការវិវហារកម្មមនុស្សគ្រប់គ្នានៅក្នុងមន្ទីរពេទ្យនឹងគឺជាបញ្ជានឹងរបស់បងប្រុសរបស់វានឹងឯងដែលបានដាក់មកកាន់វានឹងឲ្យទៅបង្កបញ្ហានឹងជាមួយនឹងសូនជេនៅក្នុងមន្ទីរពេទ្យនឹងហើយនេះនឹងមិនជាប់ពាក់ព័ន្ធអ្វីនឹងជាមួយនឹងវាទេដោយសារតែបញ្ជារបស់គេបើសិនជាវាមិនធ្វើនឹងគឺថាគេនឹងធ្វើបាបទៅកាន់វាហើយនៅមានព្រឹត្តិការណ៍មួយទៀតគឺថា Crimson Fox នឹងគេនឹងគឺបាននាំវាយកទៅបលែងនៅក្នុងទីក្រុង Backland នឹងទីក្រុងរបស់តារានិកVigo ដែលគឺជា Kevin Asa នឹងឯងក្រោយនៅក្នុងកំឡុងពេលហ្នឹងអ្វីត្បិតតែគេហ្នឹងគឺបានយក Calamity Crimson Fox ហ្នឹងទៅធ្វើការបលែងវានៅទឹកដីមួយហ្នឹងម្ដងទៀតហ្នឹងក៏ប៉ັດមែនក៏តែក្រោយ Legion នេះគេនេះគឺមានសមត្ថភាពអីអាចដោះស្រាយជាមួយនឹង Calamity ហ្នឹងបានស្រេចបាយឲ្យអស់ហើយតើអីហេតុអ្វីបានជាគេហ្នឹងនៅយកទោសបីនេះចំពោះគាត់ទៀតក្រោយ Legion នេះគឺជាបុគ្គលដែលខ្លាំងក្លាអីអាចទប់ទល់ជាមួយនឹងស្ថានភាពហ្នឹងបានហើយគឺថាឥឡូវហ្នឹងគឺថាមនុស្សគ្រប់គ្នាហ្នឹងគឺគ្មានគ្រោះថ្នាក់ទេនៅបើគាត់ទោសបីអីចំពោះគេហ្នឹងតទៀតហេតុអ្វីបាន Legion ហ្នឹងនៅ
នៅតែធ្វើការតាមស្វែងរកគេនឹងមកដល់ទីតាំងឡើយនឹងតទៀតចឹងទាំងតែស្ថានភាពទាំងអស់ហ្នឹងគឺ Legion នេះអាចទប់ទល់ហើយក៏ដោះស្រាយទៅកាន់វានឹងបានអស់ហើយតើអីហើយក៏បាននិយាយទៅកាន់ Legion នេះយ៉ាងខ្លាំងនឹងតទៀតហើយកំតែមើលទៅកាន់ Legion ទៅគឺថាគាត់ដូចជាមិនយកចិត្តទុកដាក់ទៅនឹងការនិយាយរបស់ Sivu នឹងទេមើលទៅកាន់ទឹកមាត់របស់ Legion នេះក៏ដឹងហើយថានោះគឺថាច្រឹមភ្នែកហៀទឹកមាត់ក៏ក្លែកក៏ខ្លាក់ទីតាំងកន្លែងហ្នឹងដូចជាក្មេងអាយុ2ឆ្នាំចឹងឯងហើយនៅពេលនោះ Legion នេះក៏បាននិយាយទៅកាន់ Sivu នឹងទៅថាអូនៅពេលយើងគឺបានស្ដាប់នៅការសន្ទនារបស់ឯងហ្នឹងអស់រយៈពេលជាយូរមកនេះគឺថាគាត់ពិបាកក្នុងការបើកភ្នែកនេះខ្លាំងប៉ុន្មាននៅពេលដែលគាត់នឹងគឺបានប្រើប្រាស់ skill ដែលកម្ចីចេញពីតារានិករផ្សេងនេះយូរបែបនេះនោះក៏ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថានិយាយច្រើនពេកហើយនៅពេលនោះយើងក៏បានឃើញថា Sivu នឹងគឺពិតជាខឹងទៅកាន់ Legion ពិតមែនឃើញថា Legion នេះដូចជាមិនស្ដាប់ទៅនឹងការនិយាយរបស់វាតែប្រហែលនៅវានឹងគឺខិតខំដោះស្រាយទេតែ Legion នេះក៏បាននិយាយតទៅវិញដែរថាស្អីគេគាត់នេះគឺបានស្ដាប់តើគឺថាគាត់នេះស្ដាប់យ៉ាងយកចិត្តទុកដាក់ហ្មងគឺថាមិនមែនមានតែគាត់ទេដែលស្ដាប់នៅការបោះស្រាយរបស់ឯងគឺថាមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកមួយនេះហ្នឹងពួកគេនឹងគឺបានស្ដាប់លើពីការសន្ទនារបស់ឯងនឹងតែអស់យកហ្មងអានោះហ្នឹងវាគ្រាន់តែលើពាក្យសម្ដីរបស់ Legion ហើយវានេះគឺពិតជាភ្ញាក់ផ្អើលហ្នឹងខ្លាំងប៉ាត់មែនយើងក៏បានឃើញហើយថាភ្នែកដែល Legion នេះគឺបានប្រើប្រាស់ហ្នឹងគឺថាវានឹងជាប់ពាក់ព័ន្ធគ្នាជាមួយនឹង Hugo ដែល Hugo នេះគឺគាត់នឹងអាចធ្វើការ record នៅការនិយាយឬក៏ការសន្ទនារបស់ Sivu សារភាពទាំងប្រមាណហ្នឹងធ្វើការបង្ហាញទៅកាន់មនុស្សគ្រប់គ្នាលើពិភពលោកនេះឲ្យពួកគេនឹងគឺបានឃើញតែផ្ទាល់យកមកហើយមនុស្សគ្រប់គ្នានៅជុំវិញផែនដីហ្នឹងគឺថាពួកគេនឹងមិននឹកស្មានដល់នោះទេថាព្រឹត្តិការណ៍ដែលបានកើតឡើងចេញពីការវាយប្រហាររបស់ Crimson Fox ដែលបង្កឲ្យមានមនុស្សស្លាប់នឹងជាច្រើនគឺជាស្នាដៃរបស់កូនតារានិករ Libra សោះហើយយើងក៏បានឃើញហើយថាផ្សាយបន្តផ្ទាល់ហ្នឹងរបស់ Hugo ហ្នឹងគឺថាបានទៅដល់ហ្នឹងមនុស្សនឹងចំនួនរហូតដល់8000លាននាក់នោះគឺបានឃើញអំពីរឿងរ៉ាវទាំងអស់នេះហើយបានដឹងអំពីការពិតនៅរឿងរ៉ាវទាំងអស់នេះដែលកើតឡើងមានការវាយប្រហាររបស់ Crimson Fox ហ្នឹងហើយយើងមើលទៅកាន់ Hugo វិញគេនេះក៏បានធ្វើការប្រាប់ទៅកាន់យើងហ្នឹងម្ដងហើយថា skill របស់ Hugo ដែលគាត់នឹងគឺបានប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថា Hugo នឹងគាត់នឹងគឺធ្លាប់ប្រើប្រាស់វានឹងម្ដងមកហើយ skill មួយហ្នឹងគឺគាត់នឹងធ្វើការប្រើប្រាស់វាដើម្បីសង្កេតមើលពីការបញ្ចុះគ្នារបស់យ៉ាងហ្វៃនឹងឯងហើយនៅពេលហ្នឹង Hugo នឹងក៏បានដឹងហើយថាអ្នកដែលបានធ្វើការកម្ចាត់ទៅការយ៉ាងហ្វៃហ្នឹងគឺជា Legion ហ្នឹងកាលពីពេលហ្នឹងហើយយើងក៏លេចមកមើលនៅទស្សនវិជ្ជានៅក្នុងតារានិករ Libra នេះវិញយើងក៏បានឃើញថាពួកដែលមានអំណាចខ្លាំងធំអីនៅក្នុងតារានិករ Libra ហ្នឹងពួកគេនឹងគឺពិតជាភ្ញាក់ផ្អើលចឹងហើយក៏ឆ្ងល់ថាហេតុអ្វីបានជាអ្នកប្រុសតូចរបស់គេនៅទីតាំងឡើយហ្នឹងចឹងគេនឹងកំពុងតែធ្វើការធ្វើបាបទៅកាន់អ្នកប្រុសតូចរបស់គេហើយគេនេះក៏បានដាក់វិជាទៅកាន់កូនចៅរបស់គេហ្នឹងឲ្យប្រជុំមនុស្សទៅកាន់ទីតាំងកន្លែងរបស់អ្នកប្រុសតូចរបស់គេហ្នឹងឲ្យលឿនទៅដើម្បីជួយសង្គ្រោះអ្នកប្រុសតូចយើងឲ្យមានសុវត្ថិភាពក៏ប៉ុន្តែជួយសង្គ្រោះទៅដោះស្រាយជាមួយនឹងប្រជាជននៅខាងក្រៅផ្ទះនេះមិនតាន់បានផងយើងឃើញថាប្រជាជនហ្នឹងគឺបានធ្វើការតវ៉ាមកថាហេតុអ្វីបានជាស្នាដៃរបស់តារានិករ Libra ជាអ្នកធ្វើអញ្ចឹងឆាប់បកស្រាយមកកាន់ពួកគេហ្នឹងយ៉ាងល្អិតមកពួកគេនេះគឺត្រូវការនៅការបកស្រាយហ្នឹងប្រាប់មកកាន់ពួកគេនៅរឿងរ៉ាវការប៉ិនហ្នឹងការពីរយៈពេលហ្នឹងគឺ10ឆ្នាំមុនជាងហ្នឹងគឺថាវាហ្នឹងគឺជាស្នាដៃរបស់កូនតារានិករ Libra អីឆាប់ប្រាប់មកកាន់យើងមកថាវាហ្នឹងគឺជាការប៉ិតមែនដែរឬក៏អត់ហើយយើងក៏បានឃើញថាមនុស្សគ្រប់គ្នាហ្នឹងក៏បានផ្ទុះការតវ៉ាហ្នឹងឯងហើយពួកគេនេះក៏បានផ្ដល់នៅគំនិតហ្នឹងទៅកាន់ Legion ទៅថា Legion លោកហ្នឹងគឺជាមនុស្សដែលខ្លាំងជាងគេលើផែនដីមួយនេះហើយចឹងហើយលោកហ្នឹងគួរតែធ្វើការដាក់ទោសទៅកាន់មនុស្សដែលក៏ខ្វក់ហ្នឹងបែបហ្នឹងឲ្យសមទៅនឹងតម្លៃរបស់វាទៅឆាប់ដាក់ទោសទៅកាន់វាទៅសម្លាប់វាទៅយើងក៏បានឃើញថាមនុស្សគ្រប់គ្នាហ្នឹងក៏បានស្រែកព្រមគ្នាឲ្យសម្លាប់ហ្នឹងទៅកាន់ Sivu ហ្នឹងឯងក៏តែយើងក៏លេចមើលទៅកាន់លើដំបូលអគារមួយយើងក៏បានឃើញមានមនុស្សស្រីម្នាក់ហ្នឹងក៏បានអង្គុយនៅខាងលើហ្នឹងហើយក៏បាននិយាយដែរថាមើលទៅវាគ្មានអ្វីដែលសម្រាប់នាងត្រូវធ្វើហ្នឹងតទៀតទេដោយសារតែ Sivu ហ្នឹងគឺពិតជាងងខ្លាំងណាស់គឺបានសារភាពនៅរឿងរ៉ាវគ្រប់យ៉ាងហ្នឹងប្រាប់ទៅកាន់មនុស្សនៅជុំវិញផែនដីនេះគឺបានដឹងអំពីទង្វើដ៏កខ្វក់របស់វាហ្នឹងអស់បាត់ទៅហើយមើលទៅកាន់បងប្រុសរបស់នាងទៅនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺពិតជាកំសត់ខ្លាំងណាស់គឺថាមានអ្វីដែលគេនេះគឺអាចយករួចខ្លួនរបស់គេហ្នឹងបានទៀតទេបើរឿងហ្នឹងគឺដល់កម្រិតហ្នឹងបាត់ទៅហើយយើងក៏បានឃើញថាសម្ដីរបស់មនុស្សគ្រប់គ្នាដែលបានចង់ឲ្យ Sivu ហ្នឹងគឺស្លាប់ហ្នឹងគឺបានចូលទៅក្នុងខួរក្បាលរបស់ Sivu ហ្នឹងទៅអស់មកធ្វើវាហ្នឹងក៏បានបាក់ស្មាតហ្នឹងយកមកក៏តែយើងមើលទៅកាន់ Legion វិញគាត់នេះក៏បានយកកំបិតទៅរន្តកម្មឋានសួគ៌របស់គាត់ហ្នឹងធ្វើការចង្អុលហ្នឹងទៅកាន់ Sivu នៅទីតាំងឡើយហ្នឹងហើយក៏បាននិយាយថាអបអរសាទរផងគឺថាមិនមែនមានតែយើងទេដែលចង់ធ្វើការដាក់ទោសទៅកាន់ឯងហ្នឹងឲ្យស្លាប់ទៅគឺថាមនុស្សគ្រប់គ្នានៅជុំវិញផែនដីនេះសុទ្ធតែកិនហ្នឹងដូចជាយើងអញ្ចឹងគឺចង់ឲ្យឯងហ្នឹងគឺស្លាប់ហើយ Sivu ហ្នឹងបន្ទាប់ពីឃើញ Legion ហ្នឹងគឺចង់កាប់វាហើយក៏បានបាក់ស្បាតវាទៅនឹងដីនឹងឯង Legion ក៏បានយកកំបិតរបស់គាត់ហ្នឹងភ្ជុំទៅនឹងកហ្នឹងរបស់ Sivu ហើយក៏បាននិយាយទៅកាន់ Sivu ហ្នឹងមកពាក្យទៀតទៅថាឯងនេះកុំគិតថាការសុំអភ័យទោសរបស់ឯងហ្នឹងទៅកាន់មនុស្សគ្រប់គ្នាហ្នឹងពួកគេនេះគឺអាចទទួលយកបាននោះគឺថារឿងរ៉ាវដែលឯងនេះគឺបានបង្កឡើងគឺវានឹងធំហួសហើយច្រឡពេកហើយមានតែការស្លាប់ទេទើបអាចធ្វើការដោះស្រាយនៅបញ្ហាដែលឯងនេះគឺបានធ្វើទាំងអស់ហ្នឹងបានចឹងហើយទុកឲ្យយើងនេះគឺជាអ្នកចាត់ការឯងទៅចោះយើងក៏បានឃើញថា Sivu នឹងបន្ទាប់លើពាក្យសម្ដីនឹងហើយគឺពិតជាភ័យស្លន់ស្លោនឹងខ្លាំងហ្មងសូម្បីតែមនុស្សនៅក្នុងតារានិករ Libra ហ្នឹងពួកគេនឹងក៏ឃើញថាអ្នកប្រុសតូចរបស់គេនឹងកំពុងតែមានគ្រោះថ្នាក់ហើយគេនឹងកំពុងតែព្យាយាមសម្លាប់ទៅកាន់អ្នកប្រុសតូច
ធ្វើរបស់យើងហើយយើងមើលទៅកាន់ប្រព័ន្ធវិញក៏បានលោតចេញមកយ៉ាងច្រើនមកក៏បានប្រាប់ទៅថាអ្នកបានជឿជាក់ទៅកាន់តារានិកលីប្រាហ្នឹងឥឡូវហ្នឹងកំពុងតែថមថយយ៉ាងខ្លាំងហើយពួកគេនឹងក៏បានបបាយនឹងការទុកចិត្តហ្នឹងទៅកាន់លីជីអនវិញដែលឃើញថាលីជីអនហ្នឹងគឺបានធ្វើការស្វែងរកនៅយុទ្ធធម៌ទៅកាន់ពួកគេហ្នឹងដែលបានរកនៅភាពអយុត្តិធម៌ហ្នឹងអស់រយៈពេលហ្នឹងជាងច្រើនឆ្នាំមកនេះទៅហើយការការពាររបស់លីជីអនហ្នឹងចេញពីធម្មពលនៃតារានិកលរបស់គាត់ហ្នឹងក៏បានកើនឡើងយ៉ាងខ្លាំងទៀតយើងមើលទៅកាន់ទស្សនវិជ្ជានៅក្នុងតារានិកលលីប្រាវិញយើងក៏បានឃើញថាកូនចៅរបស់នាងម្នាក់ហ្នឹងក៏បាននិយាយទៅថាអ្នកនាងហើយតើនាងហ្នឹងគឺនៅអង្គុយចាំមើលហ្នឹងដល់ណាទៀតអ្នកប្រុសហ្នឹងគឺថាកំពុងតែរងគ្រោះថ្នាក់ហើយតើហេតុអ្វីបានជាអ្នកនាងហ្នឹងមិនបញ្ជូននរណាគេម្នាក់ដែលមានសមត្ថភាពហ្នឹងឲ្យទៅដោះស្រាយនៅបញ្ហាមួយហ្នឹងភ្លាមទៅក៏តែយើងមើលទៅកាន់ភាពកអឺកតមរបស់គីសាវិញនាងហ្នឹងនៅតែគិតថាខ្លួនឯងហ្នឹងខ្លាំងខ្លាលើសគេអញ្ចឹងខ្លាំងខ្លាលើសលីជីអនទៀតគិតថាលីជីអនហ្នឹងគឺមិនហ៊ានធ្វើទង្វើអ្វីផ្ដេសផ្ដាសនៅចំពោះមុខរបស់នាងទេគឺថាលីជីអននេះប្រហែលជាຕົកមកឲ្យនាងហ្នឹងខ្លះហើយក៏តែនៅពេលដែលនាងគឺបានសម្លឹងមើលទៅឃើញថាលីជីអននេះមានຕົកមកឲ្យណាវានឹងចេះខ្លាចអាណាវាព្រះមកវាមិនខ្លាចផងសំបីថាសម្បត្តិត្រឹមតែតារានិកលីប្រាហ្នឹងក៏ថាវាខ្លាចមែនអានោះនឹងក៏បានជាកបិតរនកម្មឋានសួគ៌របស់វានឹងកាប់ទៅកាន់អាស៊ីវូទីតាំងឡើងហ្នឹងឯងក៏តែម្រងកាប់ហើយយើងក៏បានឃើញថាមានបន្ទោសមួយហ្នឹងក៏បានផ្ទុះភឹងនៅទីតាំងឡើងហ្នឹងឯងបន្ទោសមួយហ្នឹងគឺបានសាយភីនេះចេញពីសត្វផ្សេងមកក្បាលដែលត្រូវបានសមុទ្រហ្នឹងចេញពីបតោរស់សេរីរបស់អបថេវូនឹងឯងនៅពេលនោះយើងក៏បានឃើញថារូបវិញ្ញាណហ្នឹងរបស់តារានិកលីប្រាហ្នឹងក៏បានចេញមកហើយក៏បាននិយាយទៅកាន់លីជីអនទៅថាអូនេះគឺការអត់ធ្មត់របស់នាងហ្នឹងគឺដល់ដែនកំណត់ហើយគឺថានាងហ្នឹងមិនអាចនៅអត់ធ្មត់ហ្នឹងតទៀតទេចំពោះទង្វើដ៏ប្រៃផ្សាយរបស់លីជីអននៅចំពោះមុខរបស់នាងតែនៅពេលនោះលីជីអនហ្នឹងក៏បានបោះពេលសម្ដីទៅវិញទៅថាអូទីបំផុតនាងហ្នឹងគឺបានបង្ហាញខ្លួនហើយគឺថាគាត់ហ្នឹងពិតជាមានពេលវេលាដ៏លំបាកប៉ុន្មានចំណាយពេលអស់ជាយូរមកនេះហើយគឺថានាងទៅតែបង្ហាញខ្លួនចេញមកពិតជាធ្វើគាត់ហ្នឹងខាត់ពេលហ្នឹងច្រើនបាត់មែនយើងមើលទៅកាន់អាស៊ីវូវិញឃើញតែម្ដាយរបស់ខ្លួនឯងមកហើយគាត់ថារួចខ្លួនគេខំត្រេកអរយំគេក្លេកក៏ខ្លាក់ក៏តែមែនណាសត្វសេកមួយហ្នឹងក៏បាននិយាយទៅកាន់លីជីអនទៅថានៅក្នុងពេលបច្ចុប្បន្នហ្នឹងលីជីអនហ្នឹងគឺបានជួបមកកាន់នាងហ្នឹងក្នុងពេលវេលាដ៏ល្អខ្លាំងណាស់ហេតុអ្វីបានជាពួកយើងហ្នឹងមករងចាំធ្វើការនិយាយគ្នាច្បាស់លាស់ហ្នឹងមិនបន្តិចទៅហេតុអ្វីបានជាលីយ៉នហ្នឹងចាំបាច់ធ្វើនៅទង្វើបែបហ្នឹងហើយធ្វើទង្វើដ៏ធំហ្នឹងខ្លាំងទៀតគឺថាទង្វើនេះគឺពិបាកនៅក្នុងការដោះស្រាយហ្នឹងប៉ិតមែនលីយ៉នហ្នឹងគឺបានបង្កឡើងមកកាន់នាងក៏តែនៅពេលនោះលីយ៉នក៏បានបោះពេកសម្ដីវិញដែរថាស្អីគេគាត់បង្កបញ្ហាធំចុះបញ្ហាដែលនាងគឺបានធ្វើការបង្កើតប្រឡែងទៅកាន់ក្លាមវិធីហ្នឹងធ្វើការវាយប្រហារទៅកាន់ជនស្លូតត្រង់ហ្នឹងតើវាហ្នឹងគឺមិនមែនជាបញ្ហាដ៏ធំទេអីហើយនៅក្នុងពេលបច្ចុប្បន្នហ្នឹងនាងហ្នឹងគួរតែឈប់លេងល្បែងនៅល្ងិតល្ងងហ្នឹងជាមួយនឹងខ្ញុំហ្នឹងតទៀតទៅហើយយើងក៏បានឃើញថាតារានិកលលីប្រែហ្នឹងក៏បាននិយាយទៅកាន់លីយ៉នវិញដែរថាអូឥឡូវនេះគឺថាលីយ៉នហ្នឹងអាចអនុញ្ញាតឲ្យកូនប្រុសរបស់នាងហ្នឹងរស់រានមានជីវិតបានឬក៏អត់ដោះលែងទៅកាន់គេទៅគឺថារឿងនៅក្នុងថ្ងៃនេះនាងហ្នឹងមិនយកទោសអ្វីទៅកាន់លីជីអនទេគឺថាពួកគេហ្នឹងគឺចែកផ្លូវរៀងខ្លួនមកមិនចាំបាច់ខ្វល់ខ្វាយអំពីរឿងផ្ទាល់ខ្លួនរបស់គ្នាទៅវិញទៅមកទេតើលីយ៉នហ្នឹងសុខចិត្តដែរឬក៏អត់ក៏តែលីយ៉នហ្នឹងក៏បាននិយាយទៅវិញដែរថាស្អីគេនេះនឹងគិតអីហ្នឹងតែគីសាហ្នឹងក៏បាននិយាយទៅវិញទៅថាលីយ៉នហ្នឹងគឺបានធ្វើទង្វើបែបនេះគឺធ្វើគេឈ្មោះរបស់នាងហ្នឹងគឺបានអាប់អោនខ្លាំងណាស់តែលីយ៉នក៏បានតបទៅវិញដែរថាស្អីគេឈ្មោះអាប់អោនណាខ្លាំងគេឈ្មោះអាប់អោនណានាងគឺបានបង្កើតឡើងឬក៏កើតឡើងក្នុងពេលនេះហ្នឹងគឺជាស្នាដៃរបស់កូនប្រុសរបស់នាងអ្នកធ្វើតើអីហើយអ្វីបានជាបន្តមកកាន់គាត់ចឹងហើយកូនប្រុសរបស់នាងគឺបានវាបហាទៅកាន់ជនស្លូតត្រង់ហ្នឹងតើវាហ្នឹងគឺជាគំនិតឬក៏ជារឿងរ៉ាវមួយដែលវាហ្នឹងមករោគហ្នឹងខ្លាំងបាត់មែនហើយអ្វីបានជានាងហ្នឹងមិនលាខ្លួនឯងអីមិនតិចហ្មងឯងថាខ្លួនឯងហ្នឹងគឺបានបង្កនៅរឿងរ៉ាវដែលអាស្រូវហ្នឹងខ្លាំងបែបហ្នឹងទៅកាន់ខ្លួនឯងនោះហើយលីចអនហ្នឹងបន្តទៅឃើញគីសាមកដល់ទីតាំងហ្នឹងហើយគឺគាត់នេះក៏បានបោះពាក្យសម្ដីដែរថាមើលទៅការសន្ទនារបស់ពួកយើងទាំងពីរហ្នឹងដូចជានិយាយមិនចូលគ្នាសោះចឹងហើយខ្ញុំហ្នឹងគឺលេងនៅល្បែងមួយហ្នឹងជាមួយនឹងនាងទៅចោះថាជ្រើសរើសនៅជំរើសហ្នឹងមួយភ្លាមទៅនៅក្នុងចំណោមជំរើសទាំងពីរដែលគាត់ហ្នឹងគឺបានផ្ដល់ឲ្យគឺថាជំរើសទី1នាងហ្នឹងត្រូវតែធ្វើការសារភាពនៅរឿងរ៉ាវអាស្រូវដែលនាងហ្នឹងគឺបានធ្វើតែប្រមាណហ្នឹងដែលបកកជនស្លូតត្រង់ហ្នឹងគឺមានគ្រោះថ្នាក់ហើយត្រូវតែធ្វើការប៉ះប៉ូវទៅកាន់ពួកគេវិញហ្នឹងឲ្យសមតម្លៃដែលពួកគេហ្នឹងគឺទទួលរងចំណែកឯជំរើសទី2វិញគឺថានាងហ្នឹងមិនចាំបាច់ធ្វើការសារភាពនោះទេគ្រាន់តែចង់ធ្វើការប្រយុទ្ធគ្នានឹងជាមួយនឹងគាត់ហើយទទួលយកសេចក្តីស្លាប់ទៅជំរើសមួយនេះហ្នឹងគឺវានឹងមានតែប៉ុណ្្នឹងឯងហើយនឹងមានរឿងមួយទៀតខ្ញុំហ្នឹងគឺភ្លេចប្រាប់ទៅកាន់នាងនេះគឺចាំបាច់ត្រូវតែប្រាប់មកកាន់ខ្ញុំថាណាគេដែលជាអ្នកយកកបិតហ្នឹងចាក់គាត់ពីក្រោយខ្នងធ្វើឃាតរបស់គាត់ហ្នឹងនៅក្នុង Tower ហ្នឹងកាលពីរយៈពេល20ឆ្នាំមុនយើងមើលទៅកាន់ Kisa វិញក៏បានសើចហើយក៏បាននិយាយទៅកាន់លីចអនដែរថាលីចអននេះគឺពិតជាមានគំនិតហ្នឹងដល់ដងដំឬក៏ខ្ពស់ខ្ពស់គិតតែខ្លួនឯងហ្នឹងអស់ចាប៉ុណ្ណាទៅហើយហេតុផលអ្វីដែលចាំបាច់ទៅសម្រាប់នាងដែលនាងត្រូវយល់ព្រមទៅនៅសំណើរបស់លីចអនបានដាក់ស្នាមមកកាន់នាងនោះគឺថានាងនឹងសុំបដិសេធហើយតែលីចអននេះក៏បានលើពាក្យសម្ដីមួយហ្នឹងហើយគាត់នេះក៏បាននិយាយទៅថាអូគាត់នេះក៏បានដឹងហើយថានាងនឹងជ្រើសរើសនៅជំរើសមួយហ្នឹងហើយនៅពេលនោះលីចអនក៏បានទីកំបិតរបស់គាត់នឹងអាកទៅកាន់អាស៊ីវូនៅទីតាំងហ្នឹងដាច់ថ្មល់នៅទីតាំងឡើយហ្នឹងបាត់ទៅក៏បានឃើញថាកំបាត់របស់ស៊ីវូនេះក៏បានហោះថ្មល់នៅទីតាំងឡើយហ្នឹងឯង
នៅពេលនោះយើងក៏បានឃើញហើយថាតារានេះក៏លីប្រាដែលជាគីសែនឹងនេះនឹងគឺពិតជាខឹងទៅកាន់លីជីអនពិតមែនហើយក៏មិននឹកស្មានដែរថាលីជីអននេះគឺហ៊ានធ្វើបែបហ្នឹងមកកាន់នាងនោះហើយនាងក៏បាននិយាយទៅកាន់លីជីអនទៅថាលីជីអនឯនេះគឺពិតជាភើងខ្លាំងណាស់ដែលហ៊ានធ្វើបែបហ្នឹងនៅចំពោះមុខរបស់នាងឯងគិតថាឯងធ្វើបែបនេះហើយគឺអាចយករួចខ្លួនរបស់ឯងនឹងបានមែនតែលីជីអនក៏បានបោះពីសម្ដីទៅវិញដែរថាហេតុអ្វីបានជានាងចង់ចូលធ្វើអន្តរាគមន៍នៅលើខ្លាំងម៉េចគាត់នឹងមិនតន់បញ្ចប់នៅសកម្មភាពរបស់គាត់ផងហ្នឹងចឹងហើយរងចាំមើលបន្តិចទៀតទៅថាគាត់នឹងកំពុងតែធ្វើអ្វីគាត់នឹងគឺបានប្រាប់ទៅកាន់នាងហើយថាគាត់នឹងឲ្យទៅកាន់អាស៊ីវូនឹងគឺសងនៅតម្លៃដែលស័ក្តិសមទៅកាន់មនុស្សដែលបានទទួលរងនៅការឈឺចាប់តាមប្រមាណហ្នឹងហ្មងគឺថាសមទៅនឹងតម្លៃដែលវានឹងគឺបានធ្វើនឹងទៅកាន់គេហើយលីចអនក៏បានបញ្ចេញនូវធម្មពលតារានិកររបស់គាត់នឹងដាក់នៅលើដៃហើយក៏បានប្រើប្រាស់នៅ skill របស់គាត់មួយដែលមានឈ្មោះថា Super Regeneration ហ្នឹងឯងយើងក៏បានឃើញថា skill មួយហ្នឹងក៏បានដំណើរការទៅធ្វើឲ្យសត្វផ្សេងមួយហ្នឹងវានឹងក៏បានព្យាបាលនឹងខ្លាំងពិតមែនយើងឃើញហើយថា skill កម្ពូលព្យាបាលរបស់លីចអនហ្នឹងវានឹងក៏បានធ្វើកាត់តកម្បាលរបស់អាស៊ីវូឡើយហ្នឹងដែលបានដាច់ហ្នឹងឲ្យជាប់ហ្នឹងតទៅវិញទៅធ្វើឲ្យតារានិករលីប្រាហ្នឹងគឺថានេះហ្នឹងនឹកស្មានមិនដល់ទេថាលីចអនហ្នឹងគឺមានសមត្ថភាពហ្នឹងអាចធ្វើបែបហ្នឹងបាននោះយើងមើលទៅកាន់អាស៊ីវូវិញគឺថាវានឹងកំពុងតែសន់ស្លោហើយក៏គិតដែរថាក្រែងក្បាលរបស់វានឹងគឺបានដាច់ហើយតើអីហើយអ្វីបានជាវានឹងអាចតឡើងវិញហ្នឹងបានអញ្ចឹងលីចអនហ្នឹងមិននិយាយអីយូរតទៀតទេក៏បានលុតដាក់ឯមកកំបិតកដាស្មាចាស់ជាពីរឡើយហ្នឹងឯងធ្វើអានោះក៏បានស្រែកចំទាលយ៉ាងខ្លាំងយកហ្មងក៏តែលីចអនហ្នឹងក៏បានប្រើប្រាស់ skill super regeneration របស់គាត់គឺជា skill កម្ពូលព្យាបាលនឹងឯងធ្វើការព្យាបាលទៅកាន់របួសដែលបានកាត់ឡើងទៅលើរាងកាយរបស់សេវូនឹងឲ្យវានឹងក៏បានជាសះស្បើយនឹងឡើងមកវិញទៅធ្វើអានោះនឹងក៏បានញាត់ទៅត្រើតហើយក៏ឆ្ងល់ដែរថាហេតុអ្វីបានជាលីចអននឹងធ្វើរឿងទៅបែបហ្នឹងមកកាន់គេអញ្ចឹងក៏តែលីចអននឹងមិនឆ្លើយទេយកកបិនកាប់ម៉ងដាច់ក្បាលទៅកាន់អាសេវូនឹងម្ដងទៀតទៅហើយក៏បានប្រើប្រាស់ skill របស់គាត់នឹងធ្វើការព្យាបាលទៅកាន់អាសេវូនឹងម្ដងទៀតធ្វើឲ្យគីសានឹងក៏បាននិយាយថាលីចអនតែឯងនឹងកំពុងតែធ្វើអ្វីហ្នឹងលីចអននឹងក៏បាននិយាយទៅវិញដែរថាអូគឺថាគាត់នឹងមិនចង់ឲ្យអាមួយនេះហ្នឹងគឺថាវាងាប់ងាយស្រួលពេកហ្នឹងហើយនាងនឹងក៏បានឃើញពីសកម្មភាពរបស់គាត់នៅធ្វើភ្លើដល់ណាទៀតហើយ skill ហ្នឹងក៏បានធ្វើការព្យាបាលទៅការហ្នឹងម្ដងទៀតហើយក៏បានរស់ឡើងវិញហើយតែលីចនហ្នឹងក៏បានយកកំបិតរបស់គាត់ហ្នឹងធ្វើការកាប់ហ្នឹងទៅការហ្នឹងម្ដងទៀតទៅធ្វើអាមួយនោះក៏បានយកក៏ក្លេកក៏ខ្លាក់នៅទីតាំងឡើយហ្នឹងឯងឃើញថាលីចនហ្នឹងក៏បានកាប់យកព្យាបាលកាប់ព្យាបាលធ្វើមនុស្សគ្រប់គ្នាបន្ទាប់ពីឃើញនៅអាកប្បកិរិយារបស់លីចនហ្នឹងដកខូខើខ្លាំងបែបហ្នឹងហើយគឺថាពួកគេហ្នឹងនឹកស្មានមិនដល់ទេថាលីចនហ្នឹងគឺហ៊ានធ្វើដំណើរបែបហ្នឹងនោះហើយដល់ពេលនោះយើងក៏បានឃើញថា skill super regeneration របស់លីចនហ្នឹងក៏បានធ្វើការព្យាបាលទៅការស៊ីវូហ្នឹងម្ដងទៀតហើយគឺថាព្យាបាលកាប់នៅទីតាំងឡើយហ្នឹងឯងសំបីតែគ្នារបស់លីចនហ្នឹងគឺថាពួកគេហ្នឹងក៏មិននឹកស្មានដែរថាលីចនហ្នឹងគឺពិតជាខូខើហើយក៏ប្រៃផ្សាយហ្នឹងខ្លាំងបែបហ្នឹងនោះហើយយើងមើលទៅការស៊ីវូវិញរស់ឡើងវិញសុំបរទៅការលីចនហ្នឹងថាឲ្យឈប់ភ្លាមទៅគេសុំបរគេសុំទោសហើយលីចនហ្នឹងមានឈប់ណាអានោះកាប់ព្យាបាលសុំបីតែកូនចៅរបស់តារាកូលីប្រាហ្នឹងឃើញនៅទស្សនវិជ្ជាមួយហ្នឹងហើយពួកគេហ្នឹងក៏ជឿចាប់ដែរហើយយើងមើលទៅការស៊ីវូវិញគឺថាទង្វើដែលវាហ្នឹងគឺបានធ្វើមនុស្សគ្រប់គ្នាហ្នឹងគឺទទួលរងនឹងការជឿចាប់ចេញពីការវាយប្រហាររបស់កាឡាមធីហ្នឹងកាលពីរយៈពេលហ្នឹង10ឆ្នាំជាងមុនហ្នឹងឥឡូវនេះគឺបានធ្លាក់ទៅលើវាហ្នឹងសរុបមកលីចននេះគឺថាគាត់ហ្នឹងចង់ឲ្យអាស៊ីវូហ្នឹងត្រូវទទួលរងនឹងការជឿចាប់ហ្នឹងដែលវាហ្នឹងគឺបានធ្វើទៅកាន់មនុស្សគ្រប់គ្នាហ្នឹងដែលមានចំនួនហ្នឹងប្រហែលរាប់ពាន់ម៉ឺនអ្នកហ្នឹងឯងគឺថាត្រូវតែវានឹងទទួលរងនឹងការឈឺចាប់នឹងទ្វេដងនឹងពីពួកគេនឹងត្រឡប់មកវិញក៏តែយើងកុំភ្លេចមើលទៅកាន់គីសែវិញគឺថានេះនឹងក៏ពិតជាខឹងទៅកាន់លីជីអនហើយក៏បាននិយាយថាលីជីអនតែឯនេះនៅហ៊ានធ្វើការសាកល្បងទៅកាន់ការអត់ធ្មត់របស់នេះនឹងគឺដល់ណាទៀតឯនេះធ្វើបែបនេះគឺគ្រប់គ្រាន់ហើយយើងនេះក៏ពិតជាខឹងទៅកាន់ឯនឹងប៉ិតមែនហើយក៏តែនិយាយមិនតន់ចប់ផងយើងក៏បានឃើញថា skill teleport មួយនេះក៏បានបាក់នៅលើក្បាលរបស់នេះនឹងឯងហើយក៏បាននាំយកនៅរាងកាយរបស់កាឡាមធីមួយនឹងធ្លាក់ចោលមកហើយកាឡាមធីមួយនឹងគឺថានេះនឹងបន្ទាប់ពីឃើញវាហើយក៏បានដឹងពីចំហាយនៃធម្មពលរបស់វាដែរដូចជាប្រហែលក៏តែនៅពេលដែលសាកសពរបស់កាឡាមធីនឹងក៏បានធ្លាក់ទៅយើងក៏បានឃើញថាមានបន្ទុះមួយយ៉ាងខ្លាំងនៅទីតាំងឡើយនឹងយកមកធ្វើឲ្យបន្តែថ្មមួយនេះក៏បានហោះបោកមុខរបស់នេះនឹងក៏បានរបួសនៅទីតាំងឡើយនឹងទៅបន្ទាប់ពីនេះនឹងគឺបានធ្វើការត្រួតពិនិត្យទៅកាន់សាកសពរបស់កាឡាមធីមួយក្បាលនឹងយ៉ាងលម្អិតហើយនេះនឹងគឺបានដឹងហើយថាក្បាលរបស់កាឡាមធីដែលត្រូវបានដាច់មួយនឹងវានឹងគឺជាក្បាលកូនប្រុសរបស់នាងគឺជាអបទេវូបន្ទាប់ពីឃើញថាកូនប្រុសរបស់នាងម្នាក់ហ្នឹងគឺត្រូវបានស្លាប់នៅក្នុងកណ្ដាប់ដៃរបស់លីចអនហើយគឺថាទស្សនវិជ្ជាហ្នឹងគឺអាក្រក់អាក្រៃហ្នឹងខ្លាំងប៉ាត់មែនហើយនាងហ្នឹងក៏ពិតជាខឹងទៅកាន់លីចអនហ្នឹងខ្លាំងហ្មងហើយក៏បានដកនៅការចងគំនុំហ្នឹងអាខៀលទៅកាន់លីចអនហើយថានេះហ្នឹងគឺត្រូវតែសម្លាប់ហ្នឹងទៅកាន់លីចអនហ្នឹងឲ្យបានក៏តែយើងមើលទៅកាន់លីចអនវិញក៏បានបោះវាសម្ដីមកទៅថាអូនាងហ្នឹងគឺមើលទៅដូចជា
មានអារម្មណ៍ដូចជាល្អខ្លាំងណាស់គឺថានេះនឹងគឺជាអំណោយដំបូងដែលគាត់នឹងគឺត្រូវបញ្ជូនទៅកាន់នាងគឺថានេះនឹងគឺជាសាកសពកូនប្រុសច្បងរបស់នាងនឹងឯងឥឡូវនឹងគឺថាសាកសពរបស់វានឹងគឺបានត្រឡប់ទៅកាន់នាងហើយនាងនឹងសប្បាយចិត្តដែរឬក៏នៅពេលដែលទទួលបានរបស់អ្នកទាំងអស់ហ្នឹងហើយនៅក្នុងពេលឥឡូវហ្នឹងគឺថានាងនឹងអាចធ្វើការនិយាយប្រាប់ទៅកាន់កូនរបស់នាងហ្នឹងគឺបានហើយថានាងនឹងគឺពិតជាស្រឡាញ់ទៅកាន់ពួកគេខ្លាំងណាស់នេះហើយគឺជាលទ្ធផលដែលនាងនឹងគឺបានអប់រំទៅកាន់គេហើយធ្វើជាមនុស្សល្អលទ្ធផលរបស់ពួកគេនឹងគឺបែបហ្នឹងហើយយើងមើលទៅកាន់គីសាវិញក៏បាននិយាយទៅកាន់លីចអនទៅថាលីចអនឯងនេះនឹងត្រូវតែធ្វើការបងស្នងនឹងតម្លៃតែប្រមាណដែលឯងនេះគឺបានធ្វើការលាបពណ៌មកកាន់នាងហ្នឹងឲ្យស័ក្តិសមនឹងតម្លៃដែលឯងនេះគឺបានធ្វើតែលីចអនក៏បានចាប់អក្សរសេរមួយនេះយកមកមើលទៅហើយក៏បាននិយាយថាស្អីគេធ្វើការលាបពណ៌ទៅកាន់នាងគឺថាមិនត្រឹមតែប៉ុណ្្នឹងទេគឺថានេះហ្នឹងគឺបានផ្ដល់ចម្លើយមកកាន់គាត់ហើយតែគឺថាជំរឿរបស់នាងដែលនាងហ្នឹងគឺបានជ្រើសរើសនៅជំរឿដែលគាត់ហ្នឹងគឺបានដាក់ឲ្យចឹងហើយនាងហ្នឹងមិនខុសអ្វីអំពីសម្រាមម្ដុំទេគាត់ថាគាត់ហ្នឹងខ្លាចតែកាន់នាងមែនតែពេលនាងគឺបានជ្រើសរើសជំរឿហ្នឹងដែលចង់ធ្វើការប្រយុទ្ធគ្នាជាមួយនឹងគាត់គឺថាគាត់មិនខ្លាចឡើយហើយគាត់ថាធម្មពលរបស់នាងកប៉ិលែកប៉ុណ្ណឹងហ្នឹងធ្វើគាត់ហ្នឹងគឺញញើទៅកាន់នាងនាងហ្នឹងគឺគិតខុសហើយគឺថាធម្មពលរបស់នាងគឺមិនអាចធ្វើអ្វីមកកាន់គាត់បានទេកុំថាឡើយធម្មពលកប៉ិលែករបស់នាងប៉ុណ្ណឹងសំបីតែធម្មពលរបស់ពពួកម៉ូនិកឬក៏ពពួកដែលគ្មានប្រភពច្បាស់លាស់ហ្នឹងដែលវានឹងនៅឆ្ងាយអំពីផែនដីគឺថាគាត់នឹងក៏មិនខ្លាចទៅកាន់វាដែរបើសិនជាវានឹងគឺចង់ធ្វើការរៀងផ្លូវរបស់គាត់ជំរើសដែលគាត់នឹងគឺបានជ្រើសហ្នឹងគឺថាប្រយុទ្ធទៅកាន់វាហើយសម្លាប់ទៅកាន់វានឹងឯងហើយនៅមានរឿងមួយទៀតនាងនឹងគិតថានាងគឺជាតាណាហើយពួកវាទាំងអស់ហ្នឹងគឺជាអាណាគេគាត់ថាគាត់នឹងគឺខ្វាយខ្វល់ទេគឺថាគាត់មិនខ្វាយខ្វល់ទាំងអស់កុំថាឡើយនាងនឹងគឺអ្នកស្នំតំណែងហ្នឹងនៃតារានិកររបស់នាងហើយសំបីតែព្រះរបស់នាងហ្នឹងក៏គាត់នឹងមិនខ្លាចដែរហើយនាងនឹងគិតថានាងនឹងគឺអាចគ្រប់គ្រងនឹងទៅកាន់តារានិកររបស់នាងនៃតារានិករផ្ទាល់ខ្លួនហ្នឹងគឺថាធម្មពលរបស់នាងនឹងប្រៀបដូចជាព្រះរបស់នាងហ្នឹងគាត់ថាគាត់នឹងខ្លាចទៅកាន់នាងមែនគឺយកខុសហើយលីយ៉ននឹងក៏បានចាប់បោះទៅការអាសាសេមកបាននឹងឡើងទៅខាងលើទៅហើយក៏បានបោះពេលសម្ដីទៀតដែរថាយើងនឹងជួបគ្នាក្នុងពេលឆាប់គីសែលហើយក៏បានយកក្បិតរបស់គាត់នឹងធ្វើការកាប់ទៅកាន់អាសាសេមកក្បាលហ្នឹងផឹកបណ្ដាដីនេះក៏បានយ៉ាស់តិចទីឡៃនឹងអស់ទៅត្រឹមតែមកក្បិតទៅរនកម្មឋានសួគ៌របស់លីយ៉ននឹងសោះយើងក៏បានឃើញថាការតាក់ទងរបស់តារានិកលីប្រាដែលជាគីសែលនឹងទៅកាន់លីយ៉នក៏បានត្រូវបានកាប់ផ្ដាច់នៅទីតាំងហ្នឹងអស់ទៅហើយហ៊ូហ្គោនេះគាត់នេះក៏បានធ្វើការបិទនៅការផ្សាយតរបស់គាត់ហ្នឹងនៃកៅភ្នែកនៃការសម្ពឹងមើលនៃការទម្លុះរបស់គាត់ហ្នឹងឲ្យវានេះក៏បានបិទនៅទីតាំងហ្នឹងអស់ទៅយើងក៏បានឃើញថាកូនចៅរបស់ស្គីសែនហ្នឹងគឺថាពួកគេនេះគឺពិតជាចាប់បាល់ហ្នឹងឯងដែលនឹកស្មានមកដល់ទេថាលីយ៉ននេះគឺពិតជាគេនេះគឺហ៊ានធ្វើទង្វើបែបហ្នឹងទៅកាន់តារានិកររបស់គេនោះក៏តែយើងមើលទៅកាន់គីសាវិញក៏បានស្រែកឈ្មោះរបស់លីយ៉នហើយថាលីជីអូនហើយក៏បានបន្ទោសធម្មពលរបស់នាងចេញមកយ៉ាងខ្លាំងនៅទីតាំងកន្លែងហ្នឹងយកមកយើងក៏បានឃើញថាធម្មពលរបស់នាងហ្នឹងក៏បានសាយភាយចេញមកខាងក្រៅប៉មរបស់នាងហ្នឹងឯងធ្វើមនុស្សគ្រប់គ្នាហ្នឹងគឺបានឃើញទៅកាន់សភាពមួយហ្នឹងហើយពួកគេហ្នឹងក៏បាននិយាយថាវាគឺជាអ្វីហ្នឹងវាហ្នឹងគឺជារញ្ជួយដីមែនក៏តែយើងមើលទៅកាន់គីសាវិញគីសានេះក៏បាននិយាយទៅថាលីជីអូនឯនេះក៏ពិតជាថ្លើមធំខ្លាំងពិតមែនដែលហ៊ានធ្វើនៅទង្វើបែបហ្នឹងទៅកាន់កូនរបស់នាងគឺថានេះហ្នឹងនឹងធ្វើគេហ្នឹងបងនៅតម្លៃនឹងសមមកវិញនឹងធ្វើដងយកហ្មងអំពីទង្វើរបស់គេដែលបានធ្វើគឺថាមិនមែនត្រឹមតែលីយ៉នទេគឺថាមនុស្សគ្រប់គ្នាដែលជាប់ពាក់ព័ន្ធជាមួយនឹងលីយ៉នមិត្តភ័ក្តិគ្រួសារមនុស្សផ្សេងទៀតឲ្យតែស្គាល់ទៅកាន់លីយ៉នគឺថានេះនឹងធ្វើការកម្ចាត់ទៅកាន់ពួកគេទាំងអស់យកហ្មងហើយសម្ពាធនឹងរបស់គីសែនឹងក៏បានសង្កត់ទៅកាន់មនុស្សគ្រប់គ្នានៅក្នុងទីក្រុងមួយនឹងឯងហើយក៏បានហៅឈ្មោះរបស់លីយ៉ននឹងម្ដងទៀតដែរថាលីជីអូនក៏តែយើងមើលទៅកាន់ទស្សនវិជ្ជានៅកន្លែងរបស់លីយ៉ននេះវិញយើងក៏បានឃើញថាស៊ីវូនឹងវានឹងក៏បានរស់ឡើងវិញម្ដងទៀតដែរឃើញថាកៅអៅរបស់វានឹងក៏បានយ៉ាស់តិចទីឲ្យតែសារលីយ៉ននេះគឺបានកាត់ដល់នៅពេលដែលវានឹងគឺបានងើបឡើងមកហ្នឹងលីយ៉ននឹងក៏បានយកកបិតរបស់គាត់នឹងទម្លាក់ផឹកនៅទីតាំងហ្នឹងទៅថ្វានោះក៏បានភ្ញាក់នឹងទៅងើបមកយ៉ាងលឿនយកហ្មងហើយលីយ៉ននឹងក៏បាននិយាយទៅកាន់ស៊ីវូនឹងទៅថាអូឥឡូវនេះគាត់នឹងគឺបានដោះស្រាយនៅបញ្ហាជាមួយនឹងម្ដាយរបស់ឯងនឹងគឺបានចប់ហើយអញ្ចឹងហើយយើងនឹងមកបន្តនៅកិច្ចការរបស់យើងនឹងតទៀតហ្មងទៅក៏តែណែចុយអញភ្លេចបាត់ហើយអញស្លាប់ឯងបានដងហើយភ្លេចបាត់ហើយនេះម្លានិយាយជាមួយយាយប៉ែនោះឥឡូវភ្លេចបាត់ហើយអាស៊ីវូនឹងក៏បាននិយាយទៅវិញដែរថាស្អីគេក្រែឯងបានសន្យាមួយយើងអីថាឯងនឹងរាប់វានឹងម្ដងមួយយ៉ាងលម្អិតឥឡូវនឹងភ្លេចបាត់តែលីយ៉នក៏បានបកពីសម្ដីទៅវិញដែរថាវាមិនអីទេគឺថាគូក្បាលរបស់គាត់ដូចជាមានបញ្ហាបន្តិចតួចអញ្ចឹងអញ្ចឹងហើយយើងធ្វើវាម្ដងទៀតហ្មងទៅគឺបើតាមការគិតរបស់គាត់ដែលគាត់នឹងគឺបានស្លាប់ទៅកាន់ឯងប្រហែលជាម៉ានមើល300 ពី300ដងឯងវាមិនអីទេអញ្ចឹងយើងរាប់ពី300ដងហ្នឹងហ្មងទៅអានោះគាត់លឺអញ្ចឹងគឺថាយំលហេមលហាមហ្នឹងខ្លាំងហ្មងហើយលីយ៉នក៏បានធ្វើការកាប់នៅកាន់អាស៊ីវូហ្នឹងម្ដងទៀតទៅដែលបាននិយាយថាមើលទៅវានឹងនៅសល់ត្រឹមតែប្រមាណម៉ឺនដងទៀតហ្នឹងគឺវាគ្រប់គ្រាន់ហើយទៅតាមចំនួនសម្បមាត្រដែរហ្នឹងនៃចំនួនមនុស្សដែរហ្នឹងគឺបានធ្វើបាននៅកាន់ពួកគេហើយកំបិតរបស់លីយ៉នហ្នឹងក៏បានពុះកដាក្បាលរបស់អាស៊ីវូហ្នឹងផាក់កន្លែងហ្នឹងទៅហើយក៏បានរាប់ឲ្យថា1ហើយផាក់2ផាំងហើយក៏បានរាប់
បន្តទៀតទៅហើយកាប់ព្យាបាលឡើងឯងគឺថា skill ដដែលហ្នឹងគឺរាប់ពាន់រាប់ម៉ឺនដងមកអានេះវាធ្វើដែលចេះធុញទេនេះហើយគឺជាលទ្ធផលហើយនេះគឺហ៊ានបកនៅក្រិតកម្មជាច្រើនហើយនៅពេលលីចអននេះគឺមិនបាននៅលើផែនដីគឺថាលទ្ធផលនៅពេលលីចអននេះគឺបានត្រឡប់មកវិញគឺថាក្មេងមិនចេះបដៅគឺថាគេដោះស្រាយជាមួយនឹងវាហ្នឹងគឺបែបហ្នឹងហើយគឺថាធ្ងន់កយកមកមិនខ្វល់ខ្វាយដៃនេះក្មេងកូនណាកូនណីទេវាយឲ្យទាំងអស់ហើយសាច់រឿងនៅពេលបន្តនេះហ្នឹងគេនឹងក៏បានធ្វើការបង្ហាញយើងបានឃើញអំពីទីលាននៃការប្រយុទ្ធគ្នារបស់ Steven Michael នេះវិញហើយយើងឃើញថា Johan នឹងក៏បានឡើងទៅធ្វើការប្រកួតគ្នាលើសាយវៀនមួយហ្នឹងឃើញថាគ្មាននរណាគេហ្នឹងគឺជាដៃគូរបស់ Johan ហ្នឹងសូម្បីតែម្នាក់មក Johan វាយ duel real ទីតាំងហ្នឹងហើយឡើងមកមួយ duel មួយឡើងមកពីរ duel ពីរនៅពេលនោះយើងក៏បានឃើញថាគណៈកម្មការហ្នឹងក៏បានប្រកាសពីជ័យជំនះរបស់ Johan ម្ដងហើយម្ដងទៀតក៏តែអារម្មណ៍របស់ Johan ឃើញថានាងដូចជាមិនសូវសប្បាយរីករាយសោះឃើញថានាងហ្នឹងដូចជាមានអ្វីហ្នឹងបែកគំនិតទៅកាន់គិតអ្វីហ្នឹងផ្សេងទៀតនោះទៅវិញធ្វើកូនចៅរបស់នាងនឹងក៏បាននិយាយថាតែឯងនឹងមានឃើញដែរឬក៏ប្រធានក្រុមរបស់យើងនឹងហាក់បីដូចជាគាត់នឹងបែកគំនិតគិតទៅលើរឿងអ្វីមួយយ៉ាងផ្សេងអញ្ចឹងដូចជាអារម្មណ៍របស់នាងមិនមូលសោះនៅពេលដែលនាងគឺបានធ្វើការប្រយុទ្ធគ្នាហើយនៅពេលនោះអាម្នាក់ទៀតក៏បានសួរទៅថារឿងអ្វីទៅហើយនៅពេលនោះកូនចៅម្នាក់ក៏បាននិយាយថាមើលទៅកាន់ទឹកមាត់របស់យូហាទៅគឺថានាងនឹងដូចជាមិនទទួលបាននៅភាពរំភើបអីបន្តិចហ្មងមិនដូចជាលើកដំបូងនាងគឺបានយកជ័យជំនះសោះក៏តែបរិបម្នាក់ទៀតនឹងក៏បាននិយាយទៅថានេះដោយសារតែយូហាប្រហែលជាបានឃើញអំពីការប្រយុទ្ធគ្នារបស់លីចអននឹងជាមួយនឹងតារានីកូលីប្រានៅពេលមុនហ្នឹងហើយឬមួយក៏ដោយសារតែយូហានហ្នឹងគឺបានដឹងថាលោកពូរបស់នាងហ្នឹងគឺបានធ្វើការប្រកាសសង្គ្រាមហ្នឹងជាមួយនឹងតារានីកូលីប្រាទៅធ្វើអារម្មណ៍របស់នាងដូចជាមិនមូលបែបហ្នឹងក៏តែបរិបម្នាក់ទៀតក៏បាននិយាយថាអូរឿងហ្នឹងគឺខ្ញុំហ្នឹងគឺបានដឹងហើយមើលទៅគឺថាលីចអននេះគឺបានធ្វើរឿងដល់គួរភ្ញាក់ផ្អើលហ្នឹងខ្លាំងបាត់មែនគឺដោះស្រាយនៅចម្ងល់ដែលមនុស្សក៏គ្នាហ្នឹងគឺតែងតែឆ្ងល់ថាកម្មវិធីហ្នឹងគឺបានលេចរូបរាងចេញមកពីណាគឺថាលីចអននេះគឺបានស្រាយរឿងហ្នឹងដឹងយកហ្មងគឺថាវាគឺជាស្នាដៃរបស់តារានីកូលីប្រាហើយមិនត្រឹមតែប៉ុណ្ណោះទេគឺបានធ្វើកាត់សម្លាប់ទៅកាន់កូនប្រុសរបស់តារានីកូលីប្រារហូតដល់2នាក់ឯណោះក៏តែបរិមម្នាក់ទៀតហ្នឹងក៏បាននិយាយថាមើលទៅគេនេះគឺពិតជាមានអារម្មណ៍សប្បាយទីដែរហ្នឹងបន្ទាប់ពីលីចអននេះគឺបានធ្វើការបាក់មុខហើយក៏បានបបាក់នៅចកោមខ្លាដែលក្អឺតកតោមរបស់តារានីកូលីប្រាហ្នឹងអស់រយៈពេលជាយូរមកនេះគឺថាពួកអាហ្នឹងវាក្អឺតកតោមបន្ទាប់ពីត្រូវលីចអនវាយប៉ុណ្ណឹងហើយមានអារម្មណ៍មិនដែរគឺថាគេនេះសប្បាយចិត្តយកមកក៏ប៉ុន្តែយើងមើលទៅកាន់គណៈកម្មការវិញក៏បានសួរទៅកាន់យូហាទៅថាយូហាហ្នឹងមានកំណត់អ្វីត្រូវបញ្ចេញដែរក៏នៅពេលនាងគឺបានយកឈ្នះទៅកាន់ដៃគូប្រកួតរបស់នាងនៅពេលនេះយូហានដូចជាចង់និយាយអីទេឃើញថាបិទមាត់ចិត្តធ្វើមុខឡើងខ្ជូតនៅទីតាំងឡើយនឹងឯងធ្វើគណៈកម្មការនេះក៏បានសូមអភ័យទោសទៅកាន់យូហាអញ្ចឹងស្មានតែគេធ្វើឲ្យខុសក៏តែមានណាយូហានេះក៏បាននិយាយទៅកាន់គណៈកម្មការទៅថាអូនៅពេលឥឡូវនេះគឺថាគេនឹងទទួលបានអារម្មណ៍នឹងគ្រប់គ្រាន់ហើយគឺថាគេនេះគឺអាចជ្រើសរើសផ្លូវដើរសម្រាប់ខ្លួននាងហើយនាងនេះគឺហត់នៅក្នុងតារានីកូលីអូនេះជាយូរមកហើយអញ្ចឹងហើយនាងនឹងគឺចង់ចាក់ចេញពីតារានីកូលីអូគឺថានាងនឹងគឺចង់ចូលទៅក្នុងតារានីកូរបស់លោកពូរបស់នាងវិញយើងគឺបានឃើញហើយថាមនុស្សក៏គ្នាបន្តពីលើសម្ដីមួយនឹងហើយពួកគេនេះក៏បានខ្សឹបគ្នានេះស៊ីបនៅជុំវិញទីតាំងឡើយហ្នឹងឯងមិនហ៊ានស្រែកអ្វីលើទេហើយយើងមើលទៅកាន់អាប៉ Steven Michael វិញបន្ទាប់ពីត្រូវលីចអនវាយហ្នឹងអាហ្នឹងដេកពេកទៀតហើយគឺថាដេកពេករហូតហ្មងហើយមិនត្រឹមតែបណ្ដោះទេគឺថាដេកពេកបដាមើលទូបដាអាកូនចៅពីរនាក់ហ្នឹងចម្រុងចម្រើនទៀតបើកទូមើលចំប៉ោះរបស់យូហាធ្វើការប្រកួតគ្នានឹងឯងឃើញថាសមត្ថភាពរបស់យូហាខ្លាំងគេចង់មើលក៏តែនៅពេលដែលយូហាហ្នឹងគឺបានបញ្ចេញមតិចេញមកនៅពេលដែលគណៈកម្មការហ្នឹងគឺបានសួរហ្នឹងឮថាយូហាហ្នឹងគឺចង់ចាក់ចេញអំពីតារានីកូលីអូហ្នឹងអាពីរហ្នឹងក៏ឮចឹងភ័យសន្សោយកហ្មងយកតេលេហ្នឹងចុចបិទលឿនកុំឲ្យចវាយនេះរបស់គេហ្នឹងគឺបានលឺសោះក៏តែយឺតពេលបាត់ហើយមើលទៅកាន់អា Steven វិញអានោះបែកពពុះមាត់ខ្សលងាប់បាត់អាកូនចៅពីរនាក់ហ្នឹងបន្ទាប់ពីឃើញមេរបស់ខ្លួនឯងបែកពពុះមាត់ហ្នឹងស្មាត់តែងាប់ហើយហ្នឹងអាហ្នឹងគឺថាវាយំលហេមលហាមយកមកដាក់ទៅកាន់មេរបស់ខ្លួនឯងហ្នឹងកុំទៅចោលអីកុំទៅចោលខ្ញុំអីរឹងមាំឡើងតែកម្រឹងពងរឹងមាំឡើងតែអានោះមានអានោះមានងើបស្អីអានោះបែកពុះមាត់ខ្សលនៅទីតាំងឡើយហ្នឹងឯងហើយប៉ោះហ្នឹងក៏បានបដូរទៅកាន់ប៉ោះនៃការជួបជុំគ្នារបស់តារានីក2ណាវិញគឺជាអ្នកដែលកាន់ជើងទៅកាន់តារានីកសាកេតារ៉ូហើយនឹងកូនចៅរបស់តារានីកលីប្រាហ្នឹងឯងដល់ពេលនោះយើងក៏បានឃើញថាមនុស្សម្នាក់ហ្នឹងក៏បានសួរទៅថាមើលទៅសង្គ្រាមហ្នឹងគឺថាវាហ្នឹងកាលឡើងហ្នឹងប៉ិតមែនហើយគឺថាលីចអននេះក៏បានបង្កបញ្ហាយ៉ាងធំមកជាមួយនឹងតារានីកលីប្រាគឺថាអាចនឹងមានសង្គ្រាមយ៉ាងធំណាស់បង្កនៅគ្រោះមហន្តរាយយ៉ាងច្រើនមកក៏តែមនុស្សម្នាក់ទៀតហ្នឹងតែវាហ្នឹងគឺបាននិយាយថាមើលទៅវានឹងប្រហែលជាតាក់ទិចនៃការគឺបញ្ឈឺតាក់ទិចនៃការបញ្ឈឺគ្នាទៅវិញទៅមករបស់តារានីកនីមួយៗទេមិនចាំបាច់យករឿងទាំងអស់នេះដាក់នៅក្នុងចិត្តទេគឺថារឿងទាំងអស់នេះគ្រាន់តែជាការលេងសើចគ្នាទៅវិញទៅមកអញ្ចឹងដើម្បីស្វែងរកនៅមនុស្សដែលចូលរួមជាមួយនឹងពួកគេបានកាន់តែច្រើនតែប៉ុណ្ណោះគឺថានរណាគេទៅហ៊ានប្រកាសសង្គ្រាមទៅកាន់គ្នាទៅវិញទៅមកដែលនាំមានការខាតបង់ទាំងសងខាងនោះគឺថាមិនបាញ់ចាំបាច់គិតទៅកាន់រឿងរ៉ាវទាំងអស់ហ្នឹងទេក៏តែបរិមអ្នកទៀតក៏បាននិយាយថាស្អីគេការលេងសើចទៅកាន់គ្នាទៅវិញទៅមកដើម្បីស្វែងរកនៅចំណាប់អារម្មណ៍ក្រៃលីចអននេះគឺបានទៅតែធ្វើការសម្លាប់ទៅកាន់កូនប្រុសរបស់តារានីកលីប្រានឹងចំនួន2នាក់អីហេតុអ្វីបានជាលោកនឹងនៅតែនិយាយថាវានឹងគឺជារឿងលេងសើចទៀតហើយវានឹង
នឹងគឺជារឿងធំខ្លាំងណាស់ប៉ុន្តែអាអ្នកនិយាយហ្នឹងគឺថាវានឹងមិនខ្វល់ខ្វាយទេគឺថារឿងទាំងអស់ហ្នឹងគ្រាន់តែជាការលេងសើចទៅកាន់គ្នាទៅវិញទៅមកវានឹងមិនយកជាការទេមិនបាច់ចាំបាច់ខ្វល់ខ្វាយទេហើយយើងមើលទៅកាន់អ្នកដែលបានទស្សនាទៅកាន់ទូៗនៅវិញនៅផ្នែកម្ខាងទៀតហ្នឹងគឺជាតារានិករទាំង3រូបរបស់យើងនឹងឯង Hugo ហើយ Lay ហើយនឹងអា Kevin Asa ហ្នឹងឯងអាបាយថ្នាំអាមួយហ្នឹងយើងឃើញថា Hugo បន្ទាប់ពីឃើញពីការបកស្រាយទាំងអស់ហ្នឹងហើយគេហ្នឹងក៏បានដើរចាក់ចែងទៅហើយយើងក៏បានឃើញថា Hay Lay ហ្នឹងក៏បាននិយាយទៅកាន់អា Kevin ទៅថា Kevin ណាគឺថាក្រៅពីឯងហ្នឹងគឺបានដាក់ថ្នាំបំពរទៅកាន់ Legion ហ្នឹងឯងនៅចេះអីទៀតហើយឯងហ្នឹងគឺចេះបង្កើតនៅបណ្ដាញទំនាក់ទំនងផ្សាយផ្ទាល់ដូចជានាងហ្នឹងបង្កើតទូទស្សន៍ដូចជានាងហ្នឹងបានដែរឬក៏អត់ប៉ុន្តែ Kevin ហ្នឹងបន្ទាប់ពីលើការនិយាយហ្នឹងហើយគេហ្នឹងក៏បាននិយាយមុខមាត់របស់គេទៅថាគេហ្នឹងមិនបានដាក់ថ្នាំទៅកាន់ Legion ណាគេហ្នឹងគឺដាក់ថ្នាំតែប្រមាណទៅកាន់ម្ហូបអាហាររបស់ Legion ហ្នឹងគឺវានឹងសុទ្ធតែជាថ្នាំពៅទាំងអស់ហ្មងថ្នាំពៅកម្លាំងគឺថាមិនមែនជារបស់ដែលបកគោលស្នាក់ទៅកាន់ Legion ទេគឺខុសពីនាងហ្នឹងគឺបានដាក់ថ្នាំពៅទៅកាន់ Legion គឺថានៅពេលហ្នឹងបើសិនជាមិនមានថ្នាំបន្សាបរបស់គេទេគឺថា Legion ប្រហែលជាស្លាប់ដោយសារតែថ្នាំពៅរបស់ Haley ឯងហ្នឹងចាច់ជាមិនខានតែ Haley ហ្នឹងក៏បាននិយាយទៅកាន់ Kevin វិញទៅថានេះហ្នឹងក៏ដូចជាឯងដែរគឺថានាងហ្នឹងគឺមិនមែនយកថ្នាំពៅទៅដាក់ទៅកាន់ Legion ហ្នឹងឲ្យស្លាប់ទេគឺថាថ្នាំនាងហ្នឹងគឺបានដាក់ហ្នឹងទៅកាន់ Legion ហ្នឹងគ្រាន់តែជាថ្នាំធ្វើការប្រឆាំងទៅនឹងថ្នាំជំងឺឆ្កួតជ្រូកហ្នឹងដែលអា Kevin ឯងហ្នឹងគឺបានដាក់ទៅកាន់ Legion ហ្នឹងទេគឺថាមិនមែនជាថ្នាំពៅឡើយគឺថាពីរនេះហ្នឹងគឺបានដាក់ថ្នាំទៅវិញទៅមកប្រសាបគ្នាទៅវិញទៅមកហ្នឹងតាមកាប៉ាទៅសិតតែជាថ្នាំពៅទាំងសងខាងសងហ្មងអា Kevin ហ្នឹងស្មានតែ Haley ហ្នឹងគឺបានដាក់ថ្នាំពៅទៅកាន់ Legion ហ្នឹងហើយយកថ្នាំរបស់ខ្លួនឯងហ្នឹងខំពៅទៅកាន់ Legion កុំឲ្យពៅថ្នាំហើយនៅពេលហ្នឹង Haley ហ្នឹងក៏បានឃើញទៅការ Kevin ហ្នឹងគឺបានដាក់ថ្នាំហ្នឹងទៅកាន់ម្ហូបចំណីអាហាររបស់ Legion ស្មានតែដាក់ថ្នាំពៅទៅកាន់ Legion ហ្នឹងឃើញតែនាងហ្នឹងគឺបានយកថ្នាំរបស់នាងហ្នឹងធ្វើការដាក់ទៅកាន់ម្ហូបជាអាហារហ្នឹងរបស់ Legion ពៅទៅកាន់ Legion ហ្នឹងវិញទៅដើម្បីកុំឲ្យ Legion ហ្នឹងពៅថ្នាំឲ្យ Kevin គឺថាដាក់ទៅដាក់មកហ្នឹងដូចនេះឈួតហ្នឹងឯងពីតែហ្នឹងនិយាយទៅពីតែនេះគឺជាកម្ពុជាមនុស្សហ្មងគឺថាធ្វើអីហ្នឹងធ្វើតាមតែចិត្តរបស់ខ្លួនឯងហ្មងគឺថាគិតថាគេហ្នឹងអាក្រក់រហូតគឺថាគិតថា Kevin អីអាក្រក់ហើយ Kevin គិតថាហើយលេអាក្រក់អីចឹងទៅវិញទៅមកឆ្លោះគ្នាចេះចាច់តែទីបំផុតពួកគេហ្នឹងគឺអាចយល់គ្នាទៅវិញទៅមកបានហើយធ្វើ Hugo នេះក៏បានស្ងប់អារម្មណ៍ហើយឃើញថាពួកគេទាំងពីរហ្នឹងប្រហែលជាទទួលស្គាល់ Legion ហើយពួកគេហ្នឹងក៏ឈប់ឆ្លោះគ្នាដែរគឺថាត្រូវគ្នាវិញហើយមិនដូចជាការជួបគ្នារបស់ពួកគេទាំងពីរហ្នឹងទៅពេលដំបូងទេក៏តែនៅពេលហ្នឹង Kevin ហ្នឹងក៏បានសួរថាចុះឥឡូវហ្នឹង Legion ហ្នឹងគឺនៅណាក្រៃវិញហ្នឹងគឺបានដោះស្រាយជាមួយនឹងរាងកាយខ្លួនរបស់តារានីកូលីប្រាហ្នឹងហើយតើអីហេតុអ្វីបានជាមិនតន់ត្រឡប់មកវិញទៀតចឹងតែនៅពេលហ្នឹង Hugo ក៏បាននិយាយថាសារសួរមកកាន់យើងមែនអញដឹងហើយថាហ្នឹងតើណាអញមិនដឹងមកហ្នឹងហើយសួរមកកាន់អញហើយមើលមកកាន់ Legion វិញគឺថាពួកអស់ហ្នឹងកំពុងតែរក Legion រកអីរកទៅអានេះហ្នឹងគឺនៅលើកោះ Hawaii ហ្នឹងឯងគឺកំពុងតែបិទផ្លាកថាទីកន្លែងការដ្ឋានហ្នឹងសំណង់ហ្នឹងឯងកំពុងតែជួសជុលហ្នឹងឯងគឺថា Legion ហ្នឹងកំពុងតែបើកគ្រឿងចាក់ហ្នឹងធ្វើការវិកំទេចទៅកាន់ទីតាំងលំហែកាយរបស់តារានីកូលីប្រាហ្នឹងឯងឃើញថាអាប្រមាណអ្នកនោះកំពុងតែរក Legion វល់អីវល់ទៅអានេះមកធ្វើសំណង់ធម្មតាបន្ទាប់ពីធ្វើសំណង់ហត់ហើយគឺថា Legion នេះក៏បានទិញ burger ទិញ french fry អីណាមកស៊ីធ្វើបង្ងើយហ្មងមិនខ្វល់ខ្វាយពីក្បាលណាទេហើយរកអីរកទៅអញធ្វើសំណង់អញពងឲ្យធ្វើសំណង់ធ្វើផ្ទះធ្វើអីអញដល់ពេលនោះយើងក៏បានឃើញថាប្រព័ន្ធរបស់ Legion នេះក៏បានលក់ចេញមកទៅហើយ Legion នេះក៏បានគិតដែរថាមើលទៅការសាងសង់របស់គាត់នឹងគឺចំណាយពេលមួយយូរតទៀតទេគាត់នឹងប្រកាសជាអាចសាងសង់នៅទីកន្លែងស្នាក់នៅរបស់គាត់ដែលអាចធ្វើការផលិតអាវុធបានជាជាមិនខានទេដល់ពេលដែលគាត់នឹងគឺបានធ្វើការកែច្នៃវាមិនតិចតួចវាយទៅកាន់ទីតាំងកន្លែងដែលសំខាន់របស់តារានីកូលីប្រាចោលនោះហើយនៅពេលឥឡូវហ្នឹងគឺថាគាត់នឹងគឺពិតជាទទួលបានអំណោយជាច្រើននឹងខ្លាំងពិតមែនហើយអំណោយទាំងអស់ដែលគាត់នឹងគឺទទួលបាននឹងសិតតែជាបេះដូងរបស់ក្សត្រ Calamity ហ្នឹងឯងហើយពីដំបូងនៅពេលដែល Legion នេះគឺបានជួបជាមួយនឹងបេះដូងហ្នឹងនៅក្នុងផ្ទះដែលអាប៉ែទេវូនេះគឺបាននាំអាស៊ីវូនឹងទៅកាន់ទីតាំងឡើយហ្នឹងគាត់នឹងគឺគិតថាពីហ្នឹងគឺចង់ធ្វើការកោះហៅទៅកាន់ Calamity នៅក្នុងបំណែកនៃបេះដូង Calamity ទាំងអស់ហ្នឹងធ្វើការកោះហៅសត្វទាំងអស់ហ្នឹងមកក៏មិនតែនរណាគេតែដឹងថាវានឹងទៅកោះហៅទៅកាន់អាសត្វផ្សេងមួយក្បាលហ្នឹងមកទៅវិញធ្វើអាសត្វផ្សេងហ្នឹងក៏ដូចជាចម្លែកដែរហ្នឹងគាត់នឹងដូចជាមានអារម្មណ៍ថាអាសត្វផ្សេងហ្នឹងគឺបានកោះហៅគាត់ដែរអញ្ចឹងហើយគាត់នឹងក៏បានទៅរកវានឹងយកហ្មងទៅឃើញថាគាត់នឹងក៏បានត្រឡប់មកកាន់ទីតាំងឡើយហ្នឹងយកហ្មងជួបទៅការពីហ្នឹងវាយវាលើខ្ចប់ទៅតែវានឹងគ្មានបញ្ហាទេគឺថាឥឡូវហ្នឹងគឺថាបញ្ហាត្រូវបានដោះស្រាយនឹងចប់ស្រាយបាយអស់ហើយគឺថាគាត់នឹងត្រូវធ្វើការគាត់នឹងបន្តទៀតធ្វើដំណងធម្មតាហ្នឹងឯងមានធ្វើអីទេអានឹងស៊ីអីហើយបោះថ្វិលអាថ្មអីហ្នឹងប្រហែលហ្នឹងគឺថាមិនខ្វល់ទេគ្មានប្រយោជន៍អីផងវាយកទៅអីវាហើយលីចនក៏បានយកទៅក្រូចម្ដុំហ្នឹងមកផឹកហើយក៏បាននិយាយថាមើលទៅអំណោយដែលគាត់ហ្នឹងគឺបានបញ្ជូនទៅប្រហែលជាទៅដល់មនុស្សសម្រាប់ម្នាក់ហ្នឹងហើយមើលទៅហើយយើងមើលទៅកាន់ទីតាំងកន្លែងស្នាក់នៅរបស់តារានីកូលីប្រាវិញក្បាលរបស់អាស៊ីវូហ្នឹងគឺបានជាប់នៅលើខ្លានទ្វេហ្នឹងឯងយើងឃើញហើយថាបន្ទាប់ពីម្ដាយរបស់វាគឺបានឃើញហ្នឹងឃើញថានេះហ្នឹងគឺពិតជាខឹងនឹងខ្លាំងមែនក៏បានដាក់សម្ពាធទៅកាន់កូនចៅរបស់នាងតែប្រមាណហ្នឹងឯងហើយក៏បាននិយាយថាមើលទៅកាន់ការសម្ភាររបស់មនុស្សតែប្រ
មាណអ្នកដែលបានធ្វើការចុះផ្សាយនឹងទៅពួកគេនឹងកំពុងនិយាយអីផ្ដេសផ្ដាស់ហើយគឺថានេះនឹងគឺបានប្រកាសសង្គ្រាមជាមួយនឹងលីចអននឹងគ្រាន់តែជារឿងលេងសើចមែនគឺថាពួកវាគឺជាស្អីដែលហ៊ាននិយាយរឿងទាំងអស់ហ្នឹងថានេះនឹងគឺលេងសើចនោះហើយក៏បានបញ្ចេញធម្មពលរបស់នាងយ៉ាងខ្លាំងហើយក៏បានសួរទៅកាន់ពួកគេដែរថាចុះភារកិច្ចដែលនាងនឹងគឺបានដាក់ទៅកាន់ពួកគេនឹងរៀបរៀងដំណើររបស់អា Kevin ហ្នឹងក៏មកទៅជួបជាមួយលីចអនយ៉ាងម៉េចហើយកូនចៅរបស់នាងក៏បាននិយាយថា Kevin ហ្នឹងគឺពិបាកតបតជាមួយនឹងវាខ្លាំងណាស់គេនេះគឺបានតបតជាមួយនឹងវាហើយក៏តែដំណើរនៃការរំកិលក៏ផ្លាស់ទីរបស់ Kevin ហ្នឹងគឺថាវាលឿនខ្លាំងពេកគឺថាពួកគេតបមិនជាប់ទេដូចអាចបាក់ដដប់ចឹងគឺថាបុកពួកគេហ្នឹងប៉ើងខ្ទេចខ្ទីអស់ទៅក៏បានទៅជួបជាមួយលីចអនហ្នឹងបានសម្រេចហើយនៅក្នុងពេលបច្ចុប្បន្នហ្នឹងហើយដល់ពេលនោះយើងក៏បានឃើញថាគីសាហ្នឹងក៏បាននិយាយទៅថាមើលទៅកាន់អា Kevin ហ្នឹងទៅគឺថាវាហ្នឹងគឺពិតជាមានជាតិខុសខៅប្រៃផ្សៃហ្នឹងដូចជាព្រះរបស់វាអញ្ចឹងគឺថាបែកដូចតែគ្នាដូចតែឯងចឹងឯងគឺថាកំណត់ហ្នឹងគឺមិនខុសគ្នាសំបីតែបន្តិចហ្មងពីតែហ្នឹងក៏តែនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថាអា Kevin Asa ហ្នឹងកំពុងតែនៅជាមួយនឹង Lee John ហើយគឺថាភារកិច្ចរបស់នាងក្នុងការធ្វើការកម្ចាត់ទៅកាន់ Lee John ហ្នឹងប្រហែលជាមានភាពលំបាកហ្នឹងបន្តិចទៀតហើយដោយសារតែតារានិករពីរនៅជាមួយនឹងគ្នាក្នុងពេលតែមួយដល់ពេលនោះយើងក៏បានឃើញថា Kisa ហ្នឹងក៏បាននិយាយទៅកាន់កូនចៅរបស់នាងទៅថាពួកយើងហ្នឹងក៏មិនគួរណាអង្គុយរងចាំមើលស្ថានភាពដែលបានកើតឡើងហ្នឹងតទៅមុខទៀតដែរអញ្ចឹងហើយគឺថាសង្គ្រាមហ្នឹងគឺនាងគឺបានធ្វើការប្រកាសទៅឲ្យមនុស្សគ្រប់គ្នាហ្នឹងគឺបានដឹងហើយថានាងហ្នឹងគឺមានគោលបំណងនៅក្នុងការធ្វើសង្គ្រាមនេះជាមួយនឹង Lee John នៅលើផែនដីហើយនៅក្នុងពេលបច្ចុប្បន្នហ្នឹងយើងនឹងសូមបញ្ជាទៅកាន់ពួកឯងនេះគឺត្រូវតែធ្វើការកោះហៅទៅកាន់គ្រប់សាខារបស់យើងនៅលើផែនដីហ្នឹងឲ្យពួកគេនឹងត្រូវតែប្រមូលកងទ័ពរបស់ពួកគេហ្នឹងធ្វើការប្រយុទ្ធគ្នានឹងជាមួយនឹង Lee John ធ្វើយ៉ាងណាត្រូវតែធ្វើការកម្ចាត់ទៅកាន់ Lee John ឲ្យបានយើងក៏បានឃើញថាកូនចៅរបស់នាងតែប្រហែលហ្នឹងក៏បានយកប្រវត្តិសំណើរបស់មេរបស់ខ្លួនឯងទៅក៏បានរត់ចាក់ចេញអំពីទីតាំងហ្នឹងទៅធ្វើភារកិច្ចរបស់ខ្លួនឯងរៀងៗខ្លួនទៅរត់មកទូសោះស្ងាត់ជ្រាបនៅទីតាំងហ្នឹងឯងនៅពេលនោះគីសាហ្នឹងឃើញថាកូនចៅរបស់នាងហ្នឹងគឺបានចាក់ចេញទៅអស់ហើយនាងក៏បាននិយាយថាឯនេះអាចចាក់ចេញមកបានហើយយើងក៏បានឃើញថាមាននៅកាលាមធីដែលយើងមិនស្គាល់អំពីប្រវត្តិរបស់វាពីមុនមកហ្នឹងក៏បានលេចរស់របស់ពួកវានឹងចេញមកហ្នឹងឯងហើយអាកាលាមធីមកក្បាលហ្នឹងក៏បាននិយាយទៅកាន់គីសាទៅថាពួកគេហ្នឹងរងចាំតែបញ្ជាទៅកាន់គីសាទេពួកគេហ្នឹងគឺបានត្រៀមកងទ័ពរបស់ពួកគេហ្នឹងរួចស្រេចបាយអស់ហើយត្រៀមទម្លាក់មកកាន់ផែនដីយើងឲ្យសូមអ្នកនាងហ្នឹងធ្វើការបញ្ជាទៅកាន់ពួកគេហ្នឹងភ្លាមមកយើងក៏បានធ្វើគីសាហ្នឹងក៏បានបញ្ចេញនៅបតងរស់រីរបស់នាងចេញមកហើយក៏បានរំលាយវាទៅហើយក៏បានបញ្ចូលទៅក្នុងដៃរបស់នាងបង្កើតចេញជាពិភពលោកសពនិមិត្តមួយហើយនៅជុំវិញពិភពលោកហ្នឹងគឺថាពោពេញទៅដោយអពក្រហមហ្នឹងឯងស្របទៅកាន់ពិភពលោកមួយហ្នឹងយើងក៏បានឃើញថានាងហ្នឹងក៏បានលូកដៃចូលទៅកាន់ពិភពលោកមួយហ្នឹងឃើញថាទិសដៅរបស់នាងហ្នឹងគឺទៅកាន់ផ្ទៃសមុទ្រហ្នឹងប៉ាស៊ីហ្វិកហ្នឹងឯងយើងក៏បានឃើញថានាងហ្នឹងក៏បានលូកទៅកាន់ទីតាំងហ្នឹងទៅឃើញថាផ្ទៃសមុទ្រនៅលើសមុទ្រប៉ាស៊ីហ្វិកឯនេះវិញក៏មានរន្ទះពណ៌ស្វាយជាច្រើនហ្នឹងក៏បានបាញ់ពីពេញទីតាំងហ្នឹងឯងហើយតំបន់មួយហ្នឹងក៏បានប្រែក្លាយទៅជាតំបន់ពណ៌ខ្មៅទៅយើងក៏បានឃើញថាកាឡាមទីជាច្រើនហ្នឹងក៏បានផុសចេញមកពីសមុទ្រប៉ាស៊ីហ្វិកនៅទីតាំងកន្លែងហ្នឹងឯងហើយកាឡាមទីសត្វនាគឆ្អឹងមួយក្បាលហ្នឹងក៏បានផុសចេញមករួមទាំងកងទ័ពក្រុងឆ្អឹងជីសេះជាច្រើនឬក៏យើងហៅថាកងទ័ពសេះហ្នឹងឯងចេញមកហ្នឹងពួកគេនឹងសិតតែជាកាឡាមទីទាំងអស់ហ្មងដែលត្រូវបានធ្វើការបង្ហាញខ្លួនឬក៏ចេញមកហ្នឹងដោយសារតែស្នាដៃរបស់គីសេះនេះឯងនាំពួកវានឹងចាក់ចេញមកហើយមិនត្រឹមតែប៉ុណ្ណោះទេយើងក៏បានឃើញថាមេតបរបស់ពួកវាតែប្រមាណហ្នឹងក៏បានបង្ហាញខ្លួនចេញមកហើយឃើញថាអំណាចរបស់វានឹងនៃធម្មពលរបស់វាដែលបានផ្សាយភាយឆេះពេញខ្លួនរបស់វានឹងគឺខ្លាំងហ្នឹងខ្លាំងហ្មងឃើញថាភ្លើងពណ៌ផ្ទៃមេឃហ្នឹងក៏បានឆេះសាងសន្ធោសន្ធៅមើលទៅដូចជាភ្លើងរបស់លីចអនអញ្ចឹងនៅពេលនោះអាមេរបស់គេនឹងគឺបាននិយាយទៅថាទីបំផុតពេលវេលាគឺបានមកដល់ហើយយើងក៏បានឃើញថាពលឺពណ៌មាសហ្នឹងក៏បានផ្សាយភាយចេញពីលក្ខការមកឡើងហ្នឹងឯងនេះនឹងគឺជាដៃរបស់គីសែដែលនាងគឺបានលូកហ្នឹងឯងនាងនឹងក៏បានលូកចូលទៅក្នុងផ្ទៃមហាសមុទ្រហ្នឹងហើយក៏បានចាប់យកនៅចំណងដែលបានធ្វើការខំខានទៅកាន់ពួកគេតែប្រមាណហ្នឹងឯងនាងក៏បាននិយាយប្រាប់ទៅកាន់កាឡាមធីទាំងអស់ហ្នឹងទៅថាយើងនឹងធ្វើការដោះលែងទៅកាន់ពួកឯងត្រូវតែបំពេញនៅភារកិច្ចសម្រាប់នេះឲ្យបានល្អធ្វើការកម្ចាត់ទៅកាន់លីចអនហើយនឹងមិត្តភ័ក្តិរបស់លីចអនដែលជិតស្និទ្ធទៅកាន់គេហ្នឹងទាំងអស់មកឲ្យនាងយើងក៏បានឃើញថានៅក្នុងដៃរបស់គីសែហ្នឹងក៏មានក្របភ្នែកមួយហ្នឹងក៏បានបើកចេញមកហ្នឹងហាក់បីដូចជាធម្មពលរបស់កាឡាមធីដែលខ្លាំងក្លាហ្នឹងខ្លាំងជាងគេហើយដែលវាហ្នឹងគឺបានបង្ហាញខ្លួននេះចេញមកគីសែនេះក៏បានស្រែកយ៉ាងខ្លាំងនៅទីតាំងហ្នឹងហើយក៏បាននិយាយថាយើងហ្នឹងមិនអនុញ្ញាតឲ្យឯងហ្នឹងគឺថាធ្វើអ្វីតាមចិត្តរបស់ឯងដែលចង់នោះទេឥឡូវហ្នឹងគឺថាយើងហ្នឹងនឹងធ្វើឯងនេះគឺទទួលបាននៅការសោកស្ដាយចំពោះទង្វើរបស់ឯងហ្នឹងដែលបានធ្វើហ្នឹងមកកាន់យើងហ្នឹងកន្លងមកនេះហើយយើងក៏បានឃើញថាពេលវេលាហ្នឹងក៏បានកន្លងផុតទៅអត់រយៈពេលហ្នឹង65ម៉ោងហើយនៅពេលដែលមានការលេចរូបរាងឡើងហ្នឹងដោយការបង្កើតរបស់គីសែហ្នឹងបង្កើតនៅតំបន់ Black Zone ហ្នឹងចេញមកតំបន់ពណ៌ខ្មៅហ្នឹងឯងយើងមើលទៅកាន់លើកោះហាវ៉ៃវិញបន្ទាប់ពីលីចអនហ្នឹងគឺបានធ្វើសំណង់ទៅលើកោះមួយហ្នឹងអត់រយៈពេលជាយូរហ្នឹងហើយយើងក៏បានឃើញថាសំណង់អគារហ្នឹងគឺត្រូវបានកែប្រែហ្នឹងទៅជាទីស្នាក់ការហ្នឹងកន្លែងស្នាក់នៅរបស់លីចអនហ្នឹងបាត់ទៅហើយមិនដឹងថាមួយនេះវាធ្វើសំណង់តាវាហ្នឹងរបៀបណាទេគឺថាកែសម្រួលទៅលើសំណង់ទាំងអស់ហ្នឹងខ្លះទៅជារបស់វាហ្នឹងយកហ្មងនៅពេលនោះយើងក៏បានឃើញថាគ្នារបស់លីចអនតែប្រហែលហ្នឹងក៏បានធ្វើដំណើរមកដល់ទីតាំងហ្នឹងតាមខ្លងទ្វារ Teleport ហ្នឹងរបស់ក្មេងស្រីធ្មប់ Hazy
នឹងឯងគឺបាននាំពួកគេនឹងមកដល់ទីតាំងហ្នឹងក៏ប៉ុន្តែគឺថា Hyzi ហ្នឹងគឺត្រូវបានរាងការរបស់នាងហ្នឹងគ្រប់គ្រងដោយ Rally Queen ទេ Rally Queen ហ្នឹងប្រើប្រាស់ធម៌ពលទាំងអស់ហ្នឹងនាំពួកគេមកហើយបន្ទាប់ពីពួកគេទាំងអស់គ្នាហ្នឹងគឺបានធ្វើដំណើរមកដល់ទីតាំងហ្នឹងគឺថាពួកគេហ្នឹងគឺពិតជាភ័ក្រផ្អើលហ្នឹងខ្លាំងប៉ុន្មានដល់នឹកស្មានមិនដល់ទេថាអាបកាច់នេះមិនដឹងជាវាកសាងរបៀបណាវាទេគឺថាលឿនម៉ែអត់លឿនហើយមកផ្លេតសោះយកទីតាំងកន្លែងនេះធ្វើជាទីតាំងកន្លែងរបស់វាហ្នឹងបានហ្មងមិនដឹងវាធ្វើមិនវាក៏តែយើងមើលទៅកាន់ខ្លោនទ្វារនៃការចូលទៅក្នុងទីតាំងកន្លែងរបស់ Legion ហ្នឹងវិញយើងក៏បានឃើញមាននារីម្នាក់ហ្នឹងក៏បានចូលចាំពួកគេទាំងអស់គ្នាហ្នឹងឯងហើយក៏ស្គាល់ដែរថាមើលទៅកាន់អ្នកទាំងអស់គ្នាហ្នឹងប្រហែលជាមនុស្សដែល Legion ហ្នឹងគឺបានប្រាប់មកកាន់នាងឲ្យទទួលហ្នឹងហើយនាងហ្នឹងក៏បានស្វាគមន៍ពួកគេហ្នឹងចូលទៅខាងក្នុងទៅក៏តែទៅពេលនោះ Hugo ហ្នឹងគឺពិតជាភ្ញាក់ផ្អើលអញ្ចឹងហើយដល់ឃើញថានារីម្នាក់នេះហាត់ໄວបានជាមានភាពស្មោះត្រង់ឬក៏ដូចជាមិនមានការខឹងសម្បារទៅកាន់គេអញ្ចឹងក្រែងនាងហ្នឹងគឺជាកូនចៅរបស់ Libra ឯងក៏តែនារីម្នាក់នោះហ្នឹងក៏បានប្រាប់ទៅកាន់ពួកគេវិញទៅថានាងហ្នឹងគឺជាក្មេងស្រីម្នាក់ដែលត្រូវបានបង្កើតឡើងហ្នឹងដោយតារានីកូលីប្រាហ្នឹងមិនគ្នាជាមួយនឹង Aquarius ហ្នឹងឯងហើយនាងហ្នឹងគឺត្រូវបានចាប់ចម្រិតហ្នឹងដោយតារានីកូលីប្រាហ្នឹងទីបំផុតនាងហ្នឹងក៏ត្រូវបានជួយសង្គ្រោះហ្នឹងដោយ Legion ហើយឥឡូវហ្នឹងគឺថានាងហ្នឹងគឺបានបដូរឈ្មោះរបស់នាងហ្នឹងពី ESO ហ្នឹងទៅជា Sanitizer ហ្នឹងឯងកុំយកឈ្មោះហ្នឹងទៅបកប្រែសោះអ្នកនរគ្នាមកអីឈ្មោះទៅគឺថាហើយលេងហ្នឹងមិនខ្វល់ខ្វាយទេនាងហ្នឹងបែរជាខ្វល់ខ្វាយចំពោះសុទ្ធមកគ្រាប់ដែលនៅក្នុងដៃរបស់ Sanitizer ឯណោះវិញគឺថានាងហ្នឹងគឺពិតជាភ្ញាក់ផ្អើលអញ្ចឹងដល់ឃើញថារបស់មួយហ្នឹងគឺជារបស់ដែល Legion ហ្នឹងគឺបានធ្វើការប្រកួតទៅឲ្យនាងតើហើយនៅពេលនោះក្មេងស្រីម្នាក់ហ្នឹងក៏បានប្រាប់ដែរថាវាត្រឹមត្រូវហើយសុទ្ធមួយនេះហ្នឹងគឺត្រូវបានប្រកួតឲ្យហ្នឹងដោយ Legion ហ្នឹងមកកាន់នាងដោយសារតែ Legion ហ្នឹងគឺគិតថានេះហ្នឹងគឺជាអំណោយដ៏សំខាន់បំផុតហើយក៏ស័ក្តិសមបំផុតសម្រាប់នាងហើយដោយសារតែនាងហ្នឹងគឺអាចប្រើប្រាស់នៅធម្មពលវេទមន្តធ្វើការព្យាបាលហ្នឹងបានយ៉ាងល្អក៏តែយើងមើលទៅកាន់អា Kevin វិញគឺថាបន្ទាប់ពីលើពួកគេនិយាយហើយគឺថាវាហ្នឹងគឺពិតជាល្អច្រើនមកក៏បាននិយាយថាមើលទៅអាឈ្គួរនេះប្រហែលជាវាហ្នឹងចង់ស្នាក់នៅលើកោះ Hawaii ហ្នឹងប៉ិតមែនហើយបាននិយាយកសាងផ្ទះហ្នឹងប៉ិតណាហ្នឹងបែបហ្នឹងអញ្ចឹងក៏តែទៅពេលនោះយើងមើលទៅកាន់ Hailey វិញបន្ទាប់ពីឃើញថា Legion នេះគឺបានផ្ដល់អំណោយទៅកាន់ Sanitizer ហើយគឺថានាងហ្នឹងដូចជានៅមិនស្នុកចិត្តទេក៏បានប្រាប់ទៅកាន់កូនចៅ family របស់នាងហ្នឹងឯងប្រាប់ឲ្យគេនេះគឺថាតំណំយករបស់ដែលមានតម្លៃតែប្រមាណនៅក្នុងប៉ាក់របស់គេហ្នឹងយកមកអស់មកទោះបីជាត្រូវកាត់ដៃឬក៏កាត់ជើងក៏ដោយដែរក៏ត្រូវតែធ្វើវាដែរដើម្បីទទួលបានអំណោយនេះចេញពី Legion ហើយយើងមើលទៅកាន់ family របស់នាងវិញគឺថាពិតជាភ្ញាក់ផ្អើលចំពោះម្ចាស់ស្រីរបស់ខ្លួនឯងហ្នឹងប៉ិតមែនមកដែលហ៊ានធ្វើបែបហ្នឹងហើយនៅពេលនោះយើងក៏បានឃើញថាពួកគេទាំងអស់គ្នានឹងក៏បានធ្វើដំណើរចូលទៅខាងក្នុងហ្នឹងទៅក៏ឃើញថានៅពេលដែលបើកទ្វារទៅហ្នឹងភ្លើងហ្នឹងក៏បានបាញ់មកយ៉ាងខ្លាំងមកដោយសារតែភ្លើងហ្នឹងគឺភាយចេញមកដោយសារតែការដុតហ្នឹងចេញពីថតហ្នឹងឯងយើងឃើញហើយថាថតនេះគឺថា Legion នេះគឺចាប់យកមកគឺពិតជាធ្វើជាចក្រានដុតដៃរបស់គាត់ហ្នឹងប៉ិតមែនមកក៏បានប្រើភ្លើងរបស់វាហ្នឹងដុតយ៉ាងសន្ធោសន្ធៅនៅខាងក្នុងហ្នឹងឯងរំលាយដៃហ្នឹងទៅឲ្យ Legion យើងមើលទៅកាន់អា Kevin រួមទាំង Hugo វិញគឺថាពិតជាចាក់បានខ្លាំងប៉ុន្មានតែឃើញ Legion នេះគឺហ៊ានចាប់ Calamity ហ្នឹងយកជាដែលហ៊ានចាប់ Calamity ហ្នឹងយកមកធ្វើជាចង្ក្រានដុតដៃរបស់ខ្លួនឯងក៏ប៉ុន្តែនៅពេលហ្នឹងពួកគេទាំងអស់គ្នាហ្នឹងគឺត្រូវបានស្វាគមន៍ដោយភ្នាក់ងារ family តែប្រមាណដែល Legion ហ្នឹងគឺបាននាំយកទៅដល់ក្នុងពិភពលោកផ្នែកខាងក្នុងរបស់គាត់ហ្នឹងហើយពួកគេហ្នឹងក៏បានប្រាប់ទៅកាន់គ្នារបស់ Legion ហ្នឹងទៅថា Legion ឥឡូវកំពុងតែនៅទីតាំងកន្លែងធ្វើការផលិតអាវុធដំដៃនៅទីតាំងផ្នែកម្ខាងទៀតចឹងហើយពួកគេហ្នឹងធ្វើដំណើរទៅដល់ទីតាំងកន្លែងហ្នឹងទៅប្រហែលជាជួបទៅកាន់ Legion ហ្នឹងចាស់ជាមិនខានហើយពួកគេហ្នឹងក៏បានធ្វើដំណើរបណ្ដាលទៅសារបណ្ដាលទៅថាទីតាំងកន្លែងនេះគឺជាទីតាំងទីស្នាក់ការហ្នឹងរបស់តារានីកូលីប្រាហើយវិញបានជា Legion នេះអាចធ្វើការកែច្នៃទីតាំងកន្លែងនេះធ្វើជាទីតាំងកន្លែងរបស់ពួកគេហ្នឹងបានយ៉ាងងាយស្រួលហើយក៏លឿនខ្លាំងបែបហ្នឹងខ្លាំងម៉េះពួកគេដើរបដាសរសើរបដាហ្នឹងក៏មិនដែលទៅពេលដែលដើរដល់ទីតាំងកន្លែងរបស់ Legion ហើយឃើញថា Legion នេះក៏កំពុងរដំទៅកាន់អាវុធមួយហ្នឹងឯងពើងនៅទីតាំងកន្លែងហ្នឹងទៅហើយក៏បានងាកមកកាន់ពួកគេឃើញថា Legion នេះគឺថាមិនស្លៀកពាក់អាវទេគឺថាដោះអាវកន្លែងហ្នឹងសាច់ដុំកង់យកមកហើយហៀទៅក៏ក្លែកក្លាក់លើរាងកាយទៀតក៏តែខ្ញុំអាណិតខ្លាំងជាងគេហ្នឹងគឺថាគឺជា highlight ហ្នឹងឯងគេមិនតន់វាយហើយឈាមចំោះរលទីតាំងកន្លែងហ្នឹងហើយក៏បាត់អេកបាល់កំហុសមុខតែហ្នឹងឯងពីអ្នកជីវូហ្នឹងគឺថាអាយុប្រហែលផងហើយលេងហ្នឹងគឺបាត់ស្លាប់ភ្លឹងកន្លែងហ្នឹងតទៀតហើយធ្វើឲ្យ Sanitizer ហ្នឹងគឺថានាងនឹងប្រើប្រាស់វេទមន្តព្យាបាលរបស់នាងនឹងធ្វើការព្យាបាលហ្នឹងទៅកាន់ highlight ហ្នឹងយកហ្មងហើយនៅបពោតុកទៅកាន់គេយ៉ាប់មកយប៉ែមួយនេះក៏ប៉ុន្តែយើងមើលទៅកាន់ Legion វិញគាត់ដោះអាវហ្នឹងដោយសារតែគាត់ហ្នឹងក្តៅហើយគាត់ហ្នឹងក៏បានដកយកនៅភេសជ្ជៈរបស់គាត់ហ្នឹងមកកំពុងយកមកធ្វើការផឹកទៅហើយ Hugo ហ្នឹងក៏ឆ្ងល់ដែរថាហេតុអ្វីបានជា Legion ហ្នឹងក៏សាងនៅទីតាំងកន្លែងហ្នឹងធ្វើជាទីតាំងកន្លែងរបស់គេហ្នឹងគឺលឿនខ្លាំងម៉េះក្រែងតារានិកផ្សេងហ្នឹងមិនអាចយកទីតាំងកន្លែងរបស់តារានិកណាហ្នឹងធ្វើជាទីតាំងកន្លែងរបស់ពួកគេបានដែរហេតុអ្វីបានជា Legion នេះគឺអាចធ្វើវាហ្នឹងបានយ៉ាងលឿនខ្លាំងបែបហ្នឹងអញ្ចឹងតែ Legion ក៏បានប្រាប់ទៅវិញដែរថាដោយសារតែគាត់ហ្នឹងគឺទទួលបាននៅ skill ថ្មីហ្នឹងឯងដែលគាត់
នឹងគឺអាចធ្វើការកែប្រែនៅទីតាំងកន្លែងរបស់អ្នកដទៃហ្នឹងបើសិនជាគាត់នឹងវាកំតិចវាហ្នឹងបានប្រហែលជា20-30% អញ្ចឹងនៅសល់70% គាត់នឹងអាចប្រើប្រាស់វេទមន្តរបស់គាត់នឹងកែប្រែទីតាំងកន្លែងហ្នឹងធ្វើជាទីតាំងកន្លែងរបស់គាត់បានហើយមូលហេតុដែលគាត់នឹងគឺចង់ធ្វើការកសាងនៅទីតាំងកន្លែងហ្នឹងឡើងមកហ្នឹងគឺគោលបំណងនៅក្នុងការផលិតអាវុធហ្នឹងហើយដោយសារតែកន្លែងផលិតអាវុធរបស់គាត់នៅពេលដែលគាត់នឹងប្រើប្រាស់ skill បើក workshop របស់គាត់ធ្វើការផលិតអាវុធហ្នឹងគឺថាអាវុធរបស់គាត់ដែលបានផលិតហ្នឹងគឺថាវាមានគុណភាពនឹងខ្សោយខ្លាំងពេកมันមាននៅអនុភាពខ្លាំងៗដែលអាចធ្វើការប្រយុទ្ធគ្នានឹងជាមួយនឹងព្រះហ្នឹងមកពីពិភពលោកដទៃហ្នឹងបានទេចឹងហើយបើសិនជាគេបង្កើតនៅទីតាំងកន្លែងនេះឡើងគេនឹងក៏មាននៅការងារដែលត្រូវធ្វើដែរមិនចាំបាច់មានបេតនេច្រើនដល់លេ logo គេកោឯងហ្នឹងពីពេញពិភពលោកនោះទេនៅពេលនោះ Hugo នឹងក៏បាននិយាយថាមើលទៅ Legion ប្រហែលជាខ្លាចទៅជាងដៃមួយរូបដែរហើយតែ Legion នឹងក៏បាននិយាយទៅវិញដែរថាទេគាត់នឹងគឺធ្វើបែបហ្នឹងដោយសារតែគាត់នឹងគឺចង់ផលិតអាវុធដែលគាត់នឹងគឺត្រូវការតែប៉ុណ្ណោះដោយសារនៅពេលថ្មីនេះហ្នឹងយើងនឹងគឺបានលឺហើយថា Kisa Loren នឹងគឺបានធ្វើការប្រកាសសង្គ្រាមនេះជាមួយនឹងពួកយើងហើយដោយសារតែគាត់នឹងក៏មិនមាននៅភាពជឿជាក់ 100% ដែរដែលអាចធ្វើការតទល់ជាមួយនឹង Kisa បានបើសិនជាគាត់នឹងគ្មាននៅ Divine Artifact ឬក៏អាវុធវេទមន្តទាំងអស់ដែលត្រូវបានបង្កើតឡើងដោយមាននៅគុណភាពខ្ពស់ទាំងអស់នេះទេនោះបើសិនជាគាត់នឹងគឺអាចធ្វើការផលិតអាវុធទាំងអស់នេះនឹងគឺមាននៅអនុភាពខ្លាំងក្លាហើយក៏មានវេទមន្តខ្លាំងៗនៅខាងក្នុងវានឹងដែរនៅពេលដែលគាត់នឹងគឺបានធ្វើការបកគលវាទៅឲ្យអ្នកដទៃនឹងអាចប្រើប្រាស់វានឹងគឺថាអនុភាពរបស់វានឹងក៏មិនអន់ដែរចឹងហើយគាត់នឹងគឺមានសង្ឃឹមនៅក្នុងការប្រយុទ្ធនឹងជាមួយនឹង Kisa Loren នឹងគឺថាមាននៅ100%នឹងខ្ពស់ដែរដែលអាចយកឈ្នះទៅកាន់នាងបានហើយនៅពេលនោះ Hugo នឹងក៏បាននិយាយថាទោះជាយ៉ាងណាក៏ដោយដែរក៏តែតើឯងនឹងកំពុងតែធ្វើអ្វីនៅក្នុងពេលឥឡូវហ្នឹងដំផលិតអាវុធអីគេទៅនៅពេលនោះ Legion ក៏បាននិយាយប្រាប់ទៅកាន់ Hugo ដែរថាឥឡូវហ្នឹងគេនឹងកំពុងតែផលិតអាវុធមួយគឺថាអាវុធមួយហ្នឹងគឺផលិតឡើងនឹងសម្រាប់ Yoha ហ្នឹងហើយនៅមានអាវុធ2-3ផ្សេងទៀតគឺថាគេនឹងផលិតឲ្យពួកគេនឹងតាមក្រោយដូចជា Songche និង Chivo តាមក្រោយទៀតចាំគេនឹងផលិតឲ្យយើងមើលទៅកាន់ Songche និង Chivo វិញគឺថាសប្បាយចិត្តខ្លាំងយកមកនៅពេលដែល Legion ហ្នឹងថាផលិតនៅ Divine Artifact ហ្នឹងសម្រាប់ពួកគេក៏តែយកអាណិតទៅកាន់មនុស្សម្នាក់ដែលចំណែកទៅកាន់គេនឹងខ្លាំងជាងគេគឺជា Kevin Asa ហ្នឹងហើយអាហ្នឹងគេមិនខ្វះខ្វាវាគឺថាគេនឹងមិនរំលឹកឈ្មោះវាសំបីតែបន្តិចមកអាហ្នឹងវាតប៉ែខ្លាំងពេកតិចទៀតដោះកុយហើយក៏តែនៅពេលនោះ Legion ហ្នឹងក៏បានហុចដៃនឹងទៅឲ្យ Hugo នឹងឯងហើយក៏បានប្រាប់នឹងទៅកាន់ Hugo ទៅថាណែហើយឆាប់កាន់វាមើលនៅពេលនោះ Hugo នឹងក៏ឆ្ងល់ថាស្អីគេហើយចាំបាច់ឲ្យអញនឹងត្រូវកាន់វាទៅហើយកាន់ដៃឲ្យទៅអីនៅពេលនោះ Legion ហ្នឹងក៏បាននិយាយប្រាប់ទៅកាន់ Hugo ដែរថាគាត់ថាធ្វើអ្វីដូចជាឯងនឹងគឺចង់ធ្វើទៅហើយមែនណានៅពេលហ្នឹងពួកគេនឹងគឺនិយាយគ្នាមិនតាន់ចប់ផងក៏បានលឺនៅសំឡេងនៅខាងក្រៅហ្នឹងផ្ទុះយ៉ាងខ្លាំងនឹងឯងធ្វើពួកគេនឹងក៏បានភ្ញាក់ផ្អើលហើយ Legion នឹងក៏ឆ្ងល់ថាវាគឺជាអ្វីហ្នឹងក៏តែទៅពេលនោះSongcheនឹងក៏បាននិយាយប្រាប់ទៅកាន់ពួកគេទាំងអស់គ្នាទៅថាឥឡូវហ្នឹងគឺថា Hayley នេះគឺបានបាត់ខ្លួនចេញពីទីតាំងកន្លែងហ្នឹងហើយមើលទៅប្រហែលជានាងហ្នឹងកំពុងតែធ្វើអ្វីម្យ៉ាងជាមិនខានហើយយើងក៏បានឃើញថាពួកគេនឹងក៏បានចេញមកខាងក្រៅហ្នឹងទៅដោយនឹកស្មានថាប្រហែលជាសត្រូវហ្នឹងបើកការវិភាគមកកាន់ពួកគេជាមិនខានក៏តែទៅពេលដើរមកខាងក្រៅហ្នឹងក៏ឃើញថាមាននៅហឹបឈើជាច្រើនគឺបានធ្លាក់មកខាងមុខនៅទីតាំងកន្លែងទីស្នាក់ការរបស់ Legion ហ្នឹងហើយធ្វើពួកគេនឹងក៏បានភ្ញាក់ផ្អើលហើយនេះនឹងគឺជាស្នាដៃរបស់ Hayley ហ្នឹងឯងនេះនឹងគឺបានប្រមូលយកនៅរបស់មានតម្លៃតែប្រមាណហ្នឹងចេញពីប៉ាក់របស់នេះនឹងខ្ទេចខ្ទីអស់មកគឺថាប្រមូលយកមកទីតាំងកន្លែងហ្នឹងដើម្បីផ្គប់ចិត្តទៅកាន់ Legion ហ្នឹងឯងគឺថាអៀនបដាអីបដាអញ្ចឹងហើយក៏បាននិយាយអីណាចាក់បញ្ចូលអញ្ចឹងគិតតែខ្លួនឯងធ្វើរឿងហ្នឹងត្រូវអញ្ចឹងទៅតែនាំយករបស់ទាំងហ្នឹងមកកាន់ Legion ប្រហែលជា Legion ហ្នឹងអាចទៅស្ដារទៅកាន់គេអញ្ចឹងហើយនៅពេលហ្នឹងនាងក៏បានធ្វើការបាក់យកនៅហឹបមួយទៅហើយក៏និយាយដែរថាមើលទៅនៅក្នុងហឹបនេះប្រហែលជាមាននៅគ្រឿងផ្សំផលិតអាវុធដ៏ល្អបំផុតសម្រាប់ Legion ធ្វើការផលិតអាវុធហើយមើលទៅនាងប្រហែលជាត្រូវបាន Legion ហ្នឹងសរសើរហើយនៅពេលដែលនាងគឺបានបើកទៅនឹងឃើញថា Hugo ហ្នឹងក៏បាននិយាយថាមើលទៅ Hayley នេះប្រហែលជាលេងមែនតើណាព្រោះ Legion ហ្នឹងក៏បានគាំងទៀតហើយថាមើលទៅដូចជាមិនស្រួលមិនទេអើយនៅពេលដែលឃើញអត្តចរិតរបស់ Hayley បែបហ្នឹងទៅក៏តែនៅពេលដែល Hayley ហ្នឹងគឺបានបើកហឹបហ្នឹងទៅនាងហ្នឹងក៏បានឃើញថានៅខាងក្នុងហ្នឹងគឺមានសម្បត្តិហ្នឹងយ៉ាងច្រើនយកមកហើយនាងក៏ឆ្ងល់ថាមើលទៅរបស់មួយនេះគឺមិនមែនជារបស់នាងណាហេតុអ្វីបានជាវាមានវត្តមាននៅទីតាំងឡើងហ្នឹងដែរអញ្ចឹងនៅពេលដែលនាងគឺបានមើលទៅថាសម្បត្តិទាំងអស់នេះហ្នឹងគឺវាទៅសេសម្រាប់ Legion ហ្នឹងឯងតែ Legion ហ្នឹងក៏បានខឹងហើយថាអាណាគេតនេខ្លាំងមែនហើយវានឹងមិនធ្វើអីទេមែនបានជាទៅសេសម្បត្តិយ៉ាងច្រើនហ្នឹងមកឲ្យគាត់ហ្នឹងបែបហ្នឹងអញ្ចឹងក៏តែនៅពេលនោះ Hugo នឹងក៏បាននិយាយថាហេឯងនិយាយបែបហ្នឹងដូចជាមិនត្រូវទេតែលោកសម្បត្តិទាំងអស់ហ្នឹងគឺត្រូវបានផ្ញើឲ្យដោយអ្នកគ្រប់គ្រងរបស់ឯងទាំងអស់គ្នាដែលបានរងចាំឯងត្រឡប់មកវិញពី Tower ហ្នឹងទៅក៏អាចថាបានដែរតែនោះវាលឺអញ្ចឹងចំបាច់មាត់ Hugo ហ្នឹងជាប់ទីតាំងហ្នឹងមកក៏ឈប់ឲ្យនិយាយហើយក៏បាននិយាយថាបើសិនជាអញ្ចឹងមែនប្រហែលជាធ្វើគេមានអារម្មណ៍ថាដូចជាខកចិត្តមិនតិចហើយក៏តែយើងមើលទៅកាន់ Hayley វិញនេះហ្នឹងក៏បាននិយាយថាមើលទៅសម្បត្តិនេះគឺត្រូវបានបញ្ជូនមកហ្នឹងចេញពីទីតាំងឡៃផ្សេងហើយមើលទៅប្រហែលជាទីតាំងទឹកដីរបស់តារានិកល Leo ហ្នឹងក៏អាចថាបានដែរហើយទៅពេលនោះ Legion ក៏បាននិយាយថាស្អីគេទឹកដីរបស់តារានិកល Leo អីហើយយើងមើលទៅកាន់ Songche វិញក៏បាននិយាយទៅថាត្រូវហើយមើលទៅប្រហែលជានេះហ្នឹងគឺជារបស់នៃកាដូមួយយ៉ាងធំសម្រាប់ Legion ហ្នឹងជាមិនខានទេដោយសារតែពួកតារានិកល Leo ទាំងអស់ហ្នឹងគឺបានឮថា Yoha ហ្នឹងគឺបានចាក់ចេញអំពីតារានិកល Leo របស់ពួកគេហើយចូលនៅក្រោមមករបស់ Legion ប្រហែលជាសរសេរសម្បត្តិទាំងអស់ហ្នឹងផ្ញ
ញមកកាន់លេខអនហ្នឹងឯងដើម្បីចង់ផ្ដល់នូវព័ត៌មានមួយចំនួនឬក៏ចង់ធ្វើការគម្រាមកំហែងអីចឹងក៏អាចថាបានដែរទៅកាន់លេខអនក៏តែយើងមើលទៅកាន់2ក្បាលនេះវិញចាំបាច់មកគ្នាមិនតលេងទេក៏ឆ្ងល់ថាស្អីគេហើយយើងមើលទៅកាន់ទីស្នាក់ការកណ្ដាលរបស់តារានីកូលីអូវិញយើងក៏បានឃើញថា Kevin នឹងគឺពិតជាខឹងនឹងខ្លាំងបែបមែនបន្ទាប់ពីដឹងព័ត៌មានថាយូហានឹងគឺចង់ចាក់ចេញអំពីប៉ាក់របស់វាចេញពីតារានីកូលីអូនឹងរបស់វាហ្នឹងហើយក៏បានសួររកហេតុផលទៅក៏តែយូហានឹងនៅតែនិយាយចឹងថានេះនឹងគឺធុញទ្រាន់នៅក្នុងតារានីកូឈួតហ្នឹងចឹងហើយនេះនឹងគឺចង់ចាក់ចេញអំពីតារានីកូមួយហ្នឹង Steven នឹងបន្ទាប់ពីលើសម្ដីរបស់យូហាហើយគឺថានោះកាំងរោវាចាអីមិនឃើញហ្មងនៅពេលនោះ Steven ក៏បានសួររកហេតុផលទៅហេតុអ្វីបានជាយូហានមិនចង់នៅក្នុងនីការរបស់វាចឹងចង់ចាក់ចេញអំពីតារានីកូរបស់វាធ្វើអីក្រែងវាផ្ដល់អ្វីគ្រប់យ៉ាងទៅឲ្យនាងហើយតើអីក៏មិនតែយូហានឹងនៅតែនិយាយចឹងឲ្យអ្វីឲ្យទៅមិនខ្វល់ទេចង់ចាក់ចេញគឺថានាងចង់ចូលនៅក្រោមមករបស់តារានីកូរបស់លោកពូរបស់នាងវិញធ្វើអានោះកាន់តែខឹងមុំម៉ៅមិនដឹងនិយាយអីជាមួយនឹងយូហាននឹងតទៀតទេគឺថាជឿក្បាលជាមួយនឹងយូហានឹងខ្លាំងហ្មងហើយក៏បាននិយាយទៅកាន់យូហាទៅថាយូហានឹងគឺចង់ចាក់ចេញអំពីតារានីកូរបស់គេតែយូហានឹងមានដឹងអំពីរឿងរ៉ាវការពីអតីតកាលដែរឬក៏អត់រឿងការពីមុនណាតើដៃរបស់នាងហ្នឹងគឺមានរឿងអ្វីកើតឡើងទៅលើវាខ្លះហើយតើវានឹងយ៉ាងម៉េចហើយនៅក្នុងពេលឥឡូវហ្នឹងនៅពេលនោះសាច់រឿងហ្នឹងក៏បានប្រវែមកកាន់សាច់រឿងការពីរយៈពេល10ឆ្នាំមុនបន្ទាប់ពីមានការវាយប្រហាររបស់ Calamity Crimson Fox ហ្នឹងយើងនឹងក៏បានឃើញថានៅក្នុងទីពេលរបស់ Daranico Scorpio ហ្នឹងយើងក៏បានឃើញថាម្ដាយរបស់ Yoha ហ្នឹងកំពុងតែសម្រាប់នៅលើក្រេដេកលងលក់ហ្នឹងឯងដោយសារតែព្រលឹងវិញ្ញាណរបស់គាត់ហ្នឹងគឺត្រូវបាន Crimson Fox ហ្នឹងស្រូបយកទៅក៏តែពេលនេះ Yoha ហ្នឹងក៏បានលើសំឡេងហ្នឹងនៅផ្នែកម្ខាងទៀតនាងហ្នឹងក៏បានដើរទៅមើលទៅស្មានថានឹងគឺជាឪពុករបស់នាងក៏តែនៅពេលនាងហ្នឹងគឺបានដើរទៅមើលទៅឃើញថាគ្មានអ្វីទេក៏តែនាងហ្នឹងក៏បានដឹងថានៅខាងក្រោយរបស់នាងហ្នឹងគឺមានមនុស្សម្នាក់ហ្នឹងគឺបានមកដល់ទីតាំងហ្នឹងហើយនៅពេលនាងគឺបានមើលទៅនាងហ្នឹងគឺជាតារានីកូលីប្រាហ្នឹងឯងគឺបានមកជួបគ្នានឹងជាមួយនឹងនាងហាក់បីដូចជានាងហ្នឹងគឺមាននៅផែនការអ្វីម្យ៉ាងអញ្ចឹងមកជួបនឹងទៅកាន់យូហានៅពេលនោះយូហាបន្ទាប់ពីឃើញវត្តមានរបស់គីសែលហើយគឺថានាងនឹងក៏បានដឹងដែរថានាងនឹងគឺជាតារានីកូលីប្រាគឺបានចូលរួមនៅក្នុងការប្រយុទ្ធគ្នាជាមួយនឹង Crimson Fox នឹងនៅពេលមុនដែរហើយពួកគេទាំងពីរនឹងក៏បានធ្វើការអង្គុយនៅក្នុងតុមួយធ្វើការនិយាយនឹងជាមួយនឹងគ្នានៅទីតាំងឡើងហ្នឹងទៅដោយគីសែលនឹងគឺបានសុំការអភ័យទោសនឹងចេញពីយូហាដែលនាងនឹងគឺបានអនុសមត្ថភាពមិនអាចការពារម្ដាយរបស់យូហាបាននាំឲ្យម្ដាយយូហានឹងគឺបានកេងលងលក់នឹងបែបនេះក៏តែយូហានឹងគឺមិនយកទោសបីនោះទេដោយសារតែតារានីកូគ្រប់រូបនៅក្នុងការប្រយុទ្ធគ្នាជាមួយនឹង Crimson Fox នឹងគឺបានព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេនឹងបាត់ទៅហើយដូច្នេះហើយលទ្ធផលមួយនេះគឺពិតជាស័ក្តិសមបំផុតហើយសម្រាប់នាងនៅពេលនោះគីសានឹងក៏បានអរគុណនឹងទៅកាន់យូហាដែរដែលមិនយកទោសបីចំពោះរឿងទាំងអស់ហ្នឹងក៏តែនាងនឹងក៏បាននិយាយបន្ថែមទៀតដែរថាបើសិនជាកូនរបស់នាងទាំងពីរហ្នឹងគឺថាមានអត្តចរិតហ្នឹងបានត្រឹមតែពាក់កណ្ដាលយូហាហ្នឹងគឺថាធ្វើនាងសប្បាយចិត្តងាប់ជាមិនខាននោះទេគឺថាពីរហ្នឹងគឺពិតជាចង្រៃមហាចង្រៃខ្លាំងហ្មងដល់បកកតែបញ្ហាសំបីតែបញ្ហានៃការយក Crimson Fox ទៅធ្វើការវិភាគទៅកាន់មនុស្សគ្រប់គ្នានៅពលានយន្តហោះហ្នឹងវានឹងក៏ជាស្នាដៃរបស់កូនរបស់នាងនឹងដែរគឺថាពួកហ្នឹងចេះតែដាក់បកកបញ្ហាឥឡូវនេះគឺថានាងនឹងគឺបានដាក់ទោសទៅកាន់ពួកវាឲ្យនៅក្នុងបន្ទប់មួយឲ្យវានឹងគឺធ្វើការពិចារណានៅកំហុសរបស់វាដែលបានធ្វើឲ្យកែប្រែវាកុំឲ្យវានឹងដើរបកកនៅបញ្ហាហ្នឹងតទៅទៀតក៏មិនតែទោះជាយ៉ាងណាក៏ដោយដែរពួកវាទាំងអស់គ្នានឹងគឺត្រឹមតែជាក្មេងទេគឺដើរបកកតែបញ្ហាអញ្ចឹងគឺថាក្មេងនៅតែជាក្មេងអញ្ចឹងគឺនាងនឹងមិនអាចយកទោសបីហ្នឹងទៅកាន់ពួកគេបានទេយូហានឹងបន្តពលីសម្ដីមួយនឹងហើយនាងនឹងក៏បានដឹងហើយថាកូនរបស់តារានីកូលីប្រានឹងគឺជាអ្នកធ្វើម្ដាយរបស់នាងនឹងគឺបានដេកលងលក់ក៏បានភ្ញាក់ផ្អើលហើយក៏បាននិយាយទៅថាស្អីគេក៏តែគីសែនឹងក៏បាននិយាយទៅថាមើលទៅការចិញ្ចឹមទៅកាន់កូនប្រុសគឺពិតជាវេទនានឹងខ្លាំងពិតមែនគឺថាពិបាកបណ្ដៅទៅកាន់វាខ្លាំងណាស់គឺថាពួកអស់ហ្នឹងកំបារឹងហ្នឹងខ្លាំងពិតមែនគឺថាពួកអស់ហ្នឹងគឺពិបាកចិញ្ចឹមហ្នឹងខ្លាំងណាស់មិនដូចជាយូហាទេគឺថាមនុស្សស្ដាប់បង្កប់ហ្នឹងខ្លាំងពិតមែនហើយនាងក៏បាននិយាយសួរទៅកាន់យូហាទៅតែយូហាហ្នឹងចង់ខ្លាចទៅជាកូនស្រីរបស់នាងដែរឬក៏អត់បើសិនជាយូហាចង់ហ្នឹងនាងអាចទទួលយូហាហ្នឹងធ្វើជាកូនស្រីរបស់នាងបានយូហាហ្នឹងបន្ទាប់លើសម្ដីមួយហ្នឹងហើយនាងក៏បាននិយាយទៅថាស្អីគេតែអ្នកហ្នឹងក៏ពុនតែនិយាយអំពីអ្វីហ្នឹងនៅពេលនោះគីសែហ្នឹងក៏បានស្ងាត់បន្តិចដែរហើយក៏បានដកដង្ហើមធំមួយដែលនិយាយទៅកាន់យូហាហ្នឹងបន្តទៀតទៅថានាងហ្នឹងគឺលេងសើចនៅទេចឹងហើយយូហាហ្នឹងក៏យករឿងទាំងអស់ហ្នឹងទុកក្នុងចិត្តអីនាងហ្នឹងគ្រាន់តែនិយាយលេងសើចបន្តិចតួចតែប៉ុណ្ណោះដើម្បីកុំឲ្យបញ្ញាការហ្នឹងគឺវាហ្នឹងស្ងាត់ខ្លាំងពេកចឹងហើយរឿងដែលនាងគឺបាននិយាយតែប្រហែលនៅក្នុងពេលមុនហ្នឹងគឺថាយូហាមិនចាំបាច់យកវាទុកក្នុងចិត្តទេក៏តែនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថាពួកយើងហ្នឹងគឺទៅជួបគ្នាលើដំបូងចឹងហើយបើសិនជាគ្មានអំណោយដូចជាវាមិនស័ក្តិសមចឹងហើយនាងហ្នឹងក៏បានជ្រើសរើសយកអំណោយមួយដែលស័ក្តិសមបំផុតសម្រាប់យូហាហើយដូច្នេះយូហាហ្នឹងគឺត្រូវតែទទួលយកវាហើយក៏បានបញ្ចេញនៅបតង់សល់2នាទីតទៅយើងក៏បានឃើញថាយូហាហ្នឹងបន្តទៅឃើញទៅកាន់បតង់តែ2ហ្នឹងហើយនាងក៏បាននិយាយថានេះនឹងគឺជាការជួបគ្នាលើដំបូងគឺថានាងមិនអាចបដិសេធចំពោះអំណោយដែលផ្ដល់ឲ្យដល់តារានីកូលីប្រាហ្នឹងមកកាន់នាងហ្នឹងបាននោះទេចឹងហើយនាងហ្នឹងគឺដាច់ខាតត្រូវតែទទួលយកវាហើយមើលទៅកាន់អំណោយទាំងអស់ហ្នឹងគឺថាវាហ្នឹងក៏មានតម្លៃហ្នឹងគួរសមដែរបើសិនជាមិនទទួលយកដូចជាមិនຕົកមកទៅឲ្យតារានីកូលីប្រាហ្នឹងពេកយើងក៏បានឃើញថាមានមនុស្សម្នាក់ហ្នឹងក៏បានដល់ចូលមកកាន់ទីតាំងកន្លែងហ្នឹងដែរយើងក៏បានឃើញថាមនុស្សម្នាក់ហ្នឹងគឺជា Hugo ហ្នឹងឯង Hugo ហ្នឹងគឺដើរបដៅហើយក៏គិតនៅក្នុងចិត្តរបស់
ល់គាត់ដែរថាគាត់នឹងដូចជាស្ដាប់ឮសំឡេងរបស់មនុស្សម្នាក់ហើយសំឡេងមួយហ្នឹងគឺដូចជាប្រហាក់ប្រហែលខ្លាំងនាងហ្នឹងគឺជាគីសែមែនដល់ពេលដែលគាត់នឹងគឺបានដើរទៅដល់ហ្នឹងគឺថាពិតជាគីសែហ្នឹងពិតមែនហើយក៏បានឃើញថាយូហាហ្នឹងគឺបានលាដៃទទួលយកនៅអំណោយហ្នឹងចេញពីគីសែហ្នឹងហើយធ្វើហ៊ូហ្គោហ្នឹងគាត់នឹងកំពុងតែកែទៅនឹងបរិយាកាសហើយទស្សនវិជ្ជាដែលគាត់ហ្នឹងគឺបានឃើញហ្នឹងពិតមែនយើងក៏បានឃើញថាយូហាហ្នឹងបន្ទាប់ពីនាងហ្នឹងគឺបានប៉ះគ្នាជាមួយនឹងបតោហ្នឹងហើយគីសែហ្នឹងក៏បានធ្វើការដំណើរនៅធម្មពលវេទមន្តរបស់នាងដាក់នៅលើបតោហ្នឹងទៅធ្វើវានឹងក៏បានផ្ទុះចេញនៅអាប់ឈាមជាច្រើនហ្នឹងក៏បានសាយភាហ្នឹងពីពេញទីតាំងឡើងហ្នឹងហើយក៏បានភាចូលទៅក្នុងដៃរបស់យូហាធ្វើយូហាហ្នឹងគឺពិតជាឈឺចាំហ្នឹងខ្លាំងប៉ាត់មែនហើយយើងមើលទៅកាន់ហ៊ូហ្គោវិញគឺថាបន្ទាប់ពីឃើញនៅទស្សនវិជ្ជាបែបហ្នឹងហើយគេហ្នឹងមិននៅស្ងៀមទេក៏បានឃើញយ៉ាងខ្លាំងហើយក៏បានបើកការវាបហាហ្នឹងទៅកាន់គីសែនៅទីតាំងឡើងទៅយើងក៏បានឃើញថាមានបន្ទុះមួយយ៉ាងធំណាស់ក៏បានផ្ទុះទីតាំងឡើងហ្នឹងយ៉ាងផឹកម្ដងទីពេលហ្នឹងក៏បានខ្ទេចខ្ទីដបូលឡើងហ្នឹងអស់ទៅយើងក៏បានឃើញថាមនុស្សនៅខាងក្រៅហ្នឹងក៏បានឃើញពីទស្សនវិជ្ជាដែលបានកើតឡើងនឹងដែរឃើញថាមានបន្ទុះមួយយ៉ាងខ្លាំងណាស់នៅក្នុងទីពេទ្យហើយនៅក្នុងចំណោមមនុស្សដែលបានឃើញនៅទស្សនវិជ្ជាមួយហ្នឹងក៏មានវត្តមានរបស់ Steven ដែរគឺថា Steven នេះដូចជាមិនទុកចិត្តទៅកាន់កូនរបស់ Hugo ហ្នឹងគឺពួកគេហ្នឹងមានសុវត្ថិភាពចឹងខ្លាចថាគីសែនហ្នឹងគឺមកបង្កបញ្ហាចឹងទៅដូច្នេះហើយបានជាគេហ្នឹងមកកាន់ទីតាំងហ្នឹងដើម្បីធ្វើការប្រឌិតមើលដល់ខ្លួនគេផ្ទាល់ដើម្បីការពារទៅកាន់កូនរបស់ Hugo ហ្នឹងហើយគឺថាគេហ្នឹងគឺបារម្ភពីកូនហ្នឹងជាង Hugo ហើយយើងមើលទៅកាន់យូហាវិញគឺថាធម្មពលហ្នឹងកំពុងតែសាយភាពីពេញដៃរបស់នាងហើយក៏បានស្រូបចូលទៅក្នុងដៃរបស់នាងនឹងធ្វើនាងហ្នឹងគឺជឿចាប់ហ្នឹងខ្លាំងប៉ុន្មាន Hugo នឹងបន្ទាប់ពីឃើញថាកូនរបស់ខ្លួនឯងហ្នឹងគឺជឿចាប់ខ្លាំងបែបហ្នឹងហើយគេនេះមិននៅអស់ពេលយូរតទៀតទេក៏បានស្ទុះទៅយ៉ាងលឿនហ្នឹងហើយបំរុងនឹងប្រើប្រាស់នៅធម្មពលរបស់គេហ្នឹងដាក់ទៅលើយូហាដើម្បីធ្វើការការពារទៅកាន់យូហាក៏តែនៅពេលនោះគីសាននេះក៏បានប្រើប្រាស់នៅធម្មពលវេទមន្តរបស់នាងនឹងធ្វើការវាយទៅកាន់ Hugo ហ្នឹងឲ្យគេនឹងក៏បានខ្ទាតទៅមុនទៅបុកទៅនឹងជញ្ជាំងហ្នឹងបាក់ឡើងនឹងខ្ទេចខ្ទីអស់ទៅហើយការវាយប្រហារត្រឹមតែបន្តិចប៉ុណ្ណឹងសោះធ្វើ Hugo ហ្នឹងគឺថាគាត់នឹងមាននៅរបួសយ៉ាងធ្ងន់ធ្ងរនៅលើរាងកាយរបស់គាត់មកគឺថាដោយសារតែគាត់នឹងគឺបានបាត់បង់នៅធម្មពលរបស់គាត់រហូតដល់ពាក់កណ្ដាលចឹងហើយធ្វើគាត់នឹងគឺទន់ខ្សោយនឹងបែបហ្នឹងមិនអាចធ្វើការប្រឆាំងជាមួយនឹងតារានីកូលីប្រាបាននោះហើយយើងមើលទៅកាន់ទឹកមុខរបស់គីសែវិញគឺថានេះនឹងគឺពិតជាសប្បាយចិត្តខ្លាំងណាស់ហើយក៏បាននិយាយឌៀមដាមទៅកាន់ Hugo ទៅគិតថាខ្លួនឯងនឹងគឺជាស្អីបាត់បង់ធម្មពលពាក់កណ្ដាលហើយចង់ធ្វើការប្រយុទ្ធជាមួយនឹងនាងទៀតមិនចេះអៀនខ្មាស់ចំពោះសមត្ថភាពរបស់ខ្លួនឯងនឹងប៉ាត់មែនក៏ប៉ុន្តែ Hugo នឹងមិនខ្វល់ខ្វាយអំពីការទេខ្វល់ខ្វាយអំពីកូនរបស់ខ្លួនឯងជាងហើយនេះនឹងគឺបានធ្វើអ្វីចំពោះកូនរបស់គាត់ឆាត់ធ្វើយូហានឹងគឺខ្លាចទៅជាមនុស្សធម្មតាដូចជាពីមុននឹងវិញភ្លាមមកមិនត្រូវឲ្យនាងនឹងគឺមានគ្រោះថ្នាក់នឹងបែបនេះទេក៏ប៉ុន្តែគីសែននឹងនៅតែនិយាយចឹងគឺថា Hugo នេះគឺពិតជាឪពុកមិនល្អប៉ាត់មែនគឺថាហ៊ានຕົកកូនរបស់ខ្លួនឯងនឹងឲ្យនៅឯកានឹងតែឯងនឹងប៉ាត់មែនគឺថាមិនអើពើអំពីសុវត្ថិភាពរបស់កូនខ្លួនឯងគឺថាគួរតែបន្ទោសទៅកាន់ខ្លួនឯងទៅយឺតពេលបែបហ្នឹងទើបធ្វើកូនរបស់ខ្លួនឯងនឹងគឺមានគ្រោះថ្នាក់នឹងបែបនេះនោះហើយយើងមើលទៅកាន់យូហាវិញគឺថានាងនឹងគឺពិតជាឈឺចាប់នឹងខ្លាំងប៉ាត់មែនដោយសារតែធម្មពលទាំងអស់ហ្នឹងកំពុងតែវេបហាទៅកាន់ដៃទាំងពីររបស់នាងនឹងឯងហើយខ្លួនប៉ារបស់នាងគឺពោពេញដោយអាប់ឈាមធ្វើឲ្យ Hugo នេះគឺពិតជាឈឺចាប់នឹងខ្លាំងប៉ាត់មែនដែលឃើញថាគេនឹងគឺបានធ្វើបាបទៅកាន់កូនរបស់ខ្លួនឯងនឹងនៅចំពោះមុខរបស់ខ្លួនឯងនឹងបែបហ្នឹងក៏ប៉ុន្តែយើងមើលទៅកាន់គីសាវិញបន្ទាប់ពីត្រូវបាន Hugo នឹងធ្វើការគំរាមទៅកាន់នាងឲ្យនាងនឹងគឺត្រូវតែធ្វើយូហានឹងគឺមាននៅទស្សនវិជ្ជានឹងដោយដើមវិញភ្លាមក៏ប៉ុន្តែគីសានឹងក៏បាននិយាយថានេះនឹងគឺជាការពំៀនដែល Hugo នឹងហ៊ានទៅធ្វើការគំរាមទៅកាន់នាងនឹងនៅទីតាំងកន្លែងរបស់នាងដូច្នេះហើយនាងនឹងក៏បានមកធ្វើបែបនេះទៅកាន់ Hugo មកទៅដើម្បី Hugo នេះគឺត្រូវតែដឹងអំពីសមត្ថភាពរបស់ខ្លួនឯងមិនត្រូវធ្វើអ្វីផ្ដេសផ្ដាសនឹងហ៊ានថ្លើមធំនឹងដូចជាពេលពីមុននោះទេនៅក្នុងពេលឥឡូវនឹងនាងក៏ភ្ញាក់ផ្អើលដែរដែលមរឹកស្មាននៅទេថាយូហានឹងក៏ជាមនុស្សដែលមាននៅទេពកោសល្យមួយរូបដែរគឺថានាងនឹងគឺត្រូវបានវាបហាដោយធម្មពលអាប់ឈាមនឹងខ្លាំងបែបហ្នឹងហើយគឺនាងនឹងមិនស្លាប់នោះគឺថាមើលទៅប្រហែលជាយូហានឹងក៏ជាមនុស្សដែលមាននៅសមត្ថភាពនឹងខ្លាំងក្លាដែរពីមុនដំបូងនាងគឺចង់ធ្វើការសម្លាប់ទៅកាន់យូហានឹងគម្រាមតាកំតែនរណាគេទៅដឹងទៅថានាងនឹងគឺមានសមត្ថភាពនឹងខ្លាំងបែបហ្នឹងហើយនាងនឹងក៏បានដាក់ចម្រើសពីរទៅកាន់ Hugo នឹងម្ដងទៀតទៅថាចម្រើសទី1គឺថាឲ្យយូហានឹងគឺត្រូវតែចូលនៅក្នុងនិកាយរបស់នាងដើម្បីយូហានឹងគឺលែងត្រូវទទួលរងនៃការវិភាគចេញពីអាប់ឈាមទាំងអស់ហ្នឹងតទៅមុខទៀតបើសិនជា Hugo នឹងមិនយកព្រមទេគឺថាមានតែហេតុផលមួយគត់គឺថាយូហានឹងត្រូវតែឈឺចាប់បែបហ្នឹងជារៀងរហូតដល់នាងនឹងគឺស្លាប់ក៏ប្រាប់មកកាន់នាងថា Hugo នឹងគឺគ្មាននៅចម្រើសអ្វីផ្សេងហ្នឹងសម្រាប់ជ្រើសរើសឲ្យសោះនៅពេលនោះ Hugo នឹងក៏បានស្រែកយ៉ាងខ្លាំងនៅទីតាំងឡើងហ្នឹងឯងក៏តែតារានេះក៏លីប្រាំងនឹងក៏បាននិយាយទៅកាន់ Hugo ទៅថា Hugo នឹងគួរតែស្ងាត់បន្តិចទៅគឺថាមិនត្រូវឲ្យនរណាគេនឹងដឹងអំពីការជួបគ្នារបស់ពួកយើងទាំងពីរទេគឺថាវានឹងមិនមានលទ្ធផលល្អទេបើសិនជាធ្វើបែបនេះហើយនាងនឹងក៏បានដាក់ចម្រើសទី2ទៅកាន់ Hugo មកទៅគឺថាចម្រើសទី2នឹងឥឡូវហ្នឹងគឺថាលីចអននេះគឺបានបាត់បង់ជីវិតហើយ Hugo នឹងមិនចាំបាច់ដើរតាមទៅកាន់លីចអននឹងធ្វើជាអ្នកនៅក្រោមអង្គរបស់លីចអននឹងតទៀតទេឥឡូវហ្នឹងគឺថា Hugo នឹងអាចជ្រើសរើសដើរនៅតាមនាងបាននាងនឹងមិនធ្វើការស្ដារនៅធម្មពលដែលបាត់បង់របស់ Hugo នឹងពាក់កណ្ដាលនឹងត្រឡប់មកវិញហើយឲ្យ Hugo នឹងគឺមានសមត្ថភាពខ្លាំងក្លាបើសិនជាធ្វើជាអ្នកនៅក្រោមអង្គរបស់នាងដើរតាមទៅកាន់នាងនឹងអស់មួយជីវិតនោះហើយនេះហើយគឺជាចម្រើសទាំងពីរដែលនាងនឹងគឺបានផ្ដល់ទៅកាន់ Hugo ចម្រើសទី1គឺថាឲ្យកូនរបស់គេនឹងចូលមកក្នុងនិកាយរបស់គាត់ហើយចម្រើសទី2គឺថា Hugo ខ្លួនឯងចូលមកក្នុងនិកាយរបស់គាត់
គាត់ដើម្បីសុវត្ថិភាពរបស់កូនរបស់គាត់តែយូហាហ្នឹងក៏បានយកដៃរបស់នាងចាប់ទៅកាន់ជើងរបស់គីសែលហើយក៏បាននិយាយទៅថានាងហ្នឹងគុំគិតថាចង់ធ្វើបាបទៅកាន់លោកពូរបស់នាងហ្នឹងបានសោះហើយក៏បានប្រើប្រាស់នៅធម្មពលតែប្រមាណនៅក្នុងខ្លួនរបស់នាងហ្នឹងបើការវិបាកទៅកាន់គីសែលទៅក៏តែធម្មពលទាំងអស់ហ្នឹងមិនអាចធ្វើអ្វីទៅកាន់គីសែលហ្នឹងបានសំបីតែបន្តិចមកធ្វើនាងហ្នឹងក៏បានសើចចំអកទៅកាន់យូហាអញ្ចឹងណាឃើញថាយូហាហ្នឹងគឺបានប្រើប្រាស់ធម្មពលដែលនាងគឺបានដាក់ទៅកាន់យូហាហ្នឹងមកធ្វើការវិបាកទៅកាន់នាងគិតថាធម្មពលហ្នឹងអាចធ្វើអ្វីមកកាន់នាងហ្នឹងបានមែនហើយយើងក៏បានឃើញថាគីសែលហ្នឹងក៏បានបន្តប្រើនៅបន្តរស់សេរីរបស់នាងមួយបំរុងនឹងបើកការវិបាកទៅកាន់យូហាហ្នឹងបញ្ចប់នៅទីតាំងឡើយហ្នឹងបាត់ទៅហើយក៏តែនៅពេលនេះហ៊ូហ្គោហ្នឹងក៏បានប្រើប្រាស់កម្លាំងចុងក្រោយរបស់គាត់ហ្នឹងប្រើប្រាស់នៅធម្មពលផ្លូវរបស់គាត់ហ្នឹងបើកការវិបាកទៅកាន់តារានីកូលីប្រាហ្នឹងទៅក៏តែពួកគេទាំងពីរហ្នឹងគឺវានឹងប៉ះគ្នាហ្នឹងបាត់ទៅហើយក៏ឮសំឡេងរបស់មនុស្សម្នាក់ហ្នឹងក៏បាននិយាយទៅថាពួកឯងទាំងអស់គ្នាឆាប់ឈប់ភ្លាមតែឯងហ្នឹងកំពុងតែធ្វើអ្វីហ្នឹងយើងក៏បានឃើញថាបន្ទុះនៃរទះមួយហ្នឹងក៏បានផ្ទុះយ៉ាងខ្លាំងនៅទីតាំងឡើយហ្នឹងឯងធ្វើឲ្យហ៊ូហ្គោហ្នឹងក៏បានខ្ទាតមកខាងក្រៅទៅចំណែកឯគីសែនហ្នឹងក៏បានខ្ទាតទៅផ្នែកម្ខាងដែរហើយធម្មពលរន្ទះដ៏ខ្លាំងក្លាហ្នឹងគឺបានបាញ់ចោះមកលើមេឃធ្វើឲ្យហ៊ូហ្គោហ្នឹងក៏បានដឹងហើយថាធម្មពលមួយនេះគឺជាធម្មពលដ៏ពិសិដ្ឋរបស់តារានីកូលីអូតើហើយយើងក៏បានឃើញថាយូហាហ្នឹងគឺត្រូវបានជួយសង្គ្រោះដោយធម្មពលរន្ទះរបស់តារានីកូលីអូរបស់ Steven ហ្នឹងឯងធ្វើនេះហ្នឹងគឺមិនត្រូវទទួលរងនៃការវិបាកហ្នឹងចេញពីអាប់ឈាមទាំងអស់ហ្នឹងតទៅទៀតទេនៅពេលនោះ Steven Michael ហ្នឹងក៏បានដើរចូលមកក្នុងទីតាំងឡើយហ្នឹងទៅគឺថាអ្វីៗដូចជាការគិតរបស់គាត់ចឹងគឺថាពួកឯងនេះគឺធ្វើបាបទៅកាន់ក្មេងចឹងគឺថាមិនចេះអៀនខ្មាស់ទៅកាន់ខ្លួនឯងហ្នឹងប៉ិតមែនជាពិសេសដូចជាឯងគឺថាឯងនេះពិបាកយកខ្លាំងប៉ិតមែនតារានីកូលីប្រាគឺឯងនេះត្រូវតែទទួលយកទៅសំណើនឹងរបស់គាត់ដែលគាត់នឹងគឺចង់ស្នើនឹងទៅកាន់ឯងនៅពេលនោះ Steven Michael នឹងក៏បានថាឲ្យទៅកាន់គីសែទៅថាគីសែឡាទង្វើរបស់នាងគឺពិតជាខុសខើប្រៃសៃនឹងខ្លាំងប៉ិតមែនសូម្បីតែក្មេងនឹងក៏នាងនឹងមិនលើលែងដែរនាងនឹងគឺបាននាំយកនៅរੂដល់ខ្មៅងងឹតនឹងទៅកាន់ក្មេងដែលនាងនឹងគឺមានដឹងដែរឬក៏អត់ហើយខ្ញុំនឹងគឺដឹងថាធម្មពលដែលនាងនឹងគឺបានប្រើនៅក្នុងពេលបច្ចុប្បន្ននឹងវានេះគឺខាងខ្លាំងនឹងក៏ប៉ិតមែនក៏តែខ្ញុំនឹងគឺបានដឹងអំពីគោលបំណងរបស់នាងនឹងគឺច្បាស់ខ្លាំងណាស់នាងនឹងគឺធ្វើបែបនេះក៏ព្រោះតែនាងនឹងគឺចង់ឲ្យតារានីករបស់នាងគឺទទួលបាននូវភាពរុងរឿងនឹងបន្ថែមទៀតតែវានឹងត្រឹមត្រូវដែរឬក៏អត់ក៏តែតើធម្មពលដ៏ខ្លាំងក្លារបស់នាងនឹងតើវាយ៉ាងម៉េចនាងនឹងគឺគិតថាខ្ញុំនឹងគឺខ្លាចទៅកាន់នាងមែនក្នុងនាមគាត់នឹងគឺជាអ្នកតំណាងឲ្យតារានីកលីអូគឺជាស្ដេចសត្វនៃសត្វទាំងឡាយនៅលើផែនដីមួយនេះគាត់នេះគឺមិនចោះញោមទៅកាន់នាងនឹងជាដាច់ខាតគឺថាគាត់នេះគឺប្រឆាំងបានគឺប្រឆាំងជានិច្ចហ្មងហើយបើសិនជានាងនឹងគឺចង់វាយគ្នាជាមួយនឹងគាត់អាចកំណត់បានតើវាយគ្នាបានតើចង់វាយហក់មកហើយនៅពេលនោះតារានីកលីប្រានឹងក៏បាននិយាយទៅថាទេវណាតែឯងនេះមានដឹងពីអ្វីដែលឯងនេះគឺកំពុងតែធ្វើនឹងដែរឬក៏អត់ឯងនេះកុំចង់លេងល្បិចនេះជាមួយនឹងយើងអីសោះក៏តែនៅពេលនោះ Steven Michael នឹងក៏បាននិយាយថាអូនាងនឹងគួរតែចាក់ចិត្តតិចទៅតារាក៏លីប្រាអ្នកនឹងគឺគិតថាខ្ញុំនេះគឺធ្វើបែបនេះគឺខុសមែនចោះទង្វើរបស់អ្នកដែលអ្នកនឹងគឺធ្វើអ្វីៗគ្រប់បែបយ៉ាងក៏ព្រោះតែអ្នកនឹងគឺចង់ឲ្យបរិបទអ្នកនឹងគឺទទួលបានភាពរីកចម្រើននឹងបន្ថែមទៀតទទួលបានជំនឿនឹងចេញពីមនុស្សគ្រប់គ្នាតែទង្វើទាំងអស់នេះនាងនឹងគឺគិតថាវានឹងគឺត្រឹមត្រូវមែនតែអ្នកនឹងគឺភ្លេចអំពីទង្វើរបស់អ្នកហើយមែនគឺថាអ្នកនឹងគឺបានប្រើប្រាស់នៅ evil curse ដែលគឺជាមនាសារបស់បិសាចនឹងដាក់ទៅលើយូហាក៏ព្រោះតែនាងនឹងគឺចង់ធ្វើបាបនឹងទៅកាន់ពួកគេតែនាងនឹងគឺមិនភ្លេចអំពីទង្វើរបស់នាងនឹងតែបានធ្វើទៅកាន់ក្មេងៗដែលអាក្រក់បិសាចនឹងបែបនេះហើយមែនយើងមើលទៅកាន់គីសែវិញបន្ទាប់ពីត្រូវបាន Steven Michael នឹងដៀលក្បាលឡើងឆ្អែតឆ្អល់ហើយនឹងនាងនឹងគឺពិតជាខឹងនឹងទៅកាន់អាខ្លាញ់ក៏ធាត់មកក្បាលនេះខ្លាំងពិតមែនហ្មងនៅពេលនោះនាងក៏បាននិយាយបន្ថែមទៀតទៅថាអ្នកនេះគុំគិតថាអ្នកនឹងគឺអាចយករួចខ្លួនបានអសោះអំពីទង្វើរបស់អ្នកដែលបានធ្វើនឹងជាមួយនឹងនាងនៅក្នុងពេលបច្ចុប្បន្ននេះក៏តែ Steven ក៏បានបោះពាក្យសម្ដីទៅវិញទៅថាហេតុអ្វីបានជាគាត់នឹងត្រូវខ្វល់ខ្វាយអំពីបញ្ហាទាំងអស់ហ្នឹងគឺថាវាមកទៅគាត់នឹងមិនខ្វល់ខ្វាយទេគិតថាគាត់នឹងគឺខ្លាចមែនហើយនៅពេលនោះ Steven Michael ក៏បានជាន់ដីមួយជើងទៅក៏ឃើញថាធម្មពលរន្ទះរបស់គាត់នឹងក៏បានឆក់នឹងទៅកាន់បណ្ដាសាបិសាចដែលបានដាក់ទៅលើយូហានឹងបណ្ដាអារាងកាយរបស់បិសាចដែលបានហុំព័ទ្ធទៅកាន់នេះនឹងក៏ត្រូវបានឆក់ទៅទ្រីទៅត្រនឹងបាត់នឹងចេញពីទីតាំងកន្លែងនឹងបាត់ទៅយើងឃើញថាគីសានេះគឺពិតជាខលនឹងខ្លាំងពិតមែនទៅកាន់ទង្វើរបស់ Steven Michael ក៏តែ Steven Michael នឹងក៏បាននិយាយទៅវិញដែរថាបើសិនជានាងនឹងគឺចង់នាំយកយូហានឹងចេញពីគាត់នាងនឹងគឺចាំបាច់ត្រូវប្រើប្រាស់នៅសមត្ថភាពរបស់នាងបើសិនជានាងនេះគឺអាចធ្វើការបំបែកនៅ divine skill របស់គាត់បានគាត់នេះគឺអនុញ្ញាតឲ្យនាងគឺយកយូហាទៅក៏តែបើសិនជានាងមិនអាចនោះយើងឃើញថាគីសានឹងក៏បាននិយាយថាតើឯងនេះគិតថាយើងនឹងគឺមិនអាចក៏បានបញ្ចេញធម្មពលរបស់នាងនឹងដាក់នៅលើដៃបំរុងនឹងវាយនឹងទៅកាន់ Steven Michael នឹងបាត់ទៅហើយក៏ប៉ុន្តែទៅពេលនោះយើងមើលទៅកាន់ខាងក្រៅវិញក៏បានឮសំឡេងនឹងឡានពេទ្យហើយនឹងកូនចៅរបស់ Steven Michael នឹងស្វែងរកនៅលោកម្ចាស់របស់គេនឹងឯងពីពេញទីតាំងនៃមន្ទីរពេទ្យរបស់តារានីក Scorpio ហ្នឹងនៅពេលនោះ Steven Michael បន្ទាប់ពីឃើញកូនចៅរបស់គាត់ហើយនឹងមនុស្សម្នាមកទីតាំងឡើយនឹងយ៉ាងច្រើនហើយនឹងគាត់នឹងក៏បាននិយាយថាអូមើលទៅកាន់ពួកគេទៅប្រមូលផ្ដុំគ្នានឹងគឺពិតជាលឿននឹងខ្លាំងពិតមែនបើសិនជាពួកយើងនឹងគឺប្រយុទ្ធគ្នាប្រកាសជាអាចឲ្យពួកគេនឹងឃើញនៅទស្សនវិជ្ជាមួយនេះនឹងយ៉ាងអស្ចារ្យនឹងចាក់ជាមិនខានចំពោះគាត់នឹងគឺថាគាត់នឹងអាចដោះស្រាយនៅបញ្ហាមួយនេះបានចុះអ្នកវិញគីសាតែអ្នកនឹងគឺអាចរ៉ាប់រងនៅបញ្ហាមួយនេះនឹងអាចដោះស្រាយវិញនឹងបានដែរឬក៏អត់យើងឃើញថាគីសានឹងបន្ទាប់ពីឃើញសម្ដីរបស់ Steven មកឃើញយ៉ាងក៏ក្លឿននឹងហើយនាងនឹងក៏មិនអាចធ្វើអ្វីបានដែរបានត្រឹមតែបញ្ចេញនៅធម្មពលដែលនាងគឺបានប្រមូលផ្ដុំទាំងប្រមាណបាញ់សម្ដៅទៅកាន់ជាចាស់ម្ដងមានបន្ទុះមួយយ៉ាងខ្លាំងផ្ទុះនឹងឯងធ្វើមនុស្សគ្រប់គ្នានឹងក៏បានឃើញនៅទស្សនវិជ្ជាមួយនឹងដែរហើយគី
សាហ្នឹងក៏បាននិយាយទៅកាន់ Steven ទៅថាមិនអីទេខ្ញុំនេះគឺនឹងចងចាំនៅអ្វីដែលឯងនេះគឺបានធ្វើនៅក្នុងពេលឥឡូវហ្នឹងមកកាន់នាងហើយនៅពេលនោះនាងហ្នឹងក៏បានប្រាប់ទៅកាន់ Steven Marker ហ្នឹងបន្ថែមទៀតទៅថាអីនេះគួរតែដឹងអំពីសមត្ថភាពរបស់ខ្លួនឯងផងថាខ្លួនឯងហ្នឹងគឺស្ថិតនៅក្នុងកម្រិតមួយណាកុំក្អឺតក្ទុំនឹងជាមួយនឹងនាងខ្លាំងពេកកុំតែ Steven Marker ហ្នឹងក៏បាននិយាយទៅវិញដែរថាស្អីគេតើខ្ញុំនេះគឺបានធ្វើអ្វីខុសខ្ញុំនេះក៏មិនបានដឹងពីអ្វីដែលខ្ញុំគឺកំពុងធ្វើហ្នឹងគឺគិតថាសមត្ថភាពរបស់ខ្ញុំនេះគឺអត់មែនខ្ញុំនេះគឺថានៅក្នុងថ្ងៃអនាគតមនុស្សគ្រប់គ្នានឹងគឺបានមកកាន់គាត់ហើយតែគាត់នេះគឺមានសមត្ថភាពនឹងលើសពីលីជីអននឹងទៀតឯណោះកុំគិតថាគាត់នេះគឺខ្លាចទៅកាន់នាងអសោះយើងមើលទៅកាន់គីសាវិញបានត្រឹមតែខំបបេមាត់នឹងខឹងទៅកាន់ Steven Marker ហើយក៏បានចាក់ចេញអំពីទីតាំងឡើយហ្នឹងទៅបាទទៅហើយនៅពេលនោះយើងក៏បានឃើញថា Hugo នេះក៏បានដើរចូលមកកាន់ទីតាំងឡើយហ្នឹងក៏តែ Steven នេះក៏បានប្រាប់ទៅកាន់ Hugo ទៅថាមិនចាំបាច់អរគុណទៅកាន់គាត់ទេគាត់នឹងធ្វើអ្វីដែលគាត់នឹងគឺចាំបាច់ត្រូវតែធ្វើហ្នឹងតែប៉ុណ្ណោះទៅទេក៏តែ Hugo នេះក៏បាននិយាយទៅវិញដែរថាគាត់នឹងមិនចង់មានន័យបែបហ្នឹងទេហើយក៏បានសួរទៅកាន់ Steven ទៅថាតើលោកហ្នឹងមកកាន់ទីតាំងហ្នឹងគឺមានគំណោអ្វីមែនក៏តែ Steven ហ្នឹងក៏បាននិយាយទៅកាន់ Hugo វិញទៅថាគាត់មកកាន់ទីតាំងឡើយហ្នឹងក៏ព្រោះតែគាត់ហ្នឹងគឺចង់មើលទៅកាន់ Hugo ហ្នឹងឯងអំពីទឹកមកដ៏សោកសៅរបស់គាត់នៅពេលដែលគាត់ហ្នឹងគឺបានបាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ជាច្រើនហើយគាត់ហ្នឹងក៏មិននឹកស្មាននោះដែរថាគីសានេះហ៊ានធ្វើទៅមួយបែបនេះនឹងទៅកាន់កូនរបស់ Hugo ហើយណាមួយគាត់ហ្នឹងគឺមកកាន់ទីតាំងឡើយហ្នឹងគឺគាត់ហ្នឹងក៏បានដឹងដែរថាតារានេះក៏លីប្រានេះប្រហែលជាយកកូនរបស់ Hugo ហ្នឹងធ្វើការគំរាមកំហែងទៅកាន់គាត់ហ្នឹងជាមិនខានហើយគាត់ហ្នឹងក៏លូកដៃដើម្បីដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងឲ្យ Hugo ហ្នឹងបានទិញទួយទៅដើម្បីនៅអ្វីដែលគាត់ហ្នឹងគឺអាចធ្វើបានហើយណាមួយទៀតគឺថា Hugo ហ្នឹងគឺទទួលបានការស្ដីបន្ទោសហ្នឹងចេញពីមនុស្សគ្រប់គ្នានៅក្នុងទីក្រុងនេះយ៉ាងច្រើនមកអំពីទង្វើរបស់ Hugo ហ្នឹងហើយក៏ដៀលទៅកាន់ Hugo ចោទប្រកាន់ទៅកាន់ Hugo ទម្លាក់កំហុសគ្រប់បែបយ៉ាងទៅកាន់ Hugo នៅ Hugo ហ្នឹងគឺមានបន្ទុកហ្នឹងយ៉ាងធ្ងន់ខ្លាំងហ្មងក៏តែ Hugo ហ្នឹងក៏បាននិយាយទៅកាន់ Steven វិញទៅថាស្អីគេតែឯងមកកាន់ទីតាំងហ្នឹងក៏ព្រោះតែចង់ធ្វើការជាន់បលិចទៅកាន់យើងហ្នឹងបន្ថែមទៀតមែនក៏តែ Steven ហ្នឹងក៏បាននិយាយអំពីអ្វីហ្នឹងតទៀតដែរក៏បានបបួលទៅកាន់ Hugo ហ្នឹងឲ្យចូលទៅក្នុងប៉ារបស់គាត់ទៅបើសិនជា Hugo ចូលគឺថាតារានីកូលីប្រាហ្នឹងគឺមិនអាចបង្កនៅបញ្ហាហ្នឹងទៅកាន់គាត់ហ្នឹងបន្ថែមទៀតទេគឺថាមានគាត់ហ្នឹងគឺធ្វើជាខ្នងមកឯទៅកាន់ Hugo ហើយលីប្រាហ្នឹងគឺថាមិនហ៊ានធ្វើអ្វីផ្ដាច់ផ្ដាច់ជាមួយនឹងគាត់ឡើយក៏តែ Hugo ហ្នឹងក៏បាននិយាយទៅវិញដែរថាគាត់ហ្នឹងគឺមានបញ្ហាជាច្រើនទៀតដែលត្រូវធ្វើការដោះស្រាយយ៉ាងណាដូច្នេះគាត់ហ្នឹងគឺគ្មានពេលចូលទៅក្នុងប៉ារបស់ Steven Marker នោះទេអញ្ចឹងហើយគាត់នេះគឺបានស្នើទៅកាន់ Steven Marker ហ្នឹងឲ្យយកកូនរបស់គាត់ហ្នឹងចូលទៅក្នុងប៉ារបស់គាត់ទៅហើយនាំនាងហ្នឹងមើលថែទៅកាន់នាងផងគឺគាត់ហ្នឹងផ្ញើនាងហ្នឹងជាមួយនឹង Steven Marker ហើយក៏តែនៅពេលនោះ Steven Marker ហ្នឹងក៏បានបដិសេធទៅថាគាត់នេះមិនយកព្រមទេធ្វើឲ្យ Hugo នេះក៏បានភ្ញាក់ផ្អើលដែរហើយ Steven នេះក៏បាននិយាយថាគាត់នេះគឺដឹងអំពីអ្វីដែលឯងនេះកំពុងតែគិតហើយគាត់នេះក៏គិតអំពីរឿងរ៉ាវទាំងអស់ហ្នឹងដែរបើមិនជាគាត់នេះគឺយករឿងរ៉ាវទាំងអស់នេះហ្នឹងទុកនៅក្នុងចិត្តរបស់គាត់ទទួលយកនៅសំណើរបស់ Hugo ប្រកាសជាគាត់នេះក៏បាននៅឧត្តមគតិរបស់គាត់ហ្នឹងចេះជាមិនខានគាត់នេះគឺបានដឹងថា Hugo នេះគឺបានបាត់បង់មនុស្សជាទីស្រឡាញ់ហ្នឹងឲ្យគ្នានឹងគឺគេលោលអស់រយៈពេលជាយូរហើយមិនត្រឹមតែប៉ុណ្ណោះទេគឺថាបើសិនជាគាត់នាំយកកូនជាទីស្រឡាញ់របស់ Hugo ទៅជាមួយនឹងគាត់ទៀតនោះគឺថាធ្វើឲ្យ Hugo នេះគឺកាន់តែមានការលំបាកចិត្តមិនថែមទៀតនឹងក៏អាចថាបានដែរហើយជំរឿនមួយទៀតវិញគឺថាអ្វីត្បិតតែគាត់នេះគឺអាចធ្វើការលុបបំបាត់នៅបណ្ដាសា3សាយដែលបានដាក់នៅលើខ្លួនរបស់ Johan ដោយតារានីកូលីប្រានឹងក៏ប៉ិតមែនក៏តែគាត់នេះគឺគ្មានសមត្ថភាពធ្វើការបណ្ដេញវានឹងចេញពីខ្លួនរបស់ Johan បាន 100% ទេគឺគាត់នឹងមានត្រឹមតែសមត្ថភាពធ្វើការរារាំងវានឹងមិនឲ្យធ្វើការវិបហាទៅកាន់ខ្លួនប្រាណរបស់ Johan នឹងតែប៉ុណ្ណោះហើយក៏បានសួរទៅកាន់ Hugo នឹងមួយម៉ាត់ទៀតទៅថា Hugo នឹងគឺមានជំរឿអ្វីបន្ថែមទៀតដែរឬក៏អត់នៅក្នុងការបណ្ដេញទៅកាន់បណ្ដាសាដែលបានដាក់ទៅលើ Johan នឹងអ្វីនឹងគឺបានចេញពេលនោះយើងក៏បានឃើញថា Hugo នឹងគឺពិបាកចិត្តនឹងខ្លាំងពិតមែនដែលគាត់នឹងគឺមិនអាចធ្វើអ្វីបាននោះបានត្រឹមតែអង្គុយមើលកូនរបស់ខ្លួនឯងនឹងទទួលរងនៃការឈឺចាប់ចេញពីបណ្ដាសា3សាយមួយនឹងតែប៉ុណ្ណោះហើយនៅពេលនោះ Hugo នឹងក៏គ្មានជំរឿអ្វីផ្សេងនឹងក្រៅពីជំរឿមួយនឹងដែរគាត់នឹងក៏បានប្រាប់ទៅឲ្យ Steven Marker នឹងទទួលយក Johan ទៅហើយទៅរៀបរាប់នៅបណ្ដាសាមួយនឹងក៏មកវានឹងរើឡើងនឹងបន្ថែមទៀតសោះហើយ Steven នឹងក៏យកព្រមទៅហើយគាត់ក៏បានប្រើប្រាស់នៅ skill divine skill របស់គាត់នឹងឯងធ្វើការឆក់នឹងទៅកាន់អាបណ្ដាសា3សាយនឹងឯងដែលវានឹងកំពុងតែរើចេញមកនឹងឆក់វាយ៉ាងខ្លាំងឆក់ឲ្យឡងខ្ទេចខ្ទីខ្លួនប្រានទីតាំងឡើយនឹងឲ្យវានឹងគឺចូលទៅក្នុងខ្លួនរបស់ Johan នឹងវិញទៅហើយនៅពេលនោះយើងក៏បានឃើញថា Johan នឹងក៏បានចុះមកខាងក្រោមវិញឃើញថាដៃរបស់ Johan នឹងគឺពោពេញទៅដោយស្លាកស្នាមដែលកើតចេញពីការវាបហារបស់ Calamity ដែលវានឹងគឺជាបណ្ដាសា3សាយនឹងឯងហើយ Steven នឹងក៏ចង់ធ្វើការចាក់ចេញអំពីទីតាំងឡើយនឹងដែរក៏តែ Hugo នឹងក៏បានប្រាប់ទៅកាន់ Steven ទៅថា Steven នឹងគឺថាលើកក្រោយនឹងកុំប្រឈមមុខខ្លួនឯងទៅនឹងបញ្ហានឹងដូចជាពេលនេះតទៀតអីគឺថាបើសិនជាមានបញ្ហាអ្វីក៏ដោយដែរក៏មិនត្រូវយកខ្លួនឯងនឹងទៅធ្វើការដោះស្រាយដែរនាំឲ្យគេនឹងគឺមានគ្រោះថ្នាក់បានអញ្ចឹងហើយគឺនេះហើយគឺជាម្ដាំចុងក្រោយរបស់គាត់ក៏តែ Steven នឹងក៏បាននិយាយទៅវិញទៅថាអ្វីត្បិតតែគាត់នឹងគឺបានចង់ឲ្យ Hugo នឹងគឺចូលទៅក្នុងប៉ារបស់គាត់ដើម្បីធ្វើជាជ្រុំជ្រែងជាមួយនឹងគាត់អញ្ចឹងដូចជាជ្រុំជ្រែងជាមួយនឹង Legion អញ្ចឹងអ្វីត្បិតតែនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថា Legion នេះគឺបានស្លាប់បាត់ហើយពីមុនហ្នឹងក៏ Hugo នឹងគឺធ្លាប់ជួយទៅកាន់ Legion ដែរហេតុអ្វីបានជាមិនចូលរួមជាមួយនឹងគាត់ជួយទៅកាន់គាត់នឹងដូចជាជួយទៅកាន់ Legion ទៅវានឹងគឺមិនមែនជាចម្រើនល្អទេអីក៏តែនៅពេលហ្នឹងយើងក៏បានឃើញថា Hugo នឹងក៏បានសួរទៅកាន់ Steven ទៅថាតើ Steven ហ្នឹងគឺធ្វើនៅទង្វើបែបហ្នឹងគឺគេនឹងគឺចង់ទទួលបានអ្វីមែនហើយ Steven នឹងក៏បាននិយាយថាអូចំពោះអ្វីដែលគាត់នឹងគឺចង់បានណាគឺគ្មាននោះទេគាត់នឹងគឺគ្រាន់តែចង់ធ្វើការដោះស្រាយនៅបំណុលមួយដែលគាត់នឹងគឺបានជពាក់ទៅកាន់ Hugo នឹងតែប៉ុណ្ណោះនៅពេលដែលគាត់នឹងគឺបានចាក់ចែងអំពីភាសារបស់ Crimson Eye នឹងឯងនៅពេលហ្នឹងគឺថា Hugo នឹងគឺ
បន្ទោសទៅកាន់តារានិករផ្សេងៗនឹងខ្លាំងមែនទែនដោយសារតែពួកគេនេះគឺបានឃើញទៅកាន់លីចអនហើយថាត្រូវបានកាលាវិធីនេះធ្វើការសម្លាប់ប៉ុន្តែ Hugo នឹងក៏ឆ្ងល់ដែរថាហេតុអ្វីបានជាពួកគេនឹងមិននាំយកសាកសពរបស់លីចអននឹងចាក់ចេញអំពី Tower មួយនឹងធ្វើឲ្យគាត់នឹងគឺខឹងសម្មានឹងទៅកាន់ពួកគេនឹងខ្លាំងពិតមែនហើយចំពោះរឿងទាំងអស់ហ្នឹងគឺជាកំហុសរបស់ Steven នឹងឯងដែលគាត់នឹងគឺមិនបានបំពេញនូវភារកិច្ចមួយហ្នឹងសម្រាប់ Hugo នោះគឺធ្វើឲ្យគាត់នឹងគឺជាពាក់បំណុលមួយហ្នឹងដូច្នេះបានជាគាត់នឹងធ្វើដំណើរបែបមួយនេះនឹងទៅកាន់ Hugo នឹងដើម្បីតបស្នងនៅបញ្ហាទាំងអស់ហ្នឹងដែលគាត់នឹងគឺបានប្រព្រឹត្តហ្នឹងហើយនៅពេលនោះយើងក៏បានឃើញថាទស្សនវិជ្ជាហ្នឹងក៏បានកាន់មកក្នុងពេលបច្ចុប្បន្នណាវិញ Johan នឹងក៏បាននិយាយទៅកាន់ Steven Marker ថាអ្វីៗគ្រប់យ៉ាងនៅក្នុងថ្ងៃនោះគឺជាកំហុសរបស់នាងដោយសារតែនាងនឹងគឺមិនបានធ្វើការអរគុណទៅកាន់ Steven Marker អស់ពីចិត្តពិការរបស់នាងនឹងទៅធ្វើឲ្យនាងនឹងគឺដូចជាមានកំហុសនៅក្នុងខ្លួនរបស់នាងអញ្ចឹងក៏តែទោះបីជាមានរឿងនឹងកើតឡើងក៏ដោយដែរនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថាសមត្ថភាពរបស់នាងនឹងគឺលែងមានភាពរីកចម្រើននឹងតទៀតហើយដូច្នេះហើយទើបបានជានាងនឹងគឺចង់ចាក់ចេញអំពីប៉ានឹងរបស់ Steven Marker នឹងឯងដើម្បីចូលរួមនឹងជាមួយនៅលពូរបស់នាងក្រែងលោសមត្ថភាពរបស់នាងនឹងគឺអាចទទួលបាននឹងការរីកចម្រើននឹងបន្ថែមទៀតនៅពេលនោះយើងក៏បានឃើញថា Steven Marker នឹងក៏ធ្វើដូចជាអនុញ្ញាតឲ្យ Johan នឹងគឺចាក់ចេញអំពីនីការរបស់គាត់នឹងទៅឲ្យនាងនឹងគឺទៅរកតារានិកររបស់លពូរបស់នាងនឹងទៅដើម្បីចូលរួមហើយកុំភ្លេចថែទាំនៅសុខភាពហើយនឹងសុខភាពរបស់ខ្លួនឯងផងមិនត្រូវយកខ្លួនឯងនឹងទៅបន្ថយជាមួយនឹងគ្រោះថ្នាក់ទេហើយយើងមើលទៅកាន់ Steven វិញក៏យំធ្វើកក្លែកកក្លាក់នៅទីតាំងហ្នឹងឯងធ្វើ Johan នឹងក៏ឆ្ងល់ថាស្អីគេគ្រាន់តែនាងសុំចាក់ចេញអំពីនីការរបស់គាត់សោះហេតុអ្វីបានជាគាត់នឹងយំបែបហ្នឹងអញ្ចឹងក៏តែនៅពេលភ្លាមៗហ្នឹងយើងក៏បានឃើញថា Oliver នឹងក៏បានធ្វើដំណើរមកដល់ទីតាំងហ្នឹងឯងហើយក៏បានថាឲ្យទៅកាន់ Johan នឹងយ៉ាងខ្លាំងទៅថា Johan គឺគិតថានាងនឹងគឺទទួលបាននៅការយកចិត្តទុកដាក់ហ្នឹងអំពីលោកម្ចាស់ហ្នឹងអាចធ្វើនាងនឹងគឺប្រប៉ិតនៅទៅធ្វើអ្វីផ្ដេសផ្ដាសនោះនាងនឹងគឺចង់ចាក់ចេញអំពីបាក់របស់យើងឯងបើសិនជានាងគឺចាក់ចេញហើយកុំគិតថាអាចចូលរួមជាមួយនឹងពួកគេនឹងបានវិញអសោះប៉ុន្តែយើងមើលទៅកាន់ Steven Marker វិញក៏បានថាឲ្យទៅកាន់ Oliver ទៅថា Oliver តែនេះมันកំពុងតែឃើញទៅកាន់យើងទេកំពុងតែសម្ដែងចូលតួខ្លាំងហ្មងហើយយើងកំពុងតែព្យាយាមអស់ពីចិត្តពីកាយហើយដើម្បីកុំឲ្យ Johan នឹងចាក់ចេញអំពីបាក់របស់យើងហើយអ្វីបានយ៉ែនមកកាត់នៅស្ថានភាពដ៏កំសត់មួយហ្នឹងអញ្ចឹងហើយយើងក៏បានឃើញថាពីរអ្នកម្ចាស់កូនចៅគេហ្នឹងឆ្លោះគ្នាជជែកចាញ់នៅទីតាំងហ្នឹងឯងធ្វើ Johan ក៏បានយ៉ែអញថាមិនមែនអាមួយនឹងបន្លំអញសោះវាយកអាថ្នាំបតក់ភ្នែកហ្នឹងបន្លំធ្វើទឹកភ្នែករបស់វាយកឯងចង់បងអញផងយើងឃើញថាពីរហ្នឹងឆ្លោះគ្នាជជែកចាញ់ទីតាំងហ្នឹងឯងហើយនៅពេលនោះ Steven Marker ក៏បានច្រឡំមាត់ជ្រុលដេញអាប៉ែ Oliver ហ្នឹងឲ្យចាក់ចេញអំពីបន្ទប់មួយហ្នឹងទៅធ្វើឲ្យ Oliver នឹងក៏បានអត់ចិត្តហ្នឹងខ្លាំងប៉ាត់មែនមកគេនឹងក៏ឆ្ងល់ថាគេនឹងគឺខិតខំធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីបាក់របស់គេនឹងទទួលបាននូវភាពរីកចម្រើនហើយតារានិកររបស់ពួកគេនឹងគឺទទួលបាននូវភាពរីកចម្រើនហើយបានជា Steven Marker នឹងគឺមិនមើលឃើញអំពីគុណតម្លៃរបស់គេអញ្ចឹងនៅពេលនោះយើងក៏បានឃើញថា Oliver នឹងក៏បានខឹងខ្លាំងប៉ាត់មែនហើយក៏បញ្ចេញនូវចំហាយធម្មពលរបស់គេនឹងចេញមកយ៉ាងខ្លាំងនឹងឯងនៅពេលនោះ Steven Marker នឹងបន្ទាប់ពីឃើញទៅកាន់ធម្មពលមួយនឹងហើយគាត់នឹងក៏បានដឹងថាវានឹងគឺជាធម្មពលរបស់តារានិករ Libra តើហើយយើងក៏បានឃើញថាធម្មពលរបស់ Libra នឹងក៏បានចេញមកទៅធ្វើឲ្យរាងកាយរបស់ Oliver នឹងក៏ទទួលបាននូវការរីកចម្រើនហើយក៏ភាពខ្លាំងក្លានឹងបន្ថែមទៀតដែរនៅពេលនោះ Oliver នឹងក៏បាននិយាយថាធម្មពលមួយនេះគឺពិតជាខ្លាំងក្លានឹងខ្លាំងប៉ុន្មានគេនេះគឺចូលចិត្តទៅកាន់វាចូលចិត្តនឹងខ្លាំងណាស់ហើយនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថាតារានិកររបស់គេនេះគឺអសមត្ថភាពនឹងខ្លាំងណាស់សូម្បីតែ Lee Jeon នឹងក៏មិនអាចដោះស្រាយជាមួយនឹងបានដែរគឺថា Lee Jeon នឹងតតកំបេះគូនឹងឡើងហើមហើយនៅពេលដែលប្រយុទ្ធគ្នាជាមួយនឹង Lee Jeon នឹងនៅក្នុងពេលមុននោះដូច្នេះហើយគេនេះគួរតែធ្វើការបដិវត្តនឹងមិនទិញទួចហើយយើងក៏ឃើញថា Steven Marker ក៏បានថាឲ្យទៅកាន់ Oliver ទៅថា Oliver ឯនេះធ្វើបែបហ្នឹងគឺមិនដឹងអំពីទង្វើរបស់ខ្លួនឯងនឹងទេមែនថាខ្លួនឯងកំពុងតែក្បត់ទៅកាន់តារានិកររបស់ខ្លួនឯងហើយយើងឃើញថា Oliver នេះដូចជាមិនស្ដាប់នៅទេក៏បានប្រើប្រាស់ល្បឿនរបស់គាត់យ៉ាងលឿនហ្នឹងវាយទៅកាន់ Steven Marker មិនដែរដៃខាងស្ដាំរបស់ Steven Marker ហ្នឹងក៏ត្រូវបានដាច់ហ្នឹងនៅទីតាំងឡើងហ្នឹងទៅបន្ទាប់ពីធម្មពលនៃការវិបាករបស់ Oliver ហ្នឹងទៅកាន់ Steven Marker ហ្នឹងយើងក៏បានឃើញថាដីឡើងហ្នឹងហើយនឹងយុជាហ្នឹងក៏ត្រូវបានប្រែបែកឡើងហ្នឹងខ្ទេចខ្ទាទៅហើយយើងមើលទៅកាន់ Steven វិញគាត់នេះក៏ភ្ញាក់ផ្អើលដែរហើយក៏និយាយក្នុងចិត្តរបស់គាត់ទៅថាគាត់នេះក៏មិននឹកស្មានទេថា Oliver នេះគឺពិតជាហ៊ានវាយប្រហារគាត់ឲ្យដាច់ដៃម្ខាងហ្នឹងពិតមែនហើយក៏បានថាឲ្យទៅកាន់ Oliver ដែរថា Oliver ឯនេះមិនដឹងអំពីសកម្មភាពរបស់ខ្លួនឯងក្នុងពេលបច្ចុប្បន្នហ្នឹងទេមែនថាកំពុងតែក្បត់មកកាន់គាត់ហើយណាក៏តែមើលទៅកាន់ Oliver វិញគាត់នេះក៏បាននិយាយទៅថាខ្ញុំមិនបានធ្វើរឿងទាំងអស់ហ្នឹងទេហើយខ្ញុំធ្វើរឿងទាំងអស់នេះឡើងមកក៏ព្រោះតែខ្ញុំនឹងចង់ធ្វើការបញ្ជាក់ទៅកាន់តារានិករ Leo នេះឲ្យបានដឹងតែប៉ុណ្ណោះថាគេនេះគឺជាមនុស្សដែលមានប្រយោជន៍នឹងខ្លាំងប៉ុណ្ណាគេនេះគឺបានចូលរួមជាមួយនឹងតារានិករ Leo នឹងអស់រយៈពេលនេះជាយូរមកហើយពលនឹងគឺមុន Johan ទៀតថាទៅបានជាតារានិករ Leo នឹងមិនខ្វឹកខ្វាយអំពីគេចឹងបែរទៅជាលើកដំកើងទៅកាន់ Johan ដែលគឺជាសមាជិកថ្មីដែលទៅចូលរួមជាមួយនឹងតារានិកររបស់ពួកគេនឹងទៅវិញពេលដែលគាត់នឹងគឺបានកាត់អំពីរឿងរ៉ាវទាំងអស់នេះគឺកាន់តែធ្វើគាត់នឹងគឺខកចិត្តអន់ចិត្តជាមួយនឹងតារានិកររបស់គេនឹងគឺខ្លាំងណាស់ប៉ាត់មែនជាពិសេសគឺលោក Steven ហើយអ្វីបានជាលោកនឹងគាត់ថាខ្លួនឯងនឹងគឺជាពពួកបរិសុទ្ធនឹងតទៀតចឹងទាំងទៅលោកនេះគឺអាចសមត្ថភាពសូម្បីតែ Leon នេះក៏លោកមិនអាចធ្វើការប្រយុទ្ធឈ្នះជាមួយនឹងគេដែរហើយត្រូវ Leon នឹងតតកំបេះគូឡើងហើមហើយនៅក្នុងថ្ងៃប្រកួតគ្នាជាមួយនឹង Leon នឹងនៅពេលខាងមុខហ្នឹងហើយសូម្បីតែ Johan នឹងក៏ជាមនុស្សដែលមិនសូវមានសមត្ថភាពនឹងខ្លាំងក្លាដែរហើយអ្វីបានជាគាត់នឹងត្រូវចាំបាច់ស្ដាប់តែបញ្ជាទៅកាន់ Johan ចឹងហើយ Johan នឹងតែងតែដាក់បញ្ជាទៅកាន់គាត់នឹងជានិច្ចរហូតមកធ្វើគាត់នឹងគឺអន់ចិត្តខ្លាំងប៉ាត់មែនហើយមើលទៅកាន់ Johan ទៅគឺថា Johan នាងនឹងគាត់តែខ្លួននាងនឹងអស់ចាប៉ុណ្ណាបានជាហ៊ានធ្វើការ
បញ្ជាទៅកាន់គាត់ហ្នឹងជាញឹកញយហ្នឹងបន្តមករហូតមកដល់ពេលបច្ចុប្បន្នហ្នឹងយើងមើលទៅកាន់ពួកអ្នក12ទៅគឺជាមនុស្សដែលអសមត្ថភាពសូម្បីតែលីចអនមិនអាចដោះស្រាយបានផងហើយអ្វីបានជាគាត់ហ្នឹងត្រូវដើរតាមទៅកាន់ពួកឯងទាំងពីរហ្នឹងដល់ណាទៀតទៅគឺគាត់នេះលេងដើរតាមទៅកាន់ពួកឯងហើយលេងស្ដាប់បញ្ជាទៅកាន់ពួកឯងហើយគាត់និយាយប៉ុណ្ណឹងធ្វើឲ្យយោហាជាមួយនឹង Steven ហ្នឹងគឺថាធ្វើឲ្យពួកគេហ្នឹងគឺពិតជាភ្ញាក់ផ្អើលចំពោះសម្ដីហ្នឹងរបស់ Oliver ហ្នឹងខ្លាំងពិតមែននៅពេលនេះយោហាហ្នឹងក៏បាននិយាយទៅកាន់ Oliver ទៅថា Oliver តើលោកនឹងកំពុងតែនិយាយអ្វីហ្នឹងខ្ញុំនេះគឺបានបញ្ជាទៅកាន់លោកតើបញ្ជាអ្វីទៅនៅពេលនោះ Oliver ហ្នឹងក៏បាននិយាយទៅវិញដែរថាអូមើលទៅកាន់អ្នកទៅដូចជាមិនបានដឹងទេកាលពីមុននៅពេលដែលអ្នកហ្នឹងគឺបានដាក់បញ្ជាទៅកាន់អនុប្រធានចៅដោយគេហ្នឹងឲ្យគេហ្នឹងរៀបចំនៅយុទ្ធសាស្ត្រធ្វើការប្រយុទ្ធគ្នាជាមួយនឹងកាលាវិធីក៏តែនេះហ្នឹងគឺបានដឹងអំពីលទ្ធផលរបស់អនុប្រធានម្នាក់ហ្នឹងហើយគឺគេហ្នឹងស្លាប់បែបណានៅពេលយោហាហ្នឹងដោយឃើញថាគេហ្នឹងគឺយករឿងរ៉ាវទាំងអស់ហ្នឹងមកនិយាយធ្វើនេះក៏បានខឹងដែរហើយក៏បានបាក់ការវិវាទទៅកាន់ Oliver ហ្នឹងម្ល៉េះហ្នឹងមកទៅធ្វើឲ្យ Steven ហ្នឹងក៏ហាមគាត់ហ្នឹងក៏មិនតាន់ដែរយោហាហ្នឹងក៏បានប្រើប្រាស់នៅកណ្ដាប់ដៃរបស់នាងចំបាច់ទៅកាន់ក្បាលរបស់ Oliver ហើយក៏បានប្រើប្រាស់នៅ skill របស់នាងមួយដែលមានឈ្មោះថា skill ចំបាច់ថ្មហ្នឹងឯងចំបាច់ទៅកាន់ក្បាលរបស់ Oliver ហ្នឹងប្រើប្រាស់រន្ទះពណ៌ក្រហមរបស់នាងធ្វើការបច្ឆក់ទៅហ្នឹងហើយក៏បានធ្វើឲ្យ Oliver ហ្នឹងក៏បានទៀតទៅឆ្ងាយបុកជាមួយនឹងជាងហ្នឹងបាក់អស់ពី3ក្រាស់នៅលើអគារហ្នឹងឯងហើយមើលទៅកាន់មុខរបស់ Oliver ទៅឡើងកំពិតកំពីងកំប៉ោងកំពងឡើងហ្នឹងអស់ហើយក៏តែការវាបាហាមួយហ្នឹងគឺថាមិនធ្វើគាត់ហ្នឹងគឺ skip នៅមុខរបស់គាត់សំបីតែបន្តិចផងហើយក៏បានចេញនៅស្នាមញឹមមកគួរអភ័យខ្លាចហើយក៏បានចាប់ដៃរបស់យូហាហ្នឹងជាប់នៅទីតាំងកន្លែងហ្នឹងទៅធ្វើយូហាហ្នឹងក៏បានភ្ញាក់ផ្អើលដែរហើយនៅពេលនោះ Oliver ហ្នឹងក៏បាននិយាយទៅកាន់យូហាវិញទៅថាមើលទៅកាន់នាងទៅគឺថាស្នេហ៍នេះប្រហែលជា Steven ហ្នឹងគឺបានបរៀនមកកាន់នាងហើយក៏តែមើលទៅកាន់សមត្ថភាពរបស់នាងរន្ទះពណ៌ក្រហមនេះគឺថាវានឹងមានអានុភាពនឹងខ្លាំងក្លាក៏ប៉ិតមែនក៏តែវានឹងគឺគ្មានប្រសិទ្ធភាពនឹងទៅលើគាត់ឲ្យមានរបួសនឹងសំបីតែបន្តិចហ្មងហើយនៅពេលនោះគាត់នឹងក៏បានប្រាប់ទៅកាន់យូហាទៅថានៅក្នុងពេលបច្ចុប្បន្នសមត្ថភាពរបស់គាត់នឹងគឺអាចបញ្ជាក់បានហើយថាលើយូហាហើយនៅក្នុងពេលបច្ចុប្បន្ននឹងយូហានឹងគួរតែដឹងឲ្យថាណាគេគឺជាអ្នកដែលមានសមត្ថភាពនឹងខ្លាំងក្លាជាងគេគាត់នឹងធ្វើការបញ្ជាក់ឲ្យនាងនឹងគឺបានឃើញហើយក៏បាននិយាយដែររបស់គេនឹងឡើងទៅខាងលើហើយដំទៅកាន់យូហាមួយដៃនឹងធ្វើឲ្យមានបន្ទុះយ៉ាងខ្លាំងហើយយូហានឹងក៏បានទត់ទៅខាងក្រោមនឹងធ្លុះអាគារនឹងអស់ពី3ជាន់ហើយបន្ទាប់ពីបន្ទុះនឹងគឺបានចប់នឹងយើងក៏បានឃើញថាយូហានឹងក៏បានដេកនៅលើថ្មឡើយហ្នឹងហើយនាងនឹងក៏បានមានរបួសមួយចំនួននៅលើរាងកាយរបស់នាងឈាមនឹងក៏បានហូរចេញមកពីមាត់នៅទីតាំងឡើយហ្នឹងដែរក៏តែវានឹងមិនថ្មីនោះទេយូហានឹងក៏បានងើបឈរឡើងមកវិញហើយក៏បានឃើញថា Oliver នឹងមិនទាន់បញ្ចប់នៃការវិវត្តរបស់គាត់ទេក៏បានលោតចោលពីលើអគារប្រមាណជាន់ហ្នឹងធាក់ទៅកាន់យូហានឹងមួយជើងទៀតដោយបោះនៅពេលសម្ដីទៅកាន់យូហាថាមើលទៅកាន់អ្នកចោះវាយមកកាន់ខ្ញុំនឹងម្ដងទៀតមកហើយយើងក៏បានឃើញថាគេនឹងក៏បានចោលទៅកាន់យូហានឹងធ្លុះអគារនឹងប្រមាណជាន់នឹងតទៅក្រោមទៀតទៅយើងក៏បានឃើញថាគេនឹងក៏បានវិវត្តទៅកាន់យូហានឹងយ៉ាងខ្លាំងមកធ្វើយូហានឹងក៏បានប្រើប្រាស់នៅវេទមន្តរន្ទះពណ៌ក្រហមរបស់នាងធ្វើការរីរាននៃការវិវត្តរបស់ Oliver ដោយ Oliver នឹងក៏បានបោះនៅពេលសម្ដីទៅកាន់យូហាដែរថាមើលទៅកាន់សមត្ថភាពរបស់នាងទៅរន្ទះពណ៌ក្រហមនឹងគឺថាវានឹងមិនមានអាចបង្កផលប៉ះពាល់អ្វីធ្វើគាត់នឹងមានរបួសបាននោះទេដូច្នេះហើយហេតុអ្វីបានជានាងមិនដោះលែងនៅអាសត្វបិសាចនៅក្នុងដៃរបស់នាងដល់វានឹងគឺបានខំខេននឹងទៅបើកវាមកធ្វើការវិវត្តជាមួយនឹងគាត់មកក្រែងលោវានឹងគឺអាចយកឈ្នះមកកាន់គាត់បានហើយបើនាងនឹងមិនធ្វើបែបហ្នឹងទេប្រកាសខ្លាថានាងនឹងត្រូវស្លាប់ដោយសារតែស្នាដៃរបស់គាត់នឹងជាក់ជាមិនខាននោះទេហើយគេនេះក៏បានបើកការវិវត្តកាន់យូហានឹងកាន់តែខ្លាំងនឹងថែមទៀតដែរធ្វើយូហានឹងក៏បានធ្លុះទៅកាន់ប្រមាណជាន់នៅក្រោមទៀតពឹងនៅខាងក្រោមនឹងទៅហើយយើងក៏បានឃើញថាអគារទាំងមូលនឹងក៏ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនឹងខ្លាំងហ្មងហើយពួកគេទាំងពីរនឹងគឺត្រូវបានទម្លាយនឹងចេញពីចុងអគាររហូតមកដល់បានក្រោមអគារហើយមិនត្រឹមតែប៉ុណ្ណោះទេគឺថាទម្លាយរហូតដល់ស៊ីម៉ងខាងក្រោមនឹងស្លៀកទៅដល់បន្ទប់ក្រោមដីនោះហើយខ្សែរឿងនឹងក៏បានប្រវាយមកកាន់ទឹកដីរបស់ Legion នៅវិញគាត់នេះក៏បញ្ចប់នៅការផលិតនៅអាវុធរបស់គាត់នឹងគឺជោគជ័យហើយគាត់នឹងក៏បានបោះនៅពេលសម្ដីដែរថាមើលទៅកាន់យូហាទៅកុំភ័យអីអាសត្វបិសាចមួយដែលត្រូវបានខើនៅក្នុងដៃរបស់នាងហ្នឹងគឺវានឹងគ្រាន់តែជាទារកតូចតាចមួយតែប៉ុណ្ណោះទេវានឹងមិនអាចបង្កគ្រោះថ្នាក់អ្វីធំដុំនោះសម្រាប់នាងទេដូច្នេះនាងនឹងមិនចាំបាច់យកចិត្តទុកដាក់នឹងចំពោះវានោះទេហើយក្នុងពេលបច្ចុប្បន្នហ្នឹងគាត់នឹងគួរតែធ្វើការប្រមូលនៅអាវុធមួយនេះទៅឲ្យយូហាវាដល់ពេលដែលត្រូវបកគលឲ្យយូហាហើយគាត់នឹងក៏បានយកវានឹងទៅកាន់ទីតាំងកន្លែងមួយទៅហើយចំពោះទីតាំងកន្លែងដែល Legion នឹងកំពុងដំណើរហ្នឹងគឺស្ថិតនៅលើកោះហាវ៉ៃនឹងឯងគឺជាទីតាំងលំហែកាយរបស់តារានគរលេខប្រាក៏តែបច្ចុប្បន្នហ្នឹងគឺថា Legion នឹងធ្វើសំណង់នៅទីតាំងកន្លែងហ្នឹងវាយកំទេចហើយកសាងនៅទីតាំងកន្លែងហ្នឹងធ្វើជាទីតាំងកន្លែងផលិតអាវុធនោះរបស់គាត់វិញហើយគាត់នឹងក៏បានស្នាក់នៅទីតាំងកន្លែងហ្នឹងទៅហើយនៅពេលនោះ Legion ក៏បានហៅទៅកាន់ Chivu គាត់នឹងគឺមានរឿងរ៉ាវមួយសម្រាប់នាងនឹងសម្រាប់ធ្វើហើយ Chivu នឹងក៏ភ្ញាក់ផ្អើលដែរដល់ Legion នឹងក៏បានប្រាប់ទៅកាន់ Chivu ទៅថាឥឡូវហ្នឹងគឺយូហានឹងគឺត្រូវការនាងនេះជាចាំបាច់ហ្មងដូច្នេះហើយគឺថាគាត់នឹងក៏ត្រូវការនាងដែរសម្រាប់ធ្វើការតាក់ទងនៅអាវុធរបស់គាត់នឹងជាមួយនឹងយូហានឹងសម្រាប់អាវុធរបស់គាត់នឹងធ្វើដំណើរនឹងទៅជួបជាមួយនឹងយូហាហើយបកគលអាវុធមួយនឹងទៅឲ្យយូហាហើយសាររឿងនឹងក៏បានប្រវាយមកកាន់ទីតាំងកន្លែងរបស់យូហាហើយនឹង Oliver នេះវិញយើងក៏បានឃើញថាពួកគេនឹងពីរនេះក៏បានប្រជុំមុខគ្នានឹងជាមួយនឹងទីតាំងកន្លែងហ្នឹងទៅហើយយើងមើលទៅកាន់ Oliver វិញគេនេះក៏បានបោះពីសម្ដីនឹងទៅកាន់យូហាដែរថាមើលទៅកាន់នាងចោះអ្នកដែលបានមើលងាយទៅកាន់គាត់បន្ទាបបន្ថោទៅកាន់គាត់ថាគាត់នឹងគឺជាមនុស្សទន់ខ្សោយឥឡូវនាងនឹងដូចជាមានសមត្ថភាពនឹងដូចជាមិនស្មើជាមួយនឹងគាត់ទេអន់ជាងគាត់នឹងទៀតឯណោះគិតថានាងនឹងគឺខ្លាំងក្លាប៉ុណ្ណាទៅគិតថាអាចដោះស្រាយជាមួយនឹងគាត់នឹងបានមែនហើយគេនេះក៏បានបញ្ចេញនៅធម្មពលរបស់គេនឹងខ្លាំងក្លាដល់ចោះពីលើយដានឹងសំណងទៅ
កាន់យ៉ូហានឹងតទៀតដែរក៏តែទៅពេលនោះយ៉ូហានឹងក៏បាននិយាយទៅកាន់ Oliver នឹងវិញដែរថាមើលទៅកាន់អ្នកទៅគាត់ថាអ្នកនឹងគឺជាមនុស្សដែលអស្ចារ្យខ្លាំងប៉ុណ្ណាទៅដែលហ៊ានធ្វើការក្បត់នឹងទៅកាន់បាក់របស់ខ្លួនឯងនោះហើយយើងក៏បានឃើញដែរថាពេល Oliver នឹងគឺពិតជាភ្ញាក់ផ្អើលនឹងខ្លាំងពិតមែនក៏តែយ៉ូហានឹងក៏បាននិយាយទៅវិញដែរថាអ្នកនឹងគិតថាធម្មពលនៃអ្នកនឹងគឺទទួលបានអំពីតារានៃកូលីប្រានឹងគឺជាធម្មពលដ៏អស្ចារ្យមែនវានឹងគ្រាន់តែជាធម្មពលរបស់បិសាចដែលអាក្រក់នឹងមួយរូបនឹងតែប៉ុណ្ណោះទេគាត់ថាអ្នកនឹងគឺជាមនុស្សអស្ចារ្យគ្នានឹងគឺមិនគិតអញ្ចឹងឡើយហើយនៅក្នុងពេលបច្ចុប្បន្នហ្នឹងអ្នកនឹងគឺមានមោទនភាពនឹងអ្នកនឹងគិតថាធម្មពលទាំងអស់ហ្នឹងគឺជាធម្មពលរបស់ខ្លួនអ្នកមែនហើយនៅពេលនោះ Oliver ហ្នឹងក៏បាននិយាយទៅវិញដែរថាតើអ្នកហ្នឹងគឺមិនបានឃើញអំពីធម្មពលរបស់ខ្ញុំនៅក្នុងពេលឥឡូវហ្នឹងទេហើយអ្វីត្បិតតែវាហ្នឹងគឺជាធម្មពលដែលបកគលឲ្យតារានៃកូលីប្រាហ្នឹងក៏ដោយដែរក៏តែគេនឹងគឺជឿជាក់ថាវាហ្នឹងគឺជាធម្មពលដ៏ពិសិដ្ឋដ៏បរិសុទ្ធគឺថាវាហ្នឹងមិនមែនជាធម្មពលរបស់បិសាចនោះទេដោយសារតែធម្មពលរបស់គេហ្នឹងគឺត្រូវបានបកគលឡើងដោយគីសែនឹងឯងអញ្ចឹងហើយគេនឹងគឺជាមនុស្សដែលខ្លាំងក្លាអញ្ចឹងហើយនាងនឹងមិនចាំបាច់យករឿងរ៉ាវអ្វីផ្សេងនេះមកធ្វើការវិបត្តិផ្លូវចិត្តរបស់គេទេគេនឹងមិនខ្វល់ខ្វាយជាដាច់ខាតសំខាន់ឲ្យតែគេនឹងខ្លាំងគេនឹងមិនខ្វល់ខ្វាយអ្វីទាំងអស់ប៉ុន្តែទៅពេលនោះយ៉ូហានក៏បាននិយាយទៅវិញទៅថាស្អីគេអ្នកដែលខ្លាំងក្លាអ្នកនឹងគិតថាអ្នកនឹងគឺខ្លាំងក្លាក៏តែអ្នកនឹងគឺមិនដឹងអំពីសមត្ថភាពរបស់ខ្លួនឯងនៅក្នុងពេលបច្ចុប្បន្នហ្នឹងទេថាអ្នកនឹងគឺមិនអាចលើសពីនាងឡើយអ្នកនឹងគ្រាន់តែជាសមាជិកនៃតារានិកលីអូនឹងដែលមានចំណាត់ថ្នាក់នឹងត្រឹមតែ S rank តែប៉ុណ្ណោះគឺនាងនឹងគឺមានចំណាត់ថ្នាក់នឹងលើសលោកគឺនាងនឹងមាន10 S rank ហើយមិនត្រឹមតែប៉ុណ្ណោះទេអ្នកនឹងគិតថាខ្លួនឯងនឹងគឺជាអ្នកដែលខ្លាំងក្លាតែអ្នកនឹងគឺបានធ្វើនៅសមិទ្ធផលអ្វីខ្លះហើយសម្រាប់តារានិករបស់ពួកយើងអ្នកនឹងកាន់តែធ្វើការបង្កនៅបញ្ហាទៅកាន់តារានិករបស់ពួកយើងនឹងបន្ថែមទៀតនឹងទៅវិញទេទៅវានឹងត្រឹមត្រូវជាងហើយមិនត្រឹមតែប៉ុណ្ណោះទេនៅក្នុងពេលឥឡូវហ្នឹងអ្នកនឹងហ៊ានធ្វើការល្មើសនៅបញ្ជារបស់នាងហើយហ៊ានធ្វើការវិបហាមកកាន់នាងហើយមិនត្រឹមតែប៉ុណ្ណោះទេហ៊ានក្បត់នៅនិកាយរបស់ខ្លួនឯងនឹងទៀតធ្វើឲ្យមនុស្សគ្រប់គ្នានឹងគឺមានគ្រោះថ្នាក់ហើយត្រូវបានតារានិកផ្សេងៗនឹងគឺជន់ឈ្លីទៅកាន់ពួកយើងនឹងបន្ថែមទៀតហើយមើលទៅកាន់លោកទៅគឺថាចំណាត់ថ្នាក់របស់លោកនឹងគឺក្រោមនាងទេគាត់ថាលោកនឹងគឺខ្លាំងក្លាប៉ុណ្ណាទៅអ្នកនឹងគាត់ថាអ្នកខ្លាំងហើយគឺខ្ញុំមិនយកចឹងទេដូច្នេះនៅក្នុងពេលបច្ចុប្បន្នហ្នឹងក្នុងនាមនាងនឹងគឺជាប្រធាននៃតារានិកលីអូនឹងនាងនឹងធ្វើការដោះស្រាយជាមួយនឹងលោកហើយធ្វើការកម្ចាត់នៅជនក្បត់ដូចជាលោកនឹងចេញឲ្យឆ្ងាយអំពីតារានិករបស់ពួកយើងហើយយ៉ូហានក៏បានបញ្ចេញនូវធម៌ពលរន្ទះពណ៌ក្រហមរបស់នាងនឹងចេញមកហើយក៏បានចោទទៅកាន់ Oliver ទៅថាអាជនក្បត់ថ្ងៃនេះហើយនឹងត្រូវចេញអំពីនិកាយរបស់យើងនឹងជាដាច់ខាតហ្មងហើយយើងមើលទៅកាន់ Oliver វិញគឺខឹងនឹងទៅកាន់យ៉ូហាខ្លាំងមកហើយក៏បាននិយាយទៅកាន់យ៉ូហាទៅថាអ្នកនឹងហ៊ានណាហើយគេនឹងក៏បានបញ្ចេញនូវធម៌ពលរបស់គេនឹងបន្ថែមទៀតហើយឃើញថាគេនឹងក៏បានប្រែរូបរាងរបស់គេនឹងពាក់កណ្ដាលនឹងទៅជាសត្វខ្លាពណ៌ខ្មៅហើយធម៌ពលដែលគេនឹងគឺបានប្រើនឹងវានឹងក៏បានសាយភាពេញរាងកាយរបស់គេនឹងទៅជាសត្វខ្លាមួយដែលខ្មៅងឹតឡើងនឹងទៅយើងក៏បានឃើញថាពួកគេទាំងពីរនេះក៏បានប្រឈមមុខជាមួយនឹងគ្នា Oliver នឹងក៏បានហក់ធ្វើការវិបត្តិទៅកាន់យ៉ូហាក៏តែយ៉ូហានឹងក៏បានអត់ផុតកិច្ចពីការវិបត្តិរបស់ Oliver ឡើងនឹងហើយក៏បានលវាគេនឹងមកជើងចំកណ្ដាលដើមទ្រូងឡើងនឹងទៅធ្វើឲ្យ Oliver នឹងក៏បានខ្ទាតនឹង300គីឡូដីបាត់ទៅហើយហោះនឹងទៅបុកជាមួយនឹងជញ្ជាំងនៃសំណល់អគារជាច្រើននៅក្នុងដីមួយនឹងហើយយ៉ូហានឹងក៏បានប្រុងប្រៀបជើងព្រែនឹងបោះល្បឿនរបស់នាងយ៉ាងលឿនពួយសម្ដៅនឹងទៅកាន់ Oliver នឹងធ្វើដីឡើងនឹងក៏បានខ្ទេចខ្ទីអស់ទៅហើយនាងនឹងក៏បានប្រើកណ្ដាលដៃរបស់នាងនឹងបញ្ចូលនៅធម្មពលរន្ទះពណ៌ក្រហមនឹងដល់នឹងទៅកាន់ Oliver មកដៃចំកណ្ដាលដើមទ្រូងមួយទៀតទៅធ្វើគេនឹងក៏កាន់តែខ្ទាននឹងឆ្ងាយនឹងថែមទៀតហើយ skill របស់ Johan នឹងគឺបានប្រើប្រាស់វាចំកណ្ដាលដើមទ្រូងរបស់ Oliver នឹងគឺវានឹងគឺមានឈ្មោះថាពន្លឺរញរទះនឹងឯងហើយយើងក៏បានឃើញថានេះនឹងក៏បានដល់ដល់កាន់ Oliver នឹងមកដៃចំកណ្ដាលដើមទ្រូងដែល skill ពន្លឺរទះនឹងទៅដាំមកដៃម៉ង់ចំកណ្ដាលដើមទ្រូងធ្វើឲ្យ Oliver នឹងក៏បានហោះទៅខាងលើនឹងយ៉ាងខ្ពស់បុកជាមួយនឹងអគារនៅខាងលើហើយក៏បានស្ថិតជាប់នៅទីតាំងឡើងនឹងទៅក៏តែវានឹងមិនតន់ចាប់នៅទេ Johan នឹងក៏បានប្រើប្រាស់នៅធម្មពលរបស់នេះនឹងបន្ថែមទៀតហើយហក់ទៅពួយកណ្ដាលក្បាលរបស់ Oliver មកជើងកន្លែងហ្នឹងទៅក៏តែយើងមើលទៅកាន់ Oliver វិញគឺថាអ្វីត្បិតតែធម្មពលហ្នឹងអាចវាយគាត់នឹងខ្ទាតប៉ិតមែនក៏តែវានឹងគឺមិនអាចបកកនៅរបួសដល់កាន់គាត់ហ្នឹងសំបីតែបន្តិចហ្មងហើយ Oliver ហ្នឹងគឺបានប្រើដៃរបស់គាត់យ៉ាងធំនឹងចាប់ទៅកាន់យ៉ូហាជាប់នៅទីតាំងឡើងហ្នឹងហើយក៏បានកវីយ៉ូហា2 3ជុំហើយក៏បាននិយាយថានាងហ្នឹងគឺពិតជាគួររំខានខ្លាំងពិតមែនហើយក៏បានគប់យ៉ូហាហ្នឹងធ្លាយរត់ភ្លើងហ្នឹងហើយក៏បានបុកជាមួយនឹងជញ្ជាំងប៉ើងយ៉ូហាហ្នឹងត្រឡប់ទៅលីងនៅទីតាំងកន្លែងហ្នឹងទៅធ្វើអាមួយនោះគឺថាវានឹងពិតជាមានមោទនភាពហ្នឹងខ្លាំងណាស់ដែលវានឹងគឺបានធ្វើរឿងទាំងអស់ហ្នឹងហើយវានឹងក៏បានបោះពាក្យសម្ដីទៅកាន់យ៉ូហាទៅថាយ៉ូហាអ្នកហ្នឹងគឺហ៊ានធ្វើឲ្យគាត់ហ្នឹងគឺខឹងផងអ្នកហ្នឹងគឺចង់ធ្វើឲ្យគាត់ហ្នឹងគឺមានរបួសផងអ្នកហ្នឹងគិតថាអ្នកអាចមែនថ្ងៃនេះខ្ញុំហ្នឹងនឹងធ្វើការសម្លាប់អ្នកយកហ្មងហើយយើងមើលទៅកាន់យ៉ូហាវិញបន្ទាប់ពី Oliver ហ្នឹងគប់នាងហ្នឹងឲ្យឆ្ងាយហ្នឹងខ្ទាតប៉ុណ្្នឹងហើយឃើញថានាងហ្នឹងក៏បានដេកសុកតឹងនៅលើផ្លូវរត់ភ្លើងហ្នឹងទៅក៏តែវានឹងមិនធ្វើទេយ៉ូហាហ្នឹងនៅតែអាចក្រោកឈរឡើងមកវិញបានជាធម្មតាអញ្ចឹងហើយយើងមើលទៅកាន់ Oliver វិញក៏បាននិយាយទៅកាន់យ៉ូហាដែរថាយ៉ូហាតារានិកលីប្រាហ្នឹងគឺបានប្រាប់មកកាន់ខ្ញុំឲ្យនាងហ្នឹងគឺប្រើប្រាស់នៅធម្មពលរបស់អាសត្វបិសាចដែលបានឃុំតូននៅក្នុងដៃរបស់នាងក៏តែនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថានាងហ្នឹងមិនប្រើប្រាស់វាទេដូច្នេះហើយគឺថាវានឹងគ្មានហេតុផលអ្វីដែលគាត់ហ្នឹងគឺត្រូវຕົកនាងហ្នឹងតទៀតទេដោយសារតែនាងហ្នឹងគឺជាមនុស្សដែលមិនអាចប្រើប្រាស់បានផងណាដូច្នេះហើយគាត់ហ្នឹងគឺមានភារកិច្ចតែមួយតែប៉ុណ្ណោះទេគឺធ្វើការកម្ចាត់ទៅកាន់នាងហ្នឹងហើយយើងមើលទៅកាន់យ៉ូហាវិញក៏បានគិតនៅក្នុងចិត្តរបស់នាងដែរថាមើលទៅកាន់នាងទៅគឺពិតជាប្រើប្រាស់នៅធម្មពលរបស់នាងយ៉ាងខ្លាំងក្លាហ្នឹងអស់ពីខ្លួនហើយក៏តែមើលទៅកាន់នាងដូចជាមិនអាចធ្វើឲ្យ Oliver ហ្នឹងមានរបួសអីសំបីតែបន្តិចហ្មងហើយសំបីតែការជឿចាំហ្នឹងក៏នាងហ្នឹងមិនអាចធ្វើបានដែរបើសិនជានាងហ្នឹងនៅតែទន់ខ្សោយហ្នឹងបែបនឹងតទៀតហើយតានាងហ្នឹងមិននឹងអាចចូលរួមជាមួយនឹងតារានិក
ករបស់លោកពូរបស់នាងបានទៅហើយមិននឹងអាចប្រឈមមុខជាមួយនឹងក្មេងស្រីម្នាក់នោះនៅក្នុងថ្ងៃអនាគតបានទៅនៅពេលដែលជួបនឹងជាមួយនឹងនាងនោះហើយយូហានក៏បានក្រោកឈរឡើងម្ដងទៀតហើយធ្វើការប្រឈមមុខគ្នានឹងជាមួយនឹង Oliver ហើយយើងមើលទៅកាន់ Oliver វិញក៏បានបោះពេកសម្ដីទៅកាន់យូហានថាយូហានតែនាងនឹងនៅមានពេលវេលាធ្វើការគិតនៅរឿងរ៉ាវផ្សេងទៀតមែនអញ្ចឹងហើយនាងនឹងគួរតែដោះស្រាយជាមួយនឹងបញ្ហាមួយក្នុងពេលឥឡូវហ្នឹងទៅហើយក៏បានដកយកនៅរថភ្លើងមួយនឹងធ្វើការគប់នឹងទៅកាន់យូហានហើយក៏បានប្រាប់ឲ្យយូហាននឹងគួរតែដោះស្រាយនឹងបញ្ហានៅក្នុងពេលបច្ចុប្បន្នហ្នឹងទៅតានាងនឹងគឺអាចកិច្ចផុតអំពីការវិបាករបស់គាត់ដែលយករថភ្លើងគប់ទៅកាន់នាងនឹងបានដែរឬក៏អត់ហើយគេក៏បានយករថភ្លើងនឹងគប់ទៅកាន់យូហានឡើយហ្នឹងទៅយើងក៏បានឃើញនៅរថភ្លើងនឹងក៏បានសម្ដៅទៅកាន់យូហាននៅទីតាំងឡើយហ្នឹងឯងសំទោសរបស់វានឹងគឺពិតជាលឿននឹងខ្លាំងប៉ាត់មែនក៏តែវាមិនថ្មីទេយូហានក៏បានប្រើប្រាស់នៅវេទមន្តរត់ផ្ទះពណ៌ក្រហមរបស់នាងនឹងបញ្ចេញដាក់លើដៃបំរុងនឹងធ្វើការតបទៅកាន់រថភ្លើងមួយហ្នឹងហើយក៏តែនាងនឹងក៏បានគិតនៅក្នុងចិត្តរបស់នាងទៅថានាងនឹងគឺពិតជាទទួលបាននៅភាពសោកសៅនឹងច្រើនប៉ាត់មែនអំពីធម្មពលដែលក្មេងស្រីអាក្រក់ម្នាក់នោះគឺបានបញ្ចូលនៅក្នុងដៃរបស់នាងគឺថានាងនឹងពិតជាមិនអាចប្រើប្រាស់នៅធម្មពលឬក៏ចម្រើសអ្វីផ្សេងនឹងក្រៅពីប្រើប្រាស់នៅចំហាយធម្មពលដ៏អាក្រក់នេះនោះទេហើយនឹងការពីមុនវិញគឺថាធម្មពលនៃរថពណ៌ក្រហមរបស់នាងនឹងគឺពិតជាសោកខ្លាំងណាស់សូម្បីតែការវាបហាទៅកាន់បិសាចដៃ1000ហ្នឹងក៏មិនអាចដោះស្រាយជាមួយនឹងវានឹងបានផងធ្វើនាងនឹងគឺវានឹងបាត់បង់ជីវិតនៅក្នុងពេលបច្ចុប្បន្នហ្នឹងហើយក៏តែនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថានាងមិនខ្លាចនោះទេបើសិនជានាងប្រើប្រាស់នៅធម្មពលវេទមន្តមួយហ្នឹងហើយវានឹងបង្កគ្រោះថ្នាក់ដល់នាងប្រកាសណាថាលពូរបស់នាងនឹងប្រកាសជាជួយមិនកាន់នាងចាច់ជាមិនខាននោះទេដូច្នេះហើយវាមិនមានអ្វីត្រូវខ្វល់ខ្វាយទេដូច្នេះហើយនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺគ្មានចម្រើសទេនាងនឹងគួរតែប្រើប្រាស់នៅធម្មពលគ្រប់បែបយ៉ាងនៅអ្វីដែលនាងគឺមានហើយនៅពេលនោះយូហានក៏បានប្រើប្រាស់នៅវេទមន្តរបស់នាងយ៉ាងខ្លាំងហ្នឹងឯងធ្វើនាងគឺទទួលបានការឈឺចាប់ហ្នឹងខ្លាំងបាត់មែនហើយការវាបហាដែលនាងគឺវារៀបនឹងបើកហ្នឹងគឺថាវាមិនតន់ចប់ផងក៏យើងក៏បានលើសំឡេងមួយហើយក៏បាននិយាយទៅថាយូហាខ្ញុំនេះគឺបានដឹងថាអ្នកហ្នឹងគឺនៅទីនេះហើយសំឡេងមួយហ្នឹងគ្រាន់តែយូហាហ្នឹងគឺបានលើហ្នឹងនាងហ្នឹងក៏គិតដែរថាតានេះគឺជាសំឡេងរបស់លោកពូមែនក៏តែនិយាយមិនតន់ចប់ផងយើងក៏បានឃើញថាពន្លឺរបស់លីចអនមួយហ្នឹងក៏បានធ្លាក់មកពីលើមេឃផឹកនៅពីមាត់របស់យូហាហ្នឹងហើយពន្លឺមួយហ្នឹងវាហ្នឹងក៏បានធ្វើការជ្រៀតរថភ្លើងហ្នឹងឲ្យយ៉ាស់ជាពីនៅទីតាំងឡើយហ្នឹងទៅហើយពន្លឺមួយហ្នឹងមិនត្រឹមតែប៉ុណ្ណោះទេគឺថាវាហ្នឹងក៏បានបង្ហាញខ្លួនរបស់វាហ្នឹងចេញមកហើយវាហ្នឹងគឺជាលំពៃហ្នឹងឯងរបស់លីចអនដែលធ្វើការផលិតឡើងជាពិសេសហ្នឹងសម្រាប់យូហានៅពេលនោះយូហាបន្ទាប់ពីឃើញថាធម្មពលទាំងអស់ហ្នឹងគឺបានរសាយបាត់ហើយអស់ហ្នឹងនាងហ្នឹងក៏ឃើញដែរថាវាហ្នឹងគឺជាលំពៃដែលលពូហ្នឹងបកគលឲ្យនាងតើហើយយើងក៏បានឃើញថាយូហាហ្នឹងក៏ពិតជាសប្បាយចិត្តដែរហ្នឹងដែលឃើញថានេះហ្នឹងគឺជាឧបករណ៍មួយដែលលពូហ្នឹងគឺផលិតសម្រាប់នាងជាពិសេសហ្នឹងឯងហើយយូហាហ្នឹងក៏បានដើរទៅធ្វើការដកវាហ្នឹងយកមកប្រើប្រាស់ទៅហើយនៅពេលនោះប្រព័ន្ធហ្នឹងក៏បានលួចចេញមកតែប្រាប់ទៅថាតារានិកអហ្វយូខាហ្នឹងគឺបានស្វាគមន៍ទៅកាន់យូហាហើយតែយូហាហ្នឹងគឺទទួលយកព្រមធ្វើជាម្ចាស់របស់លំពែងដៃមួយនេះហ្នឹងដែរឬក៏អត់ក៏តែសាច់រឿងគេអត់តន់បង្ហាញឡើយហ្នឹងតទៀតទេគេហ្នឹងក៏បានបង្ហាញមុនពេលដែលលំពែងមួយហ្នឹងគឺវាហ្នឹងធ្វើដំណើរមកដល់ទីតាំងកន្លែងរបស់យូហាហ្នឹងឯងយើងក៏បានឃើញថាជីវូហ្នឹងនាងហ្នឹងក៏បានប្រើប្រាស់នៅធម្មពលនៃការទំនាក់ទំនងរបស់នាងឯងធ្វើការតាក់ទងទៅកាន់ទីតាំងកន្លែងរបស់យូហាហ្នឹងស្វែងរកនៅទីតាំងកន្លែងយូហាហើយនៅពេលនោះយើងក៏បានឃើញថាអូជីហ្នឹងគេហ្នឹងក៏បានប្រើប្រាស់នៅធម្មពលរបស់គេហ្នឹងធ្វើការជួយជ្រោមជ្រែងទៅកាន់ម្ដាយរបស់សុងជេហ្នឹងដែរជួយគ្នាទៅវិញទៅមកអញ្ចឹងយើងឃើញថាលីចអនហ្នឹងក៏ពេញចិត្តទៅនឹងស្ថានភាពក្នុងពេលបច្ចុប្បន្នហ្នឹងដែរយើងក៏បានឃើញថាម្ដាយរបស់សុងជេហ្នឹងក៏បានធ្វើការតាក់ទងទៅកាន់យូហាហ្នឹងបានជោគជ័យហើយនាងហ្នឹងក៏បាននិយាយទៅកាន់លីចអនទៅថាលីចអនណាខ្ញុំគឺបានដោះស្រាយជាមួយនឹងបញ្ហាដែលលោកហ្នឹងគឺបានដាក់មកកាន់នាងហ្នឹងរួចស្រេចបាយហើយអស់ហើយថានាងហ្នឹងគួរធ្វើអ្វីបន្តទៀតទៅតែលីចអនហ្នឹងក៏បានប្រាប់ទៅកាន់នាងទៅថានាងហ្នឹងធ្វើការគប់លំពេហ្នឹងឡើងទៅលើទៅហើយនៅពេលនោះនាងក៏ឆ្ងល់ដែរថាស្អីគេនាងចាំបាច់ត្រូវធ្វើការគប់វាឡើងទៅលើមេឃហើយនៅពេលលីចអនក៏បាននិយាយថាតែអញ្ចឹងទៅគប់វាឡើងទៅលើទៅវានឹងចាប់ស្រេចបាយហើយលំពេហ្នឹងនឹងទៅទីតាំងកន្លែងរបស់យូហាជាមិនខាននៅពេលនោះយើងក៏បានឃើញថាជីវូហ្នឹងក៏បានបោះវាទៅខាងលើវ៉ាវឡើងនឹងទៅយើងក៏បានឃើញថាប៉ាអ៊ីជីហ្នឹងក៏ឆ្ងល់ដែរថាតើធ្វើបែបហ្នឹងគឺពិតជាដល់កន្លែងរបស់យូហាពិតមែនអីក៏តែនិយាយមិនតន់ចប់ផងអាលំពេមួយហ្នឹងវាហ្នឹងមិនមែនណាមិនប្រើប្រាស់កម្លាំងធ្វើការគប់ទៅណាវាហ្នឹងគឺមានទិដ្ឋារបស់វាហ្នឹងផ្ទាល់ខ្លួនយកមកវាហ្នឹងគឺជាអាវុធជាពិសេសសម្រាប់យូហាអញ្ចឹងហើយបានជាវាហ្នឹងពិសេសខ្លាំងបែបហ្នឹងហើយវាហ្នឹងក៏បានផ្ទុះឡើងហ្នឹងផឹកទៅសំដៅទៅលើអាកាសហ្នឹងយ៉ាងលឿនមកបាញ់ដូចជាកំជ្រួយចឹងហោះទៅខាងលើហ្នឹងដល់ខ្លួនរបស់វាហើយក៏បានពុតនៅដោយក្រេរបស់វាហ្នឹងកោងទៅហើយសំដៅហ្នឹងទៅកាន់ទីតាំងកន្លែងរបស់យូហាហ្នឹងឯងយើងក៏បានឃើញថាវាហ្នឹងក៏បានហោះជ្រែកលំហហ្នឹងផ្ទុះលំហពឹងទៅទីតាំងកន្លែងហ្នឹងទៅធ្វើពួកគេទាំងអស់គ្នាហ្នឹងគឺពិតជាភ្ញាក់ផ្អើលហ្នឹងខ្លាំងប៉ាត់មែនហើយជានឹងក៏ភ្ញាក់ផ្អើលដែរថាគេហ្នឹងគឺមិននឹកស្មានទេថាលំពេមួយហ្នឹងគឺវាហ្នឹងមានអានុភាពហ្នឹងអាចដំណើរការដល់ខ្លួនវាហ្នឹងបែបនេះនោះហើយហោះទៅកាន់ទីតាំងកន្លែងរបស់វាហ្នឹងដែលផ្ទាល់ខ្លួនរបស់វាមិនចាំបាច់ធ្វើការប្រើប្រាស់ធម្មពលរបស់ពួកយើងនឹងធ្វើការបញ្ជូនវាទៅទេហើយលីយ៉នហ្នឹងក៏សរសើរដែរថាវាហ្នឹងគឺជាអាវុធវិសេសចឹងហើយវាហ្នឹងគឺជាស្នាដៃរបស់គាត់ហើយយើងមើលទៅកាន់លំពេមួយហ្នឹងទៅយើងក៏បានឃើញថាវាហ្នឹងក៏បានហោះរំលងពីកោះហាវ៉ៃហ្នឹងវាហ្នឹងក៏បានហោះរំលងហ្នឹងពីប្រទេសមួយទៅកាន់ប្រទេសមួយហើយក៏បានរំលងទឹកដីជាច្រើនហ្នឹងហើយក៏បានធ្លាក់ទៅកាន់ទឹកដីរបស់ប្រទេសអាមេរិកហ្នឹងឯងគឺជាទីតាំងកន្លែងទីស្នាក់ការកណ្ដាលរបស់អាប៉ែស្តេវិនហ្នឹងទៅយើងក៏បានឃើញថាស្តេវិនហ្នឹងកំពុងតែធ្វើការព្យាបាលទៅកាន់របួសរបស់វាដែលបានដាច់ដៃម្ខាងហ្នឹងក៏តែមានណាព្យាបាលមិនទាន់ចប់ស្រេចបាយហើយអស់ហ្នឹងក៏បានឃើញថាមពលដ៏ខ្លាំងក្លា
មួយវាក៏បានធ្លាក់ចុះមកនៅទីតាំងកន្លែងហ្នឹងមកធ្វើវានឹងក៏បានភ្ញាក់ផ្អើលហើយតាមពលហ្នឹងក៏បានបុកទម្លាយទៅកាន់ផ្លូវនៅខាងក្រោមហ្នឹងជ្រែកចូលទៅក្នុងដីកន្លែងហ្នឹងទៅយើងក៏បានឃើញថាអាវុធមួយហ្នឹងវានឹងក៏បានធ្លាក់មកហើយមកដល់ទីតាំងកន្លែងរបស់យូហាហ្នឹងហើយនេះហើយគឺជារបៀបដែលអាវុធមួយហ្នឹងគឺវានឹងធ្វើដំណើរមកដល់ទីតាំងកន្លែងរបស់យូហាដោយសារតែលីយ៉នហ្នឹងគឺបានធ្វើការតាក់ទងជាមួយនឹងយូហាអញ្ចឹងអាវុធមួយហ្នឹងគឺវាហោះធ្វើដំណើរមកដល់ទីតាំងកន្លែងហ្នឹងដល់ផ្ទាល់ខ្លួនរបស់វាហើយក៏បានធ្វើការរារាំងនឹងការវាយប្រហាររបស់អា Oliver ហ្នឹងឯងធ្វើឲ្យយូហាហ្នឹងក៏មានសុវត្ថិភាពនៅទីតាំងកន្លែងហ្នឹងទៅយូហាហ្នឹងក៏បានធ្វើការដកយកលំពៃមួយហ្នឹងចេញមកទៅក៏ឃើញថានាងហ្នឹងក៏បានយកព្រមទទួលយកនៅសំណើហ្នឹងរបស់លំពៃមួយហ្នឹងហើយដែលអនុញ្ញាតឲ្យនាងហ្នឹងគឺខ្លាចតែជាម្ចាស់របស់វាហើយលំពៃមួយហ្នឹងក៏ទទួលស្គាល់ទៅកាន់យូហាហ្នឹងធ្វើជាម្ចាស់ទៅយើងក៏បានឃើញថាយូហាបន្ទាប់ពីទទួលបាននៅលំពៃមួយហ្នឹងហើយធម្មពលរបស់នាងគឺមានការកើនឡើងជាខ្លាំងយកមកហើយក៏បានបញ្ចេញធម្មពលដែលជាពណ៌ផ្ទៃមេឃហ្នឹងសាយភាយពីពេញទីតាំងកន្លែងហ្នឹងទៅធ្វើឲ្យ Oliver ហ្នឹងក៏និយាយថាតើយូហាឈុនហ្នឹងគឺនាងកំពុងតែធ្វើអ្វីហ្នឹងហើយនៅពេលនោះគេហ្នឹងក៏បាននិយាយទៀតដែរថានាងហ្នឹងគឺពិតជាសំណាងខ្លាំងណាស់ដែលអាចធ្វើការកិច្ចអំពីការវិវត្តរបស់គេបានដែលបានយករថភ្លើងហ្នឹងគប់សំណើហ្នឹងទៅកាន់នាងក៏តែអ្វីៗហ្នឹងគឺនៅតែមិនអាចផ្លាស់ប្ដូរបានចឹងក៏គិតថាធម្មពលដែលនាងគឺទៅតែទទួលបាននេះអាចធ្វើអ្វីទៅកាន់គេហ្នឹងឲ្យមានរបួសបានហើយសោះហើយគេហ្នឹងក៏បានបើកការវិវត្តទៅកាន់យូហាហ្នឹងថែមទៀតទៅក៏តែយូហាហ្នឹងក៏បានប្រើប្រាស់នៅវេទមន្តរន្ទះពណ៌ក្រហមរបស់នាងដាក់ទៅលើពេញមួយហ្នឹងហើយក៏បានប្រើប្រាស់នៅស្គីរបស់នាងមួយដែលមានឈ្មោះថាការរិចរន្ទះផ្កាឈូកហ្នឹងឯងគប់សំដៅទៅកាន់អាប៉ែ Oliver ដែលហ្នឹងមកលំពេងកណ្ដាលដើមទ្រូងនេះគឺថាបឹបដែលនឹងយកមកអាមួយនោះវានឹងគឺខិតខំប្រើប្រាស់នៅធម្មពលរបស់វាធ្វើការរារាំងនឹងខ្លាំងដែរក៏តែយូហាហ្នឹងក៏បានប្រឹងខ្លាំងទៅនឹងឯងលំពេងមួយហ្នឹងក៏វានឹងគឺបានដំណើរការហើយក៏បានបញ្ចូលនៅធម្មពលនៃចំហាយដែលបញ្ជាក់ថាយូហាហ្នឹងគឺជាអ្នកដែលបានចូលរួមជាមួយនឹងលីជអនហ្នឹងឯងហើយទីបំផុតយូហាហ្នឹងគឺខ្លាចទៅជាកូនសិស្សនឹងរបស់លីជអនហើយធម្មពលតែប្រមាណដែលយូហាហ្នឹងគឺបានប្រើប្រាស់នៅរន្ទះពណ៌ក្រហមហ្នឹងវានឹងក៏បានប្រែទៅជារន្ទះហ្នឹងពណ៌ផ្ទៃមេឃវិញម្ដងហើយរន្ទះពណ៌ផ្ទៃមេឃហ្នឹងគឺមានចំហាយហ្នឹងខ្លាំងបាត់មែនដែលវាហ្នឹងគឺអាចកំទេចអ្វីគ្រប់បែបយ៉ាងបានហ្មងហើយយូហាហ្នឹងក៏បានប្រើប្រាស់នៅ skill របស់នាងមួយថ្មីមួយទៀតតែទៅតែទទួលបាននៅពេលដែលនាងគឺចូលខ្លាចទៅជាកូនសិស្សរបស់លីជអនហ្នឹងឯងដែលមានឈ្មោះថាការឈុកនៃការបំផ្លិចបំផ្លាញហ្នឹងឯងគប់សំដៅទៅកាន់ Oliver យើងក៏បានឃើញថាចំហាយឡើយហ្នឹងក៏បានផ្ទុះយ៉ាងខ្លាំងឡើយហ្នឹងពឹកទៅហើយយើងក៏បានឃើញស្ថានភាពទីតាំងឡើយហ្នឹងបន្ទាប់ពីត្រូវបានយូហាហ្នឹងវាប្រហែលទៅកាន់ Oliver ហ្នឹងយ៉ាងខ្លាំងហ្នឹងហើយយើងមើលទៅកាន់ Steven វិញបន្ទាប់ពីគេហ្នឹងឃើញកាន់ចំហាយធម្មពលទាំងអស់ហ្នឹងហើយគេហ្នឹងគឺពិតជាចាប់អញ្ចឹងហើយគេក៏បានលោតទៅខាងក្រោមមើលទៅក៏ឃើញថាវាហ្នឹងគឺជាចំហាយធម្មពលរបស់លីជអនតើហើយយូហាហ្នឹងក៏បានប្រើប្រាស់នៅវេទមន្តរបស់នាងហ្នឹងបន្ថែមទៀតហើយក៏ឃើញថាធម្មពលវេទមន្តរបស់យូហាដែលបានគប់ទៅកាន់អាប៉ែ Oliver ហ្នឹងវាហ្នឹងក៏បានផ្ទុះកំទេចនៅច្រកក្រោមដីតែប្រមាណហ្នឹងឡោះខ្ទេចខ្ទីឲ្យសំបីតែ Steven ហ្នឹងគឺវាហ្នឹងក៏ភ្ញាក់ផ្អើលដែរដែលមិននឹកស្មានមកដល់ទេថាចំហាយធម្មពលរបស់យូហាហ្នឹងគឺខ្លាំងក្លាបែបនេះនោះដែលអាចធ្វើការហែកដីនៅទីក្រុងទាំងមូលហ្នឹងគឺថាសឹងតែខ្ទេចខ្ទីហ្នឹងអស់បាត់ទៅហើយនៅពេលនោះ Steven ហ្នឹងក៏ចង់ដឹងដែរថាវាហ្នឹងគឺមានរឿងអ្វីកើតឡើងហ្នឹងក៏បានលុតចុះទៅខាងក្រោមហ្នឹងដើម្បីធ្វើការពិនិត្យមើលទៅនៅពេលដែលគាត់ហ្នឹងគឺបានចុះមកខាងក្រោមដល់ដីហើយហ្នឹងក៏ឃើញដែរថា Oliver ហ្នឹងទីបំផុតហ្នឹងត្រូវបានយូហាហ្នឹងអាវាយប្រហារហ្នឹងមកលំពេហ្នឹងគឺថាដាច់ជើងបាត់ទៅហើយនៅសល់តែពាក់កណ្ដាលខ្លួនទេដៃទាំងសងខាងក៏ត្រូវបានដាច់ដែរហើយគេនេះក៏បាននិយាយទៅកាន់ Steven ដែរថា Steven ណានៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថាខ្វៃបើតែខ្ញុំហ្នឹងគឺបានចោះចាញ់ទៅកាន់អ្នកប៉ុន្មានក៏តែបញ្ហាហ្នឹងគឺមិនតាន់បញ្ចប់នៅទេក៏តែនៅពេលនោះ Steven ហ្នឹងក៏បាននិយាយទៅវិញដែរថាខ្ញុំហ្នឹងគឺបានបញ្ជាក់ទៅកាន់អ្នកហើយថាអ្នកហ្នឹងគឺគ្មាននៅកុដសម្បត្តិហ្នឹងគ្រប់គ្រាន់ទេថាយូហាហ្នឹងគឺខ្លាំងខ្លាជាងអ្នកហ្នឹងគឺនៅតែបញ្ឆាំងអញ្ចឹងឥឡូវហ្នឹងគឺឃើញលទ្ធផលហើយយូហាហ្នឹងគឺអាចយកឈ្នះទៅកាន់អ្នកហ្នឹងបានអញ្ចឹងតែអ្នកហ្នឹងគឺនៅតែគិតអ្វីទៀតគិតថាអ្នកហ្នឹងគឺខ្លាំងជាងយូហាមែនក៏តែទោះបីជាយ៉ាងណាក៏ដោយដែរអ្នកហ្នឹងគឺបានធ្វើនៅបញ្ហាដល់កម្រិតមួយនេះហើយគឺថាអ្នកហ្នឹងគឺមិនមែនជាសមាជិកនៃតារានិកលីអូរបស់យើងហ្នឹងតទៀតទេយើងក៏បានឃើញថា Oliver ហ្នឹងក៏មិនអាចនិយាយអ្វីហ្នឹងតទៀតដែរតែគេហ្នឹងក៏បានបោះពេលសម្ដីទៅកាន់ Steven ទៅថាយ៉ាងហោចណាស់ក៏ខ្ញុំអាចធ្វើការកាត់ផ្ដាច់ដៃរបស់អ្នកម្ខាងដែរមុនពេលដែលគាត់ហ្នឹងគឺស្លាប់នោះយើងក៏បានឃើញថា Steven គឺពិតជាខឹងហ្នឹងខ្លាំងប៉ាត់មែនហ្មងក៏តែគាត់ហ្នឹងក៏ឃើញដែរថាចំហាយធម្មពលមិញហ្នឹងគឺថាវាហ្នឹងគឺពិតជាខ្លាំងខ្លាណាស់ដែលអាចធ្វើការពុះជ្រៀតនៅផ្លូវហ្នឹងឲ្យយ៉ាស់ចេញជាពីរហ្នឹងហ្មងនៅពេលនោះយើងក៏បានឃើញថាយូហាហ្នឹងក៏បានលោតចេញមកពីក្រោមដីឡើងមកខាងលើហ្នឹងទៅយើងក៏បានឃើញថាយូហាហ្នឹងគឺថាចំហាយធម្មពលរបស់នាងដែលជារន្ទះពណ៌ក្រហមហ្នឹងក៏បានផ្លាស់ប្ដូរទៅជារន្ទះពណ៌ផ្ទៃមេឃនៅទីតាំងកន្លែងហ្នឹងហើយនាងក៏ចាប់ផ្ដើមដែរឃើញថា Steven ហ្នឹងគឺនៅទីតាំងកន្លែងហ្នឹងហើយយើងមើលទៅកាន់ Oliver វិញគេនេះក៏បាននិយាយថាតានាងគឺជាយូហាហើយវាល្អខ្លាំងណាស់ដែលនាងហ្នឹងគឺអាចធ្វើការមកដល់ទីតាំងកន្លែងហ្នឹងដូច្នេះហើយខ្ញុំហ្នឹងគឺមានពាក្យសម្ដីមួយចំនួនធ្វើការនិយាយទៅកាន់នាងក៏តែមែនណាSteven ហ្នឹងគឺគ្មានឲ្យអាហ្នឹងនិយាយទៅកាន់យូហាអីទេអានោះមកកាត់ពាក្យសម្ដីថាឲ្យទៅកាន់យូហាទៅហើយក៏ឆ្ងល់ថាធម្មពលដែលយូហាហ្នឹងគឺទទួលបានហ្នឹងហេតុអ្វីបានជាមិនមែនជាចំហាយធម្មពលរបស់តារានិករបស់គេអញ្ចឹងក៏តែយូហាហ្នឹងក៏បានថាឲ្យទៅកាន់ Steven នឹងវិញដែរថានេះហ្នឹងគឺបានប្រាប់ថាគេហ្នឹងគឺបានចាក់ជេរអំពីតារានិកលីអូហើយគេចូលរួមជាមួយនឹងតារានិកលរបស់លពូរបស់គេហើយអញ្ចឹងហើយបានជាចំហាយធម្មពលរបស់នេះហ្នឹងគឺបានផ្លាស់ប្ដូរក៏តែ Steven ហ្នឹងនិយាយចឹងថាវាគ្មានផ្លូវទេគេនឹងមិនទាន់ធ្វើការយកព្រមទៅនឹងការចាក់ជេររបស់នេះឯណាហើយណាមួយតារានិកលរបស់គាត់ហ្នឹងក៏មិនទាន់យកព្រមឲ្យនេះហ្នឹងគឺចាក់ចេញដែរក៏តែយូហាហ្នឹងក៏បាននិយាយថាគាត់ហ្នឹងក៏មិនដឹងដែរក៏តែឥឡូវហ្នឹងគឺថានាងគឺទទួលស្គាល់ហើយគឺថាត្រូវបានធម្មពលរបស់លីជអនហ្នឹងគឺទទួលស្គាល់ទៅកាន់នាងហើយថានាងគឺជាសមាជិកនៃតារានិក Oxycut របស់លីជអនតែ
Steven ហ្នឹងនិយាយចឹងថាវាពិតជាស្គូលខ្លាំងណាស់តាមតាមមួយនោះវាចង់និយាយទៅកាន់ Yoha គ្មានបាននិយាយទេដោយសារ Steven ហ្នឹងគឺបកាច់បកិននិយាយញ៉ញ៉អានោះសពពាក្យចុងក្រោយផ្ដាល់ទៅកាន់ Yoha ហ្នឹងគ្មានបានប្រែផ្ដាំបកាច់បកិនយកស្អីទេប៊ីងាប់ប៊ីរុះហើយរងចាំអាមួយហ្នឹងនិយាយគ្នាមកចប់ហ្នឹងគឺថាវាហ្នឹងចិត្តងាប់បាត់អា Steven ហ្នឹងវាហ្នឹងនិយាយចង់និយាយឡើងឆ្លត់មកចេញមកចឹងថាបើសិនជា Yoha ហ្នឹងគឺចង់ចាក់ចេញអំពីនៃការរបស់វាហ្នឹងគឺចាំបាច់ត្រូវតែធ្វើការបដូរឆ្លងកាត់ទៅកាន់វាហ្នឹងជាមុនសិនហើយ Yoha ហ្នឹងក៏បាននិយាយថាអីគេលោកនេះគឺជាអ្នកនិយាយណាហើយនៅពេលហ្នឹងយើងក៏បានឃើញតែ system របស់ Yoha ហ្នឹងវានឹងក៏បានរត់ចេញមកផ្ដល់នៅភារកិច្ចថ្មីទៅកាន់ Yoha ហើយដែល Yoha ហ្នឹងគឺចាំបាច់ធ្វើការយកឈ្នះទៅកាន់ Steven ហ្នឹងទៅនេះហ្នឹងគឺអាចចូលទៅកាន់តារានិកររបស់ Legion បានយើងក៏បានឃើញថាអា Steven ហ្នឹងកំពុងតែកញ្ញាញ់ខួរចុយតិចគេវាយអញមែនដែរគេវាយអញខ្ចប់បាត់ហើយតែមានណានិយាយគ្នាចោះនិយាយគ្នាឡើងហ្នឹងអត់ខ្វល់អំពីអាមួយនោះវាខឹងក៏បានស្រែកជជែកចែកទីតាំងឡើងហ្នឹងហើយធ្វើឲ្យ Steven ហ្នឹងក៏បាននិយាយថាស្អីគេហើយហ្នឹងគ្រាន់តែជាអាមនុស្សម្នាក់ដែលបរាជ័យតែប៉ុណ្ណោះទេហើយខ្ញុំមិនចង់ឃើញឯងហ្នឹងតទៀតទេឃើញឯងពេលណាស្អប់មុខឯងពេលហ្នឹងមកហើយមានមុខអីមកធ្វើការលូកមាត់នេះជាមួយនឹងពួកយើង Yoha ក៏បាននិយាយថាស្អីគេវាហ្នឹងអាចទៅរួចដល់របៀបណាទៅហើយណាមួយក្រែង Oliver នេះគឺជាជនក្បត់របស់ពួកយើងតែអីចាំបាច់អីទៅខ្វក់ខ្វាយពីវាហើយអា Oliver នេះគឺថាកញ្ញាញ់ខួរហ្មងតែឃើញថាពួកគេនឹងលេងខ្វក់ខ្វាយអញ្ចឹងវាហ្នឹងក៏បានបោះពេលសម្ដីជាចុងក្រោយមុនពេលដែលវាហ្នឹងគឺរលាយខ្លួនស្លាប់ទៅក៏បាននិយាយថាទៅហ្នឹងគឺគិតថាអ្នកហ្នឹងអាចធ្វើការបញ្ចប់នៅស្ថានភាពនៅក្នុងពេលបច្ចុប្បន្នហើយគិតថាអ្នកហ្នឹងគឺឈ្នះនោះគឺថានឹងមានរបស់មួយដែលខ្លាំងជាងគេហ្នឹងកំពុងតែធ្វើដំណើរមកដល់ទីតាំងឡើងហ្នឹងហើយកុំគិតថាអាចដោះស្រាយជាមួយនឹងវាហ្នឹងបានឲ្យសោះហើយគេហ្នឹងក៏បានរលាយខ្លួនហ្នឹងយើងក៏បានឃើញថាទីតាំងឡើងហ្នឹងគឺត្រូវបានបំផ្លាញឲ្យធ្ងន់ធ្ងរខ្លាំងហ្មងហើយនៅពេលនេះយើងក៏បានឃើញថាភ្នែករបស់អាមួយហ្នឹងវាហ្នឹងមុនរលាយងាប់បាត់ទៅហ្នឹងក៏បានបញ្ចេញនៅពលឺចេញមកហើយក៏បាននិយាយថានៅក្នុងពេលហ្នឹងគឺថារបាំងការពារនៅក្នុងទីក្រុងមួយហ្នឹងវាហ្នឹងក៏ត្រូវបានបំបីហ្នឹងខ្ទេចខ្ទីអស់ហើយដោយសារតែស្នាដៃរបស់គេចឹងហើយពួកឯងទាំងអស់គ្នាគ្រាន់តែជាមនុស្សទន់ខ្សោយទេកុំគិតថាអាចដោះស្រាយជាមួយនឹង Calamity ដែលកំពុងតែធ្វើដំណើរមកដល់ទីតាំងកន្លែងហ្នឹងបានឲ្យសោះហើយចំពោះ Calamity ដែលវាហ្នឹងគឺបានធ្វើដំណើរមកដល់ទីតាំងកន្លែងហ្នឹងវាហ្នឹងក៏បានបញ្ចេញនៅចំហាយរបស់វាយ៉ាងខ្លាំងក្លាចេញមកចេញពីសាកសមហ្នឹងរបស់អាប៉ែ Oliver ហ្នឹងឯងហើយធម្មពលដែលបានបញ្ចេញមកហ្នឹងវាហ្នឹងក៏បានលេចរូបរាងចេញមកនៅ Calamity មួយដែលវាហ្នឹងគឺស្ថិតនៅក្នុងចំណាត់ថ្នាក់ Kata Trophy ហ្នឹងឯងហើយវាហ្នឹងគឺជា Calamity មួយដែលមានចំណាត់ថ្នាក់ហ្នឹងគឺខ្ពស់ខ្លាំងប៉ុន្មានដែលមនុស្សគ្រប់គ្នាហ្នឹងគឺពិបាកនៅក្នុងការដោះស្រាយជាមួយនឹងវាហ្នឹងខ្លាំងណាស់ហើយមើលទៅកាន់ Steven វិញគឺពិតជាច្បាស់ខ្លាំងណាស់ដែលឃើញថា Oliver នេះគឺពិតជារៀបនៅផែនការហ្នឹងបានយ៉ាងលម្អិតហ្មងនៅពេលដែលគេនឹងគឺបរាជ័យហ៊ាននាំយកនៅ Calamity ដែលខ្លាំងបែបនេះចូលមកកាន់ទីតាំងឡើងហ្នឹងទៀតហើយមើលទៅកាន់អាប៉ែមួយនេះទៅគឺថា Oliver នេះគឺពិតជាស្គូលខ្លាំងណាស់មុនពេលដែលគេស្លាប់ហ្នឹងគេបានប្រើប្រាស់នៅចំហាយធម្មពលរបស់គេតែប្រមាណហ្នឹងធ្វើការសាមន់ហ្នឹងនៅ Calamity ដែលមានអនុភាពហ្នឹងខ្លាំងក្លាបែបនេះនៅក្នុងទីក្រុងមួយនេះប្រកាសជាចប់យ៉ាងចាក់ជាមិនខាននោះទេហើយមើលទៅកាន់ Steven វិញគឺពិតជាភ្ញាក់ផ្អើលគិតថា Calamity នេះគឺជា Calamity ធម្មតាអញ្ចឹងហើយដែលគាត់ហ្នឹងគឺធ្លាប់ជួបតែគាត់ហ្នឹងគឺមិននឹកស្មានដល់ទេថាវាហ្នឹងគឺជា Crimson Eye ដែលវាហ្នឹងគឺបានបង្ហាញខ្លួនម្ដងទៀតហើយនៅពេលនោះ Steven ហ្នឹងគឺព្រួយបារម្ភអំពី Yoha ខ្លាំងប៉ុន្មានគាត់ហ្នឹងក៏បានយកដៃម្ខាងរបស់គាត់ហ្នឹងធ្វើការបាំងទៅកាន់ Yoha ទៅហើយឃើញថា Red Eye ហ្នឹងវាហ្នឹងក៏បានបង្ហាញខ្លួនចេញមកចំហាយភ្លើរបស់វាចេញពីខ្លួនប្រារបស់វាហ្នឹងក៏បានសាយពាពេញទីតាំងឡើងហ្នឹងហើយ chapter នៅក្នុង chapter ទី79ណាក៏ត្រូវបានចប់នៅត្រឹមហ្នឹងទៅចាំជួបខ្ញុំនៅក្នុង chapter ក្រោយៗទៀតអរគុណសម្រាប់ការទស្សនារបស់អ្នកនរគ្នាបាយបាយ